សេរីរបស់យើងចាប់ដើមឡើងនៅគណៈពេលដែលផែនដីកាលពី100ឆ្នាំមុនគឺថាផែនដីទាំងមូលត្រូវបានបំផ្លាញទៅហើយគ្រប់ទីកន្លែងត្រូវឆេះទៅដោយភ្លើងប៉ុន្តែបច្ចេកវិទ្យាមនុស្សនៅក្នុងសម័យនោះក៏ដូចជាវិសេសខ្លាំងណាស់ដោយនៅខាងក្រៅភពផែនដីនេះវិញគឺមានយានទំនើបជាច្រើនយានដែលចំនួនចុងក្រោយគេនោះក៏ជាយាន F-17 កៅកុដដែលវាមានសមត្ថភាពឲ្យផ្គុំនៅថាមពលអេឡិចត្រូនិកដែលជាឡាស៊ែរនឹងវាយប្រហារទៅកាន់សត្រូវបានយ៉ាងងាយស្រួលការបង្ហាញខ្លួនរបស់យាននេះគឺកំពុងតែសម្ដៅទៅលើបរិសម្នាក់ហើយបរិសម្នាក់នោះក៏ប្រហែលជាមិនធម្មតានោះទេថាមពលរបស់គាត់អាចឈរនៅលើលំហដ៏ដង្ហើមនៅក្នុងលំហបានយ៉ាងស្រួលអាវុធរបស់គាត់គឺជាលំពេងហើយលយត្រង់ថាសក់របស់គាត់មានពណ៌សហើយយើងមិនដឹងថាការប្រយុទ្ធគ្នាកាលពី100ឆ្នាំមុនវាមិននោះទេឥឡូវនេះសាច់រឿងកាត់មកកាន់100ឆ្នាំក្រោយដោយព្រឹត្តិការណ៍ទាំងអស់នោះបានឃើញនៅមុខមនុស្សជាច្រើនដោយយោងទៅតាមសមាជិកភាពយើងឥឡូវនេះក៏ប្រហែលជាមិនទាន់បានស្គាល់ថាពួកគេគឺជានរណានោះទេគ្រាន់តែបានដឹងថាតែប៉ុន្តែរឿងទាំងអស់នេះបានលេចឡើងនៅក្នុងការយកសពរបស់តួប្រុសយើងមានឈ្មោះថាវ៉ាងស៊ុនឥឡូវនេះវ៉ាងស៊ុនស្ថិតនៅក្នុងសម័យកាលមួយដែលពិភពលោករបស់គេមានការរីកចម្រើនជឿនលឿនខ្លាំងណាស់ប៉ុន្តែរឿងឆេះផែនដីកាលពីចំនួន100ឆ្នាំមុនគឺគ្មាននរណាគេអាចនឹកស្មានដល់ទេតែប៉ុន្តែវាក៏បង្កឡើងទៅដោយសង្គ្រាមបច្ចេកវិទ្យាមួយដ៏ធំដែលបណ្ដាលឲ្យផ្ទៃដីនៅលើផែនដីคล้ายទៅជាភ្លើងទាំងអស់គ្រប់យ៉ាងអាចចាត់ទុកថាសូន្យទៅហិនហើយទៅហើយក៏ប៉ុន្តែមានអ្នកមួយចំនួនដែលពួកគេសុទ្ធសឹងតែជាអ្នកខ្លាំងហើយនិងអ្នកវិទ្យាសាស្ត្រពួកគេក៏បានបង្កើតសម្ព័ន្ធដ៏ធំមួយនៅឯលំហក្រៅពិភពផែនដីក្រោយមកពួកគេក៏សិក្សាដើម្បីស្ដារស្ថានភាពផែនដីត្រឡប់មកដូចដើមវិញហើយក៏ជួយបង្កើនឲ្យផែនដីមានភាពរីកចម្រើនជាងមុនទៅទៀតដោយបច្ចុប្បន្ននេះកូដប្រូក្រាមរបស់ផែនដីគឺដើរខុសពីមុនសូម្បីតែសាររបស់មនុស្សក៏មានការប្រែប្រួលដែរបើថែមពីនឹងយុទ្ធនាការសាសនានៅក្នុងសម័យនេះត្រូវបានបំភ្លេចចោលទាំងស្រុងអស់ហើយក៏ប៉ុន្តែនៅមានកម្លាំងសម្ព័ន្ធមួយចំនួនទៀតខិតខំប្រឹងប្រែងដើម្បីស្វែងរកហើយនិងស្វែងយល់តាក់ទិនជាមួយនឹងសាសនាត្រឡប់មកវិញនៅក្នុងមួយនេះធម្មពលសាសនាត្រូវបានគេចាត់ទុកថាជាធម្មពលប្រោសឡើងវិញហើយឥឡូវនេះក៏អាចថាជាសំណាងរបស់វ៉ាងស៊ុនដែរនៅទីបំផុតគឺមានសាលារៀនមួយដែលជាសាកលវិទ្យាល័យអានជូបង្រៀនតាក់ទិនជាមួយនឹងវិទ្យាសាសនាប្រោសឡើងវិញហើយវាក៏ជាក្តីសង្ឃឹមដ៏មុតមមបំផុតសម្រាប់សមាជិកសាលាទាំងអស់ថាវាគឺជាមេគាដ៏ត្រឹមត្រូវក្នុងការបន្តភាពរីកចម្រើនរបស់ភពផែនដីទៅកាន់ថ្ងៃអនាគតពេលនោះមានមិត្តជិតស្និទ្ធគេម្នាក់បានខលប្រាប់ថាគេមកបង្ករឿងនៅសាលាហើយក៏បញ្ញាប់ឲ្យវ៉ាងស៊ុនធ្វើដំណើរទៅទីនោះនៅពេលតែម្ដងបានឃើញមនុស្សយន្តជាច្រើនកំពុងតែឈរទម្រាបជួរគ្នាគឺថាសាលារបស់គេដល់ពេលដែលត្រូវកំទេចចំពោះមិត្តភក្តិជិតស្និទ្ធរបស់វ៉ាងស៊ុនគេមានឈ្មោះថាលៀនឆឹងក៏ជាអ្នកដែលរៀនជាមួយគ្នាដែរលៀនឆឹងគឺមនុស្សស្មាននៅទេថាម្សិលមិញគឺជាថ្ងៃប្រកាសផលិតផលនៃការសិក្សាតែបែរជាថ្ងៃនេះសាលាត្រូវបានបំផ្លាញទៅវិញក្លែងមកមើលឈ្មោះប្រកាសផលិតផលគឺមិនមានវត្តមានរបស់វ៉ាងស៊ុននៅនឹងលៀនឆឹងនៅទេហើយកំឡុងពេលនោះស្រាប់តែមានមនុស្សម្នាក់ទៀតបានដើរចូលមកដែលគេម្នាក់នោះគឺមានឈ្មោះថាចៅយុនគឺជាកូនប្រុសរបស់គ្រួសារចៅហើយសាលាអានជូរបស់ពួកគេត្រូវបានបង្កើតឡើងទៅដោយលុយរបស់គ្រួសារចៅនេះឯងចៅយុនម្នាក់នោះដូចជាមានទំនួលខ្លាំងណាស់ហើយក៏ចាត់ទុកមនុស្សដទៃផ្សេងទៀតដែលវឹកហាត់នៅធម្មពលប្រោសឡើងវិញនោះដូចជាសម្រាប់អញ្ចឹងគេជឿជាក់តែទៅលើការផ្លាស់ប្ដូរសែនហើយនឹងបច្ចេកវិទ្យាទំនើបនោះទេការវឹកហាត់ទាំងអស់នេះគឺគ្មានប្រយោជន៍សម្រាប់គេសោះឡើយហើយសាលាមួយនេះគេបង្កើតឡើងក្នុងគោលបំណងធ្វើជាមន្ទីរពិសោធន៍ទេនៅវិនិតិនឹងផងដែរស្រាប់តែលេចវត្តមានរបស់នារីដ៏ស្រស់ស្អាតម្នាក់ទៀតមានអង្គរៈប្រងព្រាតការពីសងខាងនាងម្នាក់នោះគឺជាមនុស្សមកពីគ្រួសារចៅដែលមានឈ្មោះថាចៅឈិងជុនឋានៈអំណាចគ្រួសាររបស់នាងគឺមិនធម្មតាទេបើនិយាយពីសម្រស់ទៀតរត់តែមិនធម្មតាពេលហ្នឹងនាងក៏កលែងមើលមុខវ៉ាងស៊ុនដែរដោយទំនងជាគួរឲ្យចាប់អារម្មណ៍ណាស់មើលមុខតួក្នុងរឿងពិតជាស្អាតស្អាតមែនទែនតែមួយឆ្លុកកញ្ចក់មើលមុខខ្លួនឯងម៉ែដូចឆ្កែចូលឲ្យឌីលខ្លួនឯងមួយទៅឥឡូវនេះចៅយុនចាប់ផ្ដើមធ្វើការកំទេចសាលារៀនចោលហើយធ្វើសិស្សដទៃផ្សេងទៀតគឺមិនពេញចិត្តនោះទេនាំគ្នាតវ៉ាក៏ប៉ុន្តែត្រូវបានរារាំងទៅដោយមនុស្សយន្តហើយបើសិនជាមានអាណាគេហ៊ានទៅតវ៉ាតតាំងពួកគេប្រកាសជាត្រូវបានវាយបំផាំងមកវិញចៅយុនគឺខ្វល់នៅទេថាអាណាព្រុសដាក់គេសំខាន់ថ្ងៃនេះគឺបដិញ្ញាកំទេចសាលានឹងហើយក៏ត្រូវតែកំទេចឲ្យបានលៀនឆឹងឃើញហើយថាគេសំដីលយណាស់ទ្រាំអត់បានទេក៏ចូលទៅវាយតែមានណាត្រូវបានអង្គរៈរបស់ចៅយុននឹងវាយត្រឡប់មកវិញឡើងចង់បែកអួតហើយសំណាងល្អបានវ៉ាងស៊ុនជួយធ្វើអន្តរាគមន៍ទេហើយដោយសារតែពួកគេបានមើលស្រាលទៅលើវិជានៃការប្រោសឡើងវិញចឹងហើយវ៉ាងស៊ុនក៏ជូនគេមួយបាតដៃទាំងហើយចៅយុននៅវិញបានឃើញថាវ៉ាងស៊ុនពិតជាមានទេពកោសល្យមែនហើយក៏ស្គាល់ថាគេគឺជាសិស្សដែលមានទេពកោសល្យបំផុតនៅក្នុងសាលាអានចៅចឹងហើយចៅយុនក៏ចង់ធ្វើការភ្នាល់គ្នាមួយជាមួយនឹងវ៉ាងស៊ុនចង់ដឹងខ្លាំងណាស់ថាតើវិជាប្រោសឡើងវិញជាមួយនឹងការផ្លាស់ប្ដូរសែនបូករួមជាមួយនឹងបច្ចេកវិទ្យារបស់គេនោះថាតើមួយណាទៅដែលខ្លាំងជាងបើសិនជាវ៉ាងស៊ុនអាចឈ្នះគេបានប្រកបណាស់សាលាមួយនេះមិនត្រូវបានរុះរើទេនៅទីកន្លែងដែលពួកគេកំពុងតែសន្ទនាគឺមានមនុស្សអាចកំបាំងម្នាក់កំពុងតែកាត់ពណ៌មាសមួយឈរមើលហើយវ៉ាងស៊ុននៅវិញគឺអត់មានខ្លាចចៅយុននោះទេបើសិនជាគេចង់ភ្នាល់ហើយចង់ដឹងថាវិជាមួយណាខ្លាំងជាងនោះក៏អាចកំដរបានចឹងហើយការភ្នាល់របស់ពួកគេក៏ត្រូវចាប់ផ្ដើមឡើងនៅទីកន្លែងមួយសិស្សទាំងអស់នៅក្នុងសាកលវិទ្យាល័យអានចៅនេះវិញក៏ដាក់ក្តីសង្ឃឹមទាំងស្រុងទៅលើវ៉ាងស៊ុនហើយបើឈ្នះពួកយើងអាចរក្សានៅសាលាបានក៏ប៉ុន្តែចាញ់គឺគ្មានអ្វីក្រៅពីពាក្យថារុះរើទេដល់ហើយគណៈកម្មការរបស់ពួកគេគឺជាឪពុករបស់ចៅយុនគឺចៅមីងស៊ុនគាត់បានប្រាប់វ៉ាងស៊ុនផងដែរថាបើសិនជាគេឈ្នះនៅការប្រកួតមួយនេះប្រកាសណាស់គេអាចរក្សាសាលារៀនបានហើយក៏អាចស្ដារកេរ្តិ៍ឈ្មោះនៃក្បាច់គុណរបស់ខ្លួនបានថែមទៀតផងកាដូរបស់គេគឺទទួលបានសិភៅពណ៌មាសហើយសិភៅពណ៌មាសនោះអត់ដឹងថាជាសិភៅអីទេចរិតរបស់គ្រួសារចៅអានតែខ្លួនឯងមានអំណាចមើលទៅដូចជាពួកគេរៀងកេងកាងខ្លាំងណាស់ចៅយុនក៏និយាយបន្ថែមផងដែរថាដោយសារតែឪពុករបស់គេមានចិត្តល្អចឹងក៏មិនធ្វើឲ្យវ៉ាង
សួននឹងចាញ់អាក្រក់មើលពេកទេក៏ប៉ុន្តែវាងសួនជាអត់មានតបតសម្ដីជាមួយនឹងពួកគេមកឡើយលៀនឈឹងនៅវិញជឿជាក់ទៅលើសមត្ថភាពសម្លាញ់របស់ខ្លួនឯងទាំងស្រុងថាប្រកាសជាឈ្នះហើយចៅមីងសួននៅវិញបានប្រាប់ឲ្យកូនចៅនឹងចាប់ផ្ដើមថត record វីដេអូភ្លាមទៅនៅពេលណាដែលកូនប្រុសរបស់គាត់ឈ្នះនឹងបង្ហាញទៅកាន់គ្រួសារធំៗដទៃផ្សេងទៀតដែលបានឃើញថាបច្ចេកវិទ្យាសែនរបស់ពួកគេគឺល្អជាងការវឹកហាត់វិជ្ជាប្រោសឡើងវិញនៅក្នុងការប្រកួតរបស់ពួកគេទាំងពីរសូម្បីតែចៅឈីងជុននឹងក៏បានមកចូលរួមផងដែរហើយនឹងមកទីនេះដើម្បីមើលថាតើជំរឿនរបស់នាងមួយណាត្រឹមត្រូវជាងដែលคล้ายទៅជារបស់ដែលស័ក្តិសមបំផុតក្នុងការវិវត្តសម្រាប់បដិវត្តមនុស្សជាតិមុននឹងការប្រកួតរបស់ពួកគេចាប់ផ្ដើមយើងចាប់អារម្មណ៍បានឃើញបរិយាកាសកំពុងតែឈរមើលពីខាងលើដែរជាការចាប់ផ្ដើមគឺថាចៅយុនបានសម្រុកចូលមកវាយយ៉ាងសាហាវរីករាយតែវាងសួររបស់យើងក៏មិនមែនជាមនុស្សតឡងមូលដែរវាយតបទៅវិញធ្វើឲ្យគេនឹងចង់បាក់កដោយសារតែចៅយុនបានមើលស្រាលទៅលើសមត្ថភាពរបស់វាងសួនតាំងពីដំបូងហើយដូច្នេះហើយធ្វើឲ្យវាងសួនមានឱកាសវាយបានពេញមកទំហឹងហើយក៏បំផាំងគេប៉ាំងខ្ទាតទៅខាងក្រោយដែរឥឡូវនេះភីគេខាងវាងសួនគឺសប្បាយចិត្តខ្លាំងណាស់ដែលភ័យជាងគេនោះក៏ជាគ្រួសារចៅហើយមិននឹកស្មានថាវាងសួនមានសមត្ថភាពចឹងទេចៅយុនក៏ទទួលស្គាល់ហើយថាវាងសួនពិតជាមានសមត្ថភាពពិតមែនហើយដូច្នេះហើយគេក៏សម្រេចចិត្តលេងមែនតែនលេងកម្ដៅសាច់ដុំហើយដែលនោះក៏ជាការផ្លាស់ប្ដូរសែននៅពេលដែលសែនបានផ្លាស់ប្ដូរកម្លាំងរាងកាយរបស់ចៅយុនហាក់ដូចជាខ្លាំងចូលមកដោយវាយទៅលើវាងសួនម៉ាត់យកមិនត្រឹមតែប៉ុណ្ណោះបច្ចេកវិទ្យាក្នុងការផ្លាស់ប្ដូរសែនរបស់មនុស្សនឹងក៏អាចបំលែងខ្លួនទៅជាបាញ់ភាបានដែរដែលធ្វើឲ្យវាងសួនពិតជាពិបាកក្នុងការតតាំងជាមួយនឹងគេមែនតែនដោយមិនដឹងនោះទេថារាងកាយមួយណាគឺជារាងកាយពិតប្រាកដក៏ប៉ុន្តែពេលនោះស្រាប់តែមានធម្មពលវ័យមួយលេចឡើងលើភ្នែករបស់វាងសួនធ្វើឲ្យគេមើលឃើញពីរូបរាងកាយពិតដែលធ្វើឲ្យការវាយប្រហាររបស់ចៅយុនក្នុងគណៈពេលនេះវិញត្រូវបានវាងសួនកិច្ចបានយ៉ាងស្រួលគណៈពេលនេះពួកគេក៏លេងមែនតែនជាមួយនឹងគ្នាទៅវិញទៅមកហើយដោយវាងសួនប្រើប្រាស់នៅធម្មពលសម្លេងផ្គររន្ទះអាសញ្ញាសម្លេងផ្គររន្ទះនឹងសូម្បីតែអ្នកនាងចៅក៏មានការភ្ញាក់ផ្អើលផងដែរព្រោះថាមានតែអ្នកមានសមត្ថភាពនោះទេទើបអាចដាស់នៅសរីរាង្គទាំង5ក្នុងខ្លួនអាចប្រើប្រាស់នៅសម្លេងផ្គររន្ទះនេះបានហើយក៏មិននឹកស្មានថាវាងសួនពិតជាអាចធ្វើបានមែនល្បឿនរបស់គេគឺលឿនខ្លាំងណាស់ការវាយប្រហាររបស់ចៅយុនដូចជាគ្មានប្រសិទ្ធភាពសម្រាប់វាងសួនយើងនោះទេហើយវាក៏ដល់ពេលដែលវាងសួនរបស់យើងវាយតបត្រឡប់ទៅវិញយ៉ាងស៊ីផុយដែរអ្នកនាងចៅគឺមានការភ្ញាក់ផ្អើលខ្លាំងណាស់ថាតើអ្នកដែលផ្លាស់ប្ដូរសែននឹងត្រូវចាញ់ដោយរបៀបហ្នឹងមែនអត់ចៅយុនឃើញដូច្នេះក៏បញ្ញាប្រើប្រាស់នៅយន្តពិសេសអ្វីមួយយ៉ាងដែលអាចដាស់នៅធម្មពលរូបិយក៏ប៉ុន្តែវាងសួនយើងមិនអនុញ្ញាតនោះទេទៅព្យាយាមខាត់គេប្រទីបតុងគ្នាចូលឡើងក៏ប៉ុន្តែយ៉ាងណាចៅយានក៏នៅតែមានឱកាសចាប់យកនៅយន្តនោះបានហើយដាស់យកនៅធម្មពលសែនអរូបីនោះចេញមកដែលវាគឺជាទម្រង់សត្វខ្លាតែវាងសួនយើងគឺមិនអនុញ្ញាតឲ្យគេទទួលបានជោគជ័យនោះទេប្រើប្រាស់នៅសម្លេងផ្គររន្ទះដុតកំទេចនៅអាសែនដែលគេបានផ្លាស់ប្ដូរបាញ់មិញក្នុងខ្លួនឡើងខ្ទេចខ្ទីខណៈពេលហ្នឹងគេមានតែពឹងទៅលើធម្មពលខ្លួនឯងសុទ្ធតែប៉ុណ្ណោះមិនអាចផ្លាស់ប្ដូរសែនបានទៀតឡើយក៏ប៉ុន្តែចៅយុននៅតែម្នាក់ចង់យកឈ្នះខ្លាំងណាស់តែចលនាផលត្រូវបានវាងសួនរបស់យើងវាយជាដំណំហើយក៏បំរុងនៅប្រហើយគេផងដែរគឺចង់ដាំម្លាយប៉ាំងឲ្យបត់កទៅខាងក្រោយក៏ប៉ុន្តែខ្ជិលចង់មានសួរបានឃើញកូនប្រុសរបស់គាត់ដល់ដំណាក់កាលនេះស្ទើរតែមិនអាចទទួលយកបានទេបំរុងនឹងលោតទៅលើកៅអីខណៈពេលនេះវាងសួនក៏អាចយកឈ្នះគេចង់ក៏មានន័យថាសាលារបស់ខ្លួនត្រូវបានជួយសង្គ្រោះហើយចៅឈីងជុនវិញបានចាប់អារម្មណ៍ថាយុវជនម្នាក់នេះគឺពិតជាមិនធម្មតាទេល្បឿនរបស់គេលឿនដូចជារន្ទះក៏ប៉ុន្តែអាចគ្រប់គ្រងខ្លួនឯងបានឥឡូវនេះនឹងបានឃើញថាវិជានៃការប្រោសឡើងវិញគឺមិនទាន់បានផុតកំណត់ទាំងឡាយនោះទេអញ្ចឹងហើយក៏សូមឲ្យគាត់ធ្វើការពិចារណាសារថ្មីទៅបន្ទាប់មកក៏ដល់ពេលវេលាដែលនាងត្រូវចាក់ចេញដោយសារតែកូនប្រុសរបស់គាត់ចាញ់ចឹងហើយក៏បញ្ញាប្រាប់ឲ្យកូនចៅលុបវីដេអូនេះចោលភ្លាមទៅមិនចាំបាច់ចែកចាយទេដល់ខ្មាស់គេដោយសារតែវាងសួនឈ្នះនៅការប្រកួតចឹងហើយក៏គាត់ធ្វើទៅតាមពាក្យសន្យាប្រគល់នៅសិភៅមាសដែលវាគឺជាកំណត់ទោសរបស់គ្រួសារចៅដែលវាគឺជាស្នេហ៍រាងកាយមាសដោយឋានៈរបស់គាត់គឺជាគ្រួសារចៅឥឡូវនេះគាត់បានប្រគល់របស់មួយនឹងឲ្យហើយចាត់ទុកថាជាកំណត់ល្អក៏ប៉ុន្តែការរុះរើសាលារបស់ពួកគេគឺមិនអាចឈប់ត្រឹមនឹងបានទេបើចង់ខាត់គាត់ក៏មិនអាចខាត់បានដែរឥឡូវនេះក៏ទុកពេលឲ្យពួកគេ2ម៉ោងដើម្បីទៅរើអីវ៉ាន់សត្វដតៃផ្សេងទៀតដំបងឡាយខំតអក៏ប៉ុន្តែលទ្ធផលចុងក្រោយនៅតែដដែលហើយពួកគេក៏គ្មានទឹកមាត់ប្រៃអីទៅតវ៉ាជាមួយនឹងគេដែរហើយឥឡូវនេះពួកគេម្នាក់ៗគឺមានតែរៀបគម្រោងសម្រាប់អនាគតបន្តទៅមុខទៀតតែប៉ុណ្ណោះសម្រាប់វាងសួនបើទោះបីជាសាលាត្រូវបានរុះរើគឺពិតមែនក៏ប៉ុន្តែមីគីរបស់គេគឺដើរទៅលើផ្លូវប្រោសឡើងវិញគឺមិនអាចរៀបថយបានឡើយនៅពេលដែលចូលមករើអីវ៉ាន់នៅក្នុងសាលាគឺមានការអាឡោះអាល័យជាខ្លាំងព្រោះថាកន្លែងនេះហើយគឺជាកន្លែងដែលផ្ដល់សេចក្តីសុខដល់គេនៅក្នុងរូបថតរបស់វាងសួនហាក់ដូចជាមាននារីម្នាក់កំពុងតែឈរកាន់ដៃមិនដឹងថាអ្នកនោះគឺជាម្នាក់ណានោះទេដឹងត្រឹមថានាងគឺជាគូស្នេហ៍ពេលនោះវាងសួនក៏ចាប់អារម្មណ៍បានឃើញកាត់មាននៅជាប់កន្លែងនឹងផ្លូវមិនដឹងថាគេគប់មកតាំងពីកាលទេវាគឺជាកាត់មានរបស់បរិហាត់កំបាំងម្នាក់នោះហើយឥឡូវនេះយើងដឹងត្រឹមថាគាត់គឺជាជនអាត់កំបាំងតែប៉ុណ្ណឹងនោះឯងសកម្មភាពរបស់មីងហៅក៏ត្រូវបាន record ទៅដោយសត្វកតុំរុយបច្ចេកវិទ្យាទំនើបមួយហើយពួកគេគឺមានសមត្ថភាពពិសេសខ្លាំងណាស់ទាក់ទិនជាមួយនឹងបច្ចេកវិទ្យាដោយក្រុមរបស់ពួកគេគឺសុទ្ធសឹងតែជាយានធ្វើដំណើរឆ្លងភពឯណោះនៅចុងភៀននេះវិញយើងចាប់អារម្មណ៍បានឃើញនារីម្នាក់ស្ទាបពាក់ដូចជាទេពអប្សរស្រស់ស្អាតខ្លាំងណាស់ហើយយើងក៏នៅតែអត់ដឹងដដែលថាម្នាក់នឹងគឺជានរណារឿងក្នុងភៀននេះចាប់តាមឡើងដោយវាងសួនបានធ្វើដំណើរទៅតាមទីតាំងនៃកាតពណ៌លឿងដោយនៅទីកន្លែងនោះមានអារម្មណ៍ថាដូចជារឿងទ្រុឌទ្រោមខ្លាំងណាស់ប៉ុន្តែតែវាងសួនបានធ្វើដំណើរមករកគេក៏ប៉ុន្តែខ្លួនគឺមិនទុកចិត្តក្រុមទាំងអស់នេះនោះឡើយមិនយូរប៉ុន្មានវាងសួនក៏បានធ្វើដំណើរមកដល់បន្ទាយរបស់ពួកគេដែលមានផ្លាកសញ្ញា logo ដូចជាក្នុងកាតចឹងហើយក៏ងឿឆ្ងល់ខ្លាំងណាស់ថាតើវាតាក់ទងជាមួយនឹងវិជាប្រោសឡើងវិញទៅមិនយូរប៉ុន្មានវាងសួនក៏ធ្វើដំណើរទៅជួបជាមួយនឹងប្រធានក្រុម
ដែលមើលការខុសត្រូវនៅទីកន្លែងនោះតែប៉ុន្តែគាត់នឹងឲ្យដែលជាអ្នកតាមដានមីងហឺតាំងពីដើមមកគាត់ដឹងពីគោលបំណងរបស់មីងហឺហើយក៏សូមឲ្យគេចូលរួមជាមួយនឹងភ្នាក់ងារសម្ងាត់តែប៉ុន្តែភ្នាក់ងារសម្ងាត់របស់គាត់គឺតែកតិនជាមួយនឹងសាសនាហើយនិយាយបានថាជាវិជាប្រោសឡើងវិញឥឡូវនេះយើងឈប់ហៅវិជាប្រោសឡើងវិញទៀតទៅយើងហៅថាវិជាអមតៈវិញម្ដងដើម្បីឲ្យងាយស្រួលស្ដាប់ហើយមូលហេតុដែលពួកគេដាក់ឈ្មោះខ្លួនឯងថាជាភ្នាក់ងារសម្ងាត់ក៏ព្រោះដោយសារតែខ្លួនចង់ជួយស្ដារឡើងនៅវិជាអមតៈដោយសម្ងាត់តែប៉ុណ្ណោះឥឡូវនេះវាងសួនបានសួរតែកតិនជាមួយនឹងវិធីក្នុងការចូលរួមជាមួយនឹងក្រុមពួកគាត់ដោយលក្ខខណ្ឌគឺងាយស្រួលនោះទេគឺតម្រូវឲ្យវាងសួនចូលរួមធ្វើបេសកកម្មជាមួយក្រុមពួកគាត់ដោយផ្ទាល់គាត់ក៏មិនចាំបង្ខំដែរឲ្យវាងសួនគិតឲ្យបានល្អទេព្រោះថាបេសកកម្មរបស់គាត់នៅក្នុងពេលនេះគឺជាការរករកហើយវាអាចមានគ្រោះថ្នាក់ប៉ះពាល់ដល់ជីវិតទៀតផងតែវាងសួនអត់មានគិតឲ្យច្រើននោះទេក៏យកព្រមចូលរួមជាមួយនឹងពួកគាត់ព្រោះបានឃើញថាពួកគាត់គឺជាមនុស្សល្អណាមួយក៏ដើរទៅលើមាគ៌ារបស់ខ្លួនទៀតមុននឹងការចាប់ផ្ដើមប្រធានក្រុមក៏បានហុចនៅនាឡិកាភ្នាក់ងារសម្ងាត់មួយឲ្យគេចាត់ទុកថាជាអំណោយរបស់មួយនឹងគឺមានប្រយោជន៍ច្រើនណាស់មើលពីស្ថានភាពទូទៅហើយតាក់ទងគ្នាបានយ៉ាងងាយស្រួលទៀតផងឥឡូវនេះការវឹកហាត់របស់ពួកគេផ្ដោតទៅលើវិធីសាស្ត្រអមតៈនឹងក៏ត្រូវតែធ្វើការយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់បំផុតជាពិសេសគឺជាការស្វែងយល់អំពីខ្លួនឯងនៅមានរឿងមួយទៀតមុននឹងចេញធ្វើបេសកកម្មប្រធានក្រុមក៏តម្រូវឲ្យវាងសួនផ្លាស់ប្ដូរមុខមាត់ហើយនឹងអត្តសញ្ញាណទៅជាមនុស្សម្នាក់ផ្សេងទៀតដែលមានឈ្មោះថាវាងសៀវឥឡូវនេះពួកគេជាយានមួយធ្វើដំណើរទៅរកបំពេញបេសកកម្មហើយបច្ចុប្បន្នសមាជិកសរុបក៏មានចំនួន5នាក់បូករួមជាមួយនឹងវាងសៀវរបស់យើងទៀតឥឡូវនេះ admin សូមណែនាំសមាជិកក្រុមទាំងអស់ឲ្យអ្នកទាំងគ្នាបានស្គាល់ប្រធានក្រុមឈ្មោះថាអាល់គីវាងសួនផ្លាញ់ប្រឡំធ្វើជាវាងសៀវនារី Sniper មានឈ្មោះថាហ្វុងជឹងបរមេធំគឺហៃហ៊ូហើយនៅរីឈ្មោះម្នាក់ទៀតមានឈ្មោះថាយ៉ាវសឺហើយនៅតកងបាក់យានមួយទៀតមានឈ្មោះថាឡាវមូក្រុមរបស់ពួកគេសុទ្ធសឹងតែជាអ្នកដែលមានទេពកោសល្យនៅក្នុងចំណោមពួកគេគឺមានតែយ៉ាវសឺទេដែលជិតស្និទ្ធជាមួយនឹងវាងសៀវជាងគេបន្តមកប្រធានក្រុមអាល់គីក៏ចាប់ផ្ដើមប្រកាសពីបេសកកម្មគឺតម្រូវពួកគេចុះចតទៅលើភ្នំមួយហើយនៅខាងក្នុងភ្នំនោះក៏ត្រូវបានរករកទៅដោយគ្រួសារចៅគោលបំណងរបស់ពួកគេក៏ត្រូវតែដណ្ដើមរបស់ចេញពីដៃគ្រួសារចៅព្រោះថាពួកគេបានជាកកាយស្វែងរកនៅវិធីសាស្ត្រអមតៈកាលពីចំនួនឈីងអញ្ចឹងគឺមានន័យថាកាលពីមុនពិតជាមានអ្នកខ្លាំងតែប្រើប្រាស់វិជាអមតៈនេះមែនតែគ្រួសារចៅគឺជាគ្រួសារដែលផ្ដោតតែទៅលើវិជាសាស្ត្រហើយនឹងការផ្លាស់ប្ដូរសែនទេហើយក៏មិនដឹងថាពួកគេរករកស្វែងរកនៅរឿងនេះដើម្បីគោលបំណងអីដែរហើយឥឡូវនេះពួកគេក៏ល្បីឈ្មោះវាងសួនដែលជាមនុស្សមានទេពកោសល្យម្នាក់ដែរតែបានផ្ដួលលោកប្រុសគ្រួសារចៅដើម្បីទៅការពារមរតកវិជាអមតៈឥឡូវនេះពួកគេត្រៀមខ្លួនរួចរាល់ហើយព្រោះថាចិត្តទៅដល់គោលដៅដែលវាងសួនយើងដូចជាអត់ចេះប្រើកាំភ្លើងនោះទេហើយបេសកកម្មនេះមិនដឹងថាត្រូវប្រើកាំភ្លើងមែនអត់ចាសើប្រាប់ថាប្រកាសណាស់យើងត្រូវបាញ់សម្លាប់គ្នាចឹងហើយក៏មានតែប្រើកាំភ្លើងព្រោះថាពួកគេតែងតែបញ្ជូនកាំភ្លើងមកលើយើងរហូតបន្តមកគោលដៅរបស់គេនៅសល់ត្រឹមតែ5គីឡូម៉ែត្រទៀតតែប៉ុណ្ណោះហើយបើធ្វើដំណើរតាមរយៈយានគឺនៅសល់ពេលត្រឹមតែ1នាទីទេពួកគេបានចតរៀងឆ្ងាយគ្រាន់បើដែរកុំឲ្យសត្រូវដឹងក្លិនគោលដៅរបស់គេគឺស្ថិតនៅក្នុងភ្នំមួយដែលមានឈ្មោះថាភ្នំ Blue Stone ឬមួយក៏ជាភ្នំថ្មខៀវនៅខាងក្នុងភ្នំនោះដូចជាមានប្រាសាទបុរាណមួយក៏ប៉ុន្តែនៅខ្លោងទ្វារដូចជាមានមនុស្សយន្តការពារគឺជាមនុស្សយន្តនៃគ្រួសារចៅបច្ចេកវិទ្យារបស់ភ្នាក់ងារសម្ងាត់ពួកគេគឺពិសេសខ្លាំងណាស់អាចចាប់ការតាក់ទងរបស់សត្រូវបានយ៉ាងងាយស្រួលបន្តមកទៀតពួកគេត្រូវរៀបចំផែនការដើម្បីកម្ចាត់មនុស្សយន្តទាំងពីរក្បាលនោះឲ្យចេញពីផ្លូវហើយយ៉ាងណាមិញខ្មោចសត្រូវចាប់បានជាការចាប់ផ្ដើមយ៉ាសឺក៏បោះត្រង់របស់គេបង្វែរដានមនុស្សយន្តទាំងពីរបន្តមកពួកគេក៏ទម្លាក់នៅគ្រាប់បាយអ្វីមួយយ៉ាងតែផ្ដាច់នៅចរន្តប្រូក្រាមរបស់ពួកគេឲ្យខាំងធ្វើតាមមនុស្សយន្តបែបហ្នឹងមែនក៏ប៉ុន្តែមានអ្នកបើកហើយអ្នកផៃលើអាប់គឺហ្វុងជឹងស្នៀត Sniper របស់នេះគឺពិសេសខ្លាំងណាស់បាញ់មិនដែលខំក្របទេសមត្ថភាពអស្ចារ្យចឹងធ្វើឲ្យវាងសួននេះចាប់អារម្មណ៍ណាស់បន្តមកពួកគេមានឱកាសចូលទៅខាងក្នុងហើយប្រាសាទនេះដូចជាមិនមែនប្រាសាទទេហាក់ដូចជាវិមានដ៏ធំវាងសួនគិតថាប្រហែលជាចូលទៅខាងក្នុងអ្វីក៏នឹងផ្លាស់ប្ដូរមិនខានតែតាមផ្លូវចូលនោះពួកគេបានឃើញសាកសពមនុស្សបានដេកស្លាប់ចឹងមានន័យថាពួកគេធ្លាប់ប៉ះគ្នាមកប្រើការមុនហើយដោយចូលកាន់តែជ្រៅសត្រូវគ្រួសារចៅក៏កាន់តែច្រើនក៏ប៉ុន្តែពួកគេបានចាត់ការម្ដងមួយនៅតាមផ្លូវវាងសួនក៏ជាប្រើកំភ្លើងចឹងហើយក៏មានតែប្រើដបងឆក់ហើយដបងឆក់នេះខ្លាំងណាស់ឆក់បាច់ដល់ប្រកាច់ត្រល់ហើយគោលដៅរបស់គ្រួសារចៅមកទីនេះគឺមានច្រើនខ្លាំងណាស់ទី1គឺយកនៅអ្វីមួយយ៉ាងដែលមានពណ៌មាសបន្ថែមពីនោះក៏មានដាវបារាណមួយដែលពួកគេចង់ដកយកនៅទីកន្លែងនោះក៏មានចៅយន្តផងដែរហើយគេមានដៃគូដ៏ពិសេសមួយត្រូវជាលពូមានឈ្មោះថាជូស៊ូក៏បានផ្ដល់សញ្ញាថានៅខាងក្រៅដូចជាបាត់បង់ទំនាក់ទំនងហើយមិនដឹងថាពួកគេជួបរឿងអីទេពួកគេគិតថាប្រកាសជាមានសត្រូវចូលវាយលុកមិនខានហើយដូច្នេះហើយក៏ឲ្យចៅយន្តនឹងធ្វើដំណើរទៅតាមផ្លូវចាក់ចេញទៅបន្តមកគាត់ក៏នឹងត្រឡប់ថយក្រោយពិនិត្យមើលល្បាញច្បាស់នៅទីកន្លែងរបស់ពួកគេគឺមានបង្កប់នៅអាវុធធនធ្ងន់ជាច្រើនចាស់ស្ដែងដូចជាកាំភ្លើងរះហើយហ្នឹងប្រធានក្រុមអាគីបានដឹងថាពួកគេប្រហែលជាដឹងពីវត្តមានរបស់ខ្លួនហើយដូច្នេះហើយគាត់ក៏មានតែសម្រុកចូលទៅមុនដើម្បីរារាំងនៅដំណើររបស់ចៅយន្តដែលឡាយវាងសៀវក៏ដូចជាអ្នកដទៃផ្សេងទៀតក៏ត្រូវតែបាញ់ស្កាត់ផ្លូវកុំឲ្យពួកគេមករំខានគាត់អ្នកដែលជារុយមុនគេគឺជាអ្នកដែលកាន់កាំភ្លើងធំនឹងឯងបន្តមកការប្រកួតបាញ់គ្នាក៏ចាប់ផ្ដើមឡើងពួកគេក៏ប្រើប្រាស់សុទ្ធតែអាវុធទំនើបបាញ់គ្នាឈុងឆាំងពេញនោះហើយវាងសួនក៏ព្យាយាមប្រើប្រាស់កាំភ្លើងបាញ់តបតជាមួយនឹងគេដែរក៏ប៉ុន្តែគ្មានគ្រាប់ណាត្រូវសោះហើយប្រធានក្រុមអាគីក៏នៅតែបន្តដេញតាមចៅយន្តពីខាងក្រោយចឹងក៏ប៉ុន្តែឃើញថាកូនចៅនៅពីខាងក្រោយដូចជាច្រើនខ្លាំងណាស់ទោះបីជាគាត់លឿនក៏ត្រូវតែចំណាយពេលតបតជាមួយនឹងគេមួយរយៈដែរចឹងហើយក៏តម្រូវលពូចៅស៊ូការពារលោកប្រុសរបស់គាត់ដោយផ្ទាល់ហើយបើយើងមើលពីស្នាដៃរបស់ភ្នាក់ងារសម្ងាត់របស់ពួកគេនៅវិញគឺម្នាក់សុទ្ធតែមានសមត្ថភាពមិនធម្មតាទាំងស្នាដៃបាញ់កាំភ្លើងហើយនិងសមត្ថភាពប្រយុទ្ធគឺពួកគេវ៉ាដៃទាំងអស់បើទោះបីជាគ្រួសារចៅមានគ្នាច្រើនយ៉ាងណាក៏ដោយសំណោះតែវាងសួនទេដែលជាប្រើកាំភ្លើងនឹងគេចឹងហើយអស់ជំរឿគឺ
គឺមានតែប្រើដបងឆក់សាថ្មីម្ដងទៀតប្រធានក្រុមអាគីក៏ត្រូវតបតជាមួយនឹងលោកពូចៅស៊ូដោយផ្ទាល់សមត្ថភាពរបស់លោកពូម្នាក់នឹងដូចជាខ្លាំងណាស់ហើយចៅយុនវិញរត់គិតថាប្រហែលជាបានជោគជ័យហើយតែមានណាគាត់ស៊ីក្របស្នេហ៍របស់ហ្វុងជឹងឲ្យដេកនៅមួយកន្លែងបាត់ទៅបន្ទាប់មកមានកូនចៅម្នាក់ក៏បានយកនៅប្រអប់មួយនោះរត់ចាក់ចេញទៅប្រុសអាគីក្រោយពីវាយរំដោះខ្លួនចេញពីចៅស៊ូហើយក៏បំរុងដេញតាមបែបម្នាក់នោះតែឃើញថាមានកំភ្លើងធំបាញ់រះតម្រង់មករកគាត់ដើម្បីខាត់ផ្លូវបាត់ហើយចំពោះស្ថានភាពរបស់ចៅយុននៅវិញគឺគេមិនទាន់បាត់បង់ជីវិតនៅឡើយនោះទេគ្រាន់ថាឥឡូវនេះស៊ីមួយគ្រាប់ហើយដូចជារឿងបាក់ស្បាតធានក្រុមឥឡូវនេះកំពុងតែតបតជាមួយនឹងស្ត្រីជាច្រើនចឹងហើយគឺមានតែហ្វុងជឹងសម្រាប់ចិត្តមកជួយគាត់តែប៉ុណ្ណោះកំភ្លើងរបស់នេះធ្វើជាដបងក៏បានធ្វើជា snap ក៏បានហើយវាងសុនដបងឆក់នៅតែដបងឆក់អណ្ដែលហ្នឹងលោកពូចៅស៊ូបានឃើញថាកូនចៅរបស់គាត់កំពុងតែស្លាចោលហើយហើយដូច្នេះក៏ប្រាប់ទៅកាន់អ្នកកាន់កំភ្លើងធំឲ្យរះពួកគេយកតែម្ដងទៅមិនថាគ្នាឯងគ្នាគេទេក៏ត្រូវតែសម្លាប់ចោលឲ្យអស់ហើយដូច្នេះហើយគេក៏មានតែសម្រាប់ចិត្តរះទាំងគ្នាឯងទាំងគ្នាគេចំពោះប្រធានក្រុមក៏នៅតែមើលទៅលើគោលដៅរបស់គាត់ដដែលគឺត្រូវតែទៅតាមប្រអប់មាសនោះត្រឡប់មកវិញឲ្យទាល់តែបានវាងសុនបានឃើញថាបែបម្នាក់នឹងរះដូចជាម្ចាស់អស់គ្រាប់សោះហើយវិធីសាស្ត្រដើម្បីឲ្យបញ្ឈប់គេបានគឺមានតែទៅសម្លាប់គេចោលទេចឹងហើយវាងសុនជាមួយនឹងយ៉ាសឺក៏រួមដៃគ្នាបង្ក្រាបបែបម្នាក់នឹងពីរនាក់ជាការចាប់ផ្ដើមដោយវាងសុនលោតទៅពីខាងក្រោយហើយយ៉ាសឺក៏បញ្ជាដ្រូនរបស់គាត់បាញ់កំទេចសៀលការពារហើយបន្តមកធ្វើឲ្យគេនឹងបែរអារម្មណ៍ជាមួយនឹងដ្រូនបន្តមកវាងសុនមានឱកាសដាក់គេមកដបងឆក់ធ្លុះខ្លួនស្លាប់អត់ទៅយ៉ាសឺឃើញថាទឹកដៃរបស់វាងសុនពិតជាប្រកែកអស្ចារ្យខ្លាំងណាស់ហើយក៏ស្រែកប្រាប់ប្រធានក្រុមថាវាងសៀវមានសមត្ថភាពអាចចូលក្រុមជាមួយនឹងពួកយើងបានហើយឥឡូវតែសប្បាយចិត្តសុកស្រាប់តែមានដើមមួយចាក់ទម្លុះទ្រូងរបស់គេធ្វើឲ្យស្លាប់បាត់ទៅការស្លាប់របស់យ៉ាសឺក៏ពិតជាអណយអធំខ្លាំងណាស់តែគុកកបិតមកនោះក៏ជាលោកពូចៅស៊ូចឹងហើយអាល់គីក៏ចូលទៅវាយជាមួយនឹងគាត់ដល់បទូដៃទេជាលទ្ធផលអាល់គីក៏បានកាត់ទ្រូងរបស់លោកពូចៅស៊ូនឹងជាពីរក៏បណ្ដាលឲ្យគាត់ត្រូវស្លាប់នៅកន្លែងនោះដែរប្រកាសថាការស្លាប់របស់សមាជិកក្រុមពួកគេគ្មាននរណាគេចង់ជួបទេតែយ៉ាងណាមិញគឺមិនត្រូវគេស្លាប់ដល់ប្រយោជន៍នោះឡើយរបស់នៅក្នុងដៃចៅក៏ត្រូវតែយកមកវិញឲ្យទាល់តែបានដោយពួកគេ3នាក់ក៏បានដេញតាមពីខាងក្រោយຕົកវាងសៀវនៅកន្លែងនេះរៀបចំសាកសពរបស់យ៉ាសឺអាងនឹងបញ្ជូនទៅវិញពេលនេះវាងសួនបានឃើញថាជីវិតនៅក្នុងបេសកកម្មដ៏គ្រោះថ្នាក់មួយនេះដូចជាភ័យស្រួយពេកហើយតែពេលនោះវាងសួនចាប់អារម្មណ៍ដូចឮសំឡេងមនុស្សនិយាយគ្នាពិតប្រាកដណាស់គឺថាក្រុមរបស់គ្រួសារចៅមិនទាន់បានស្លាប់ទៅអស់នៅឡើយនោះទេអ្នកដែលបានដេកដួលនៅទីកន្លែងនោះអ្នកខ្លះធ្វើពុតហើយក៏អ្នកខ្លះទៀតមានរបួសរឿងស្រាលអីចឹងទៅដល់ឡែកចៅយុនក៏នៅទីកន្លែងនោះដូចគ្នាផងដែរតាមពិតតែអាកំណប់ដែលស្ថិតនៅក្នុងប្រអប់ពណ៌មាសនោះគឺចៅយុនបានរក្សាទុកនៅក្នុងកាបូបរបស់គេបាត់ហើយអាកូនចៅដែលខូចឲ្យមុននោះគឺគ្រាន់តែជាប្រអប់ទទេនោះទេតែចំណាពួកគេក៏នៅតែសំណាងមិនល្អតែវាងស៊ុនក៏នៅទីកន្លែងនោះចៅយុនក៏ដឹកនាំកូនចៅរបស់គេត្រឡប់ទៅវិញព្រោះឃើញថាសត្រូវប្រហែលជារត់ទៅឆ្ងាយហើយដោយសារតែការធ្វើប្រហែលអត់ដឹងខ្លួនរបស់គេធ្វើឲ្យវាងស៊ុនរបស់យើងមានឱកាសវាយគេពីខាងក្រោយហើយក៏ទៅដើមយកនៅកាបូបចេញពីដៃរបស់ចៅយុនបានសម្រាប់ដោយសារតែបែបនេះហើយពួកគេក៏ព្យាយាមដេញតាមបាញ់ពីខាងក្រោយតែនៅពេលភ្លាមនោះអត់ដឹងថាមានរឿងអីកើតឡើងទេភ្នំក៏ស្រាប់តែបាក់ធ្លាក់ចូលមកខាងក្រោមធ្វើឲ្យពួកគេរលំចង់ផាកញ្ញាមហើយកំឡុងពេលនោះក៏ស្រាប់តែលេបវត្តមានរបស់ពលឹងបុព្វបុរសមួយពលឹងរបស់គាត់គឺស្ថិតនៅខាងក្នុងដើមមួយដើមហើយយើងអត់ដឹងថាបុព្វបុរសនឹងគឺជានរណាគេទេស្អីរឿងក្នុងពេលនេះចាប់ដើមឡើងនៅពេលដែលវាងស៊ូរបស់យើងបានទៅតាមយកនៅកាបូបចេញពីដៃរបស់ចៅយុនណាមួយអំបញ្ញមិញនេះរត់កិច្ចចេញអំពីការបាក់ដីថ្មពីខាងលើទៀតធ្វើឲ្យគេមួម៉ៅក្តៅក្រហាយជាខ្លាំងរួចហើយក៏បានបញ្ជាកូនចៅទៅពិនិត្យរមើលថាតើមានរឿងកាត់ឡើងវាងស៊ូបានឃើញថាដូចជាអត់សូវស្រួលប្រមាណនោះទេតែក៏ល្អដែរឲ្យគេស៊ើបអង្កេតមុនខ្លួនទៅពេលហ្នឹងក៏មានបរិម្នាក់ដើរមើលចុះឡើងស្រាប់តែជើងរបស់គេជន់ជាមួយនឹងត្រាអ្វីមួយយ៉ាងដែលបណ្ដាលឲ្យភ្លើងជាគៀងនៅម្ដុំបរិវេណនោះឆាបឆេះកន្លែងនេះក៏ត្រូវបានគេស្គាល់ថាជាវិមានមរតកអមតៈនៅទីកន្លែងនោះក៏មានដើមម្ដងហើយនឹងពលឹងរបស់បុព្វបុរសមួយផងដែរតាមរយៈចំហាយធម្មពលរបស់គាត់វាងស៊ុនដឹងថាគាត់ប្រកាសជាម្ចាស់នៃវិមានក្រោមដីនេះហើយមើលទៅឯចៅយុននៅវិញគឺថាខ្វាកខ្លាំងមែនទែនទីបំផុតគេស្វែងរកដើមនេះឃើញហើយក៏មិនចង់រុញរាយយូរដែរក៏បញ្ញាប្រាប់ឲ្យកូនចៅរបស់គេនឹងឆាប់ទៅដល់ដើមនោះជាបន្តទៅហើយកូនចៅម្នាក់ហ្នឹងគឺមិនសូវចង់ប្រមាណនោះទេក៏ប៉ុន្តែនេះគឺជាបញ្ជាហើយចេះតែដើរទៅក៏ប៉ុន្តែនៅពេលដែលទៅដល់បំរុងនយោបាយប៉ាទៅហើយនោះស្រាប់តែត្រាពលឺដ៏ធំត្រូវបានផុសចេញមកជុំវិញរាងកាយរបស់បុព្វបុរសដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងណាស់ជាពិសេសបែបម្នាក់នៅក្នុងហ្នឹងដូចជាភ័យមែនទែនចឹងហើយគេក៏បញ្ញារត់ចេញមកវិញក៏ប៉ុន្តែវាយឺតពេលហើយត្រារបស់បុព្វបុរសនឹងក៏បានផ្ទុះហើយសាកសពរបស់គេក៏មិនសល់សូម្បីតែឆ្អឹងឥឡូវនេះសល់តែផេះទេឥឡូវនេះពលឹងរបស់គាត់បានរលាយចូលក្នុងដើមវិញខណៈពេលដែលចៅយុនបានឃើញថានេះគឺជាផ្លូវត្រឹមត្រូវហើយឆ្ពោះទៅកាន់ភាពអមតៈតែសម្រាប់វាងស៊ុនមានអារម្មណ៍ថាដូចជាមិនសាមញ្ញទាល់តែសោះណាមួយក៏ខ្លាំងណាស់មនុស្សអំបញ្ញមិញក៏សម្លាប់តែប្រើប្រាស់ត្រឹមតែចំហាយធម្មពលទេតែមិនដឹងមានបញ្ហាកើតឡើងទេស្រាប់តែដាវហើយនឹងរូបរាងកាយរបស់គាត់រួមបញ្ចូលគ្នាហើយបង្កើតបានទៅជាกระดาษម៉ាស្លាក់ប្រកាសណាกระดาษម៉ាស្លាក់គឺជាកំណប់ទ្រព្យដែលមិនអាចកាត់ថ្លៃបានចៅយុនគឺមិនអាចទុកចិត្តយកវាបាននោះទេចឹងហើយក៏បញ្ញាប់ចោលទៅយកហើយឲ្យកូនចាស់បន្តរករកមើលដានរបស់វាងស៊ុនហើយក៏ឆ្លៀតរកាត់ទៅតាមយកកាបូបនោះចេញមកវិញហើយវាងស៊ុនគាត់ជាពិបាកតបតជាមួយនឹងកូនចៅរបស់គេពីរនាក់នឹងខ្លាំងណាស់ណាមួយពួកគេសុទ្ធតែស្មាត់កំភ្លើងទៀតតែមិនយូរប្រហែលស្រាប់តែចាញ់បាយករបស់វាងស៊ុនត្រូវបានវាងស៊ុនចាត់ការចោលទាំងពីរបានយ៉ាងស៊ីផុយហើយឥឡូវនេះក៏ដល់ពេលដែលត្រូវចាត់ការជាមួយនឹងចៅយុនហើយដោយចៅយុនក៏មានបំណងយកកំភ្លើងបាញ់ដែរក៏ប៉ុន្តែវាងស៊ុនរហ័សខ្លាំងណាស់បើប៉ាងកំភ្លើងចេញពីដៃរបស់គេដោយប្រាប់ផងដែរថាបើសិនជាចង់រស់គួរតែបកគលទ្រព្យសម្បត្តិមកចៅយុនបានឃើញថាពួកគេទាំងពីរគ្មានអាវុធនៅនឹងខ្លួននោះទេចឹងហើយក៏ដាក់ការភ្នាល់វាយដៃមួយស្មើបើសិនជានរណាឈ្នះនៅនោះគឺជាអ្នកទទួលបានអ្វី
អ្វីគ្រប់បែបយ៉ាងហើយដោះលែងអ្នកដែលចាញ់ទៅវ៉ាងស៊ុនគឺមានចេះញាក់នោះទេព្រោះដោយសារតែការពីមុនបានបង្ក្រាបគេម្ដងហើយជាការចាប់ផ្ដើមដោយជ័យយន្តក៏បានបំលែងសែរបស់គេនឹងហើយសម្រុកចូលទៅវាយគ្នាមួយស្មើជាមួយនឹងគេសាជាថ្មីម្ដងទៀតក៏ប៉ុន្តែសារនេះដូចជារៀងយ៉ាប់យ៉ឺនជាងមុនទៅទៀតទាំងដែលវ៉ាងស៊ុនរបស់យើងមិនបានប្រើប្រាស់ធម្មពលអ្វីបន្តិចផងធ្វើគេប៉ាំងទៀតហើយដោយសារតែអញ្ចឹងជ័យយន្តក៏បានឲ្យគេនឹងមិនចាប់បាច់ប្រើប្រាស់នៅកាយវិការចឹងទេវាអាចនឹងមិនស្មើភាពធ្វើម៉េចវាយឲ្យដូចជាមួយនឹងចលនារបស់ខ្លួនវ៉ាងស៊ុនគឺមានបញ្ហានោះទេធ្វើទៅតាមការស្នើសុំរបស់ជ័យយន្តទាំងអស់បន្ទាប់មកក៏បំលែងសែរបស់ខ្លួនសាជាថ្មីម្ដងទៀតរួចហើយក៏សម្រុកចូលទៅពុះពេញទៅដោយធម្មពលដ៏ខ្លាំងក៏ប៉ុន្តែចលនានេះគឺជាចលនាការពីមុនដែលវ៉ាងស៊ុនធ្លាប់ជួបចឹងហើយគេ counter បានយ៉ាងងាយស្រួលថែមទាំងប្រើប្រាស់នៅសម្លេងកូរ៉ុនតែនឹងមកឆក់គេលបកាច់ប្រកិនទៀតក្នុងគណៈពេលនេះចៅយន្តគឺគ្មានមក BA ជាមួយនឹងវ៉ាងស៊ុនទេត្រូវបានគេវាយនឹងទ្រាំតែគេមានអារម្មណ៍ថាស្នេហ៍កុងហ្វូមួយនេះដូចជាស្នេហ៍តែគេបញ្ចុតជាមួយនឹងវ៉ាងស៊ុនខ្លាំងណាស់ក៏ប៉ុន្តែមុខមាត់ហើយនឹងសក់ក្បាលគឺខុសគ្នាទាំងស្រុងប្រហែលជាមិនមែនគេទេតែដោយសារតែខ្លាចវ៉ាងស៊ុនសម្រាប់គេក៏យកព្រមចោះចាញ់ហើយក៏សុំហៅថាផ្សិចបងរួចហើយក៏បកគលនៅកំណប់ទ្របទៅកាន់វ៉ាងស៊ុនដោយស្រួលតែវ៉ាងស៊ុនគឺមិនអាចដោះលែងគេទាំងងាយចឹងដែរចឹងហើយក៏ជូនមកដៃចំកញ្ចឹងកស្លាប់បាត់ទៅបន្ទាប់មកវ៉ាងស៊ុនក៏ចាប់ផ្ដើមធ្វើការពិនិត្យទៅលើទ្រព្យសម្បត្តិដែលគេទទួលបានទាំងអស់នៅក្នុងដៃរបស់ខ្លួនហើយមិនដឹងនោះទេថាវាបញ្ចេញពលឺបានដោយរបៀបណាដោយពេលហ្នឹងស្រាប់តែមានចំហាយធម្មពលជាច្រើនបានហូរចេញពីគម្ពីរព្រមទាំងចេញមកពីក្បួនធម្មពលបង្កើតបានទៅជារូបរាងរបស់មនុស្សមួយដែលវាគឺជាទម្រង់ព្រលឹងនោះទេថែមទាំងមានសម្លេងអនិច្ចបានទៀតរាល់សម្លេងរបស់គាត់នីមួយៗគឺតែតាន់ជាមួយនឹងស្នេហ៍គុណនៃគម្ពីរដែលបានតែសែននៅជុំវិញរាងកាយរបស់វ៉ាងស៊ុននឹងឯងឱកាសដ៏ល្អបែបនេះវ៉ាងស៊ុនគឺមិនអាចឲ្យវាកន្លងផុតទៅបាននោះទេគេក៏ព្យាយាមទន្ទិញនៅពាក្យរបស់បុព្វបុរសនោះព្រោះថាពាក្យទាំងនេះគឺតែតាន់ជាមួយនឹងវិជាក្បាច់គុណស្នេហ៍ទាំងអស់នេះគឺតែតាន់ជាមួយនឹងការបំលែងគ្រឹះធម្មពលតាមរយៈការស្រូបនៅប្រភពធម្មពលឈីព្រលឹងរបស់បុព្វបុរសនោះបានបាញ់ធម្មពលចូលក្នុងរាងកាយរបស់គេឲ្យកាន់តែកើនឡើងនៅធម្មពលឈីមួយកម្រិតទៀតហើយក៏មិននឹកស្មានទេក្រោយពីបានវឹកហាត់តែបន្តិចសោះអំណាចធម្មពលមួយចំនួនដែលកប់នៅក្នុងខ្លួនប្រាណដូចជាបានដាស់ឡើងដោយពេលនោះគាត់ក៏បានបផ្ទុះនៅធម្មពលដ៏ខ្លាំងវ៉ាងស៊ុនគិតថាចាប់ហើយក៏ប៉ុន្តែនៅទេបុព្វបុរសនឹងគាត់បានជប់ដើមមួយហើយក៏ចាប់ផ្ដើមបង្កើននៅចលនានៃការវាយប្រហារកັບឆ្វងឆ្វាំងពេញនោះសូម្បីតែវ៉ាងស៊ុននឹងស្ទើរតែកិច្ចមិនទាន់ផងហើយឆ្ងល់ខ្លាំងណាស់ថាតើគាត់កំពុងតែចង់ធ្វើអីក៏ប៉ុន្តែបើយោងទៅតាមចលនានៃការកាន់ដៃរបស់គាត់ក៏ទំនងជាវិជាមកពីគម្ពីរដោយទេបុរាណស្ថិតនៅក្នុងរឿងព្រេងនិទានក៏ប៉ុន្តែមើលទៅតាមសកម្មភាពរបស់គាត់ដូចជាមានអារម្មណ៍ថាខាងមូសមកក្តៅក្រហាយមិនដឹងនោះទេវ៉ាងស៊ុនក៏ព្យាយាមកិច្ចចេញពីទីកន្លែងមួយទៅទីកន្លែងមួយព្រោះថាបុព្វបុរសម្នាក់នឹងកាប់យកដោយមានមួយក្បាលគេសោះម្យ៉ាងវិញទៀតវ៉ាងស៊ុនក៏មិននឹកស្មាននោះទេថាវិជាមួយនេះស្ថិតនៅក្នុងគ្រឿងព្រេងនិទានកាលពី1000ឆ្នាំមុនតែបែរជាមានពិតប្រាកដមែនកំឡុងពេលនោះបុព្វបុរសនោះក៏បានហោះសម្ដៅមករកវ៉ាងស៊ុនដោយផ្ទាល់ធ្វើឲ្យគេភ័យខ្លាំងណាស់អាចថាស្លាប់ហើយក៏ប៉ុន្តែមិនមែនទេបុព្វបុរសនោះក៏មលីខ្លួនបាត់ទៅបន្ទាប់មកព្រលឹងបុព្វបុរសក៏ត្រឡប់ទៅកាន់កន្លែងដើមរបស់គាត់ហើយគាត់ក៏ស្រែកថាគាត់មិនយល់ស្របទៅនឹងវាសនានេះនោះទេសូម្បីតែសក់មាត់សរសៃរបស់គាត់ក៏មិននៅសល់ផងវ៉ាងស៊ុនបានសង្កេតឃើញថាគាត់ដូចជាបាក់ទឹកចិត្តហើយពិបាកចិត្តខ្លាំងណាស់តែមិនអាចជួយអ្វីបានឡើយក៏ប៉ុន្តែឃើញថាបរិបម្នាក់នេះពិតជាមិនធម្មតាទេបើជាអាចចេះស្និទ្ធគុណរបស់គាត់មើលទៅគេប្រហែលជាអាចខ្លាចទៅជាកម្ពុជាអ្នកខ្លាំងបានវ៉ាងស៊ុនឃើញថាទាំងអស់នេះគឺល្អខ្លាំងណាស់ក៏បញ្ញាប់ថតចម្លងវេតុកដើម្បីយកទៅសិក្សាថ្ងៃក្រោយកន្លែងមើលព្រលឹងរបស់បុព្វបុរសនេះវិញតាមពិតទៅគាត់គឺមានវិញ្ញាណពិតមែនគាត់មិនមែនជាព្រលឹងដែលត្រូវបានបន្សល់ទុកឡើយចឹងហើយគាត់ក៏បានបញ្ចូលនៅយុទ្ធសាស្ត្រមួយប្រភេទដែលអនុញ្ញាតឲ្យវ៉ាងស៊ុនបើកផ្នែកទី3របស់គេបានម្ខាងគឺជាធម្មពលព្រះអាទិត្យឯម្ខាងទៀតគឺជាធម្មពលព្រះច័ន្ទមកសន្ទុះក្រោយមកក្រុមរបស់ពួកគេក៏បានមកជួបជុំគ្នាត្រឡប់មកវិញខណៈពេលដែលអលគីក៏មិននឹកស្មាននោះទេថាប្រអប់ដែលគាត់ដេញតាមដោយគ្នា3នាក់នោះស្រាប់តែប្រអប់ទៅទេហើយរបស់ពិតប្រាកដគឺស្ថិតនៅក្នុងដៃរបស់វ៉ាងស៊ុនទៅវិញប៉ុន្តែពេលនោះប្រធានក្រុមអលគីស្រាប់តែទទួលចំហាយធម្មពលចេញមកពីខ្លួនរបស់វ៉ាងស៊ុនខុសពីមុនដាច់ស្រឡះដូចជាមនុស្សពីរផ្សេងគ្នាអញ្ចឹងហើយវ៉ាងស៊ុនបានប្រាប់គាត់ហើយថាបែកគ្រូសាចៅនេះគឺគេមិនទាន់បានសម្លាប់នោះទេគ្រាន់តែផ្ដល់មេរៀនក៏ប៉ុន្តែការស្លាប់របស់យ៉ាវសឺម្នាក់គឺមិនអាចកាត់ចិត្តបាននោះទេពួកគេគឺជាក្រុមតែមួយរួមសុខរួមទុក្ខជាមួយគ្នាក៏ប៉ុន្តែលទ្ធផលបែរជាទៅចោលគ្នាបែបហ្នឹងទៅវិញតែឡៃវ៉ាងស៊ុនបើទោះបីជាទៅតែជួបគាត់ក្នុងរយៈពេលខ្លីក៏ពិតមែនក៏ប៉ុន្តែមានអារម្មណ៍ថាដូចស្គាល់គ្នារាប់ឆ្នាំអញ្ចឹងហើយគេក៏កើតទុកខ្លាំងណាស់ដែរបន្តមកទៀតពួកគេក៏បានយកនៅសាកសពហើយក៏នាំគ្នាត្រឡប់ចាក់ចេញទៅវិញផ្សាយរឿងកាន់មកកាន់លំហក្រៅភពឯនេះវិញយើងបានឃើញយានអវកាសជាច្រើនហោះនៅលើលំហតែភ្លាមស្រាប់តែបាត់សមោលឈឹកដូចជាបានចូលទៅខាងក្នុង dimension មួយផ្សេងដែលយានមួយនោះក៏ត្រូវបានគេស្គាល់ថាជានាវាចម្បាំងរបស់ពួកអវកាសបើតែឈ្មោះក្រុមគឺជានាវាចម្បាំងឈាមប្រផេះត្រូវបានដឹកនាំទៅដោយប្រធានក្រុមម្នាក់មានឈ្មោះថាលីយ៉ុងខណៈពេលនេះគេក៏បានមកជួបជាមួយនឹងថ្នាក់លើដែលត្រូវជាចវាយដោយចវាយរបស់គេម្នាក់នោះបានដាក់បញ្ជាឲ្យគេបង្រួបបង្រួមអ្នកដែលចេះក្បាច់គុណទាំងអស់ព្រមទាំងបង្រួបបង្រួមពិភពលោកឲ្យคล้ายទៅជាពិភពតែមួយដែលនេះគឺជាគម្រោងការរបស់សម្ព័ន្ធមួយដែលមានឈ្មោះថាសម្ព័ន្ធ mindset យើងអត់សូវដឹងច្រើនទេចាំតិចទៀតយើងនឹងដឹងបន្តចវាយម្នាក់ហ្នឹងគាត់ក៏បានឲ្យកម្រៃរួចហើយបើសិនជាលីយ៉ុងម្នាក់ហ្នឹងធ្វើការបរាជ័យគាត់ប្រកាសជាទទួលបាននៅផលកម្មបន្តមកទៀតគាត់ក៏បានឆែកមើលផែនទីទាំងអស់នៅលើភពផែនដីហើយក៏មានវត្តមានរបស់វ៉ាងស៊ុងរបស់យើងស្ថិតនៅក្នុងតំបន់ដែលគេកំពុងតែធ្វើការត្រួតពិនិត្យតែក្រោយពីបេសកកម្មនេះហើយទីបំផុតវ៉ាងស៊ុនក៏មានសិទ្ធិអាចចូលរួមជាមួយនឹងភ្នាក់ងារសម្ងាត់របស់ពួកគេបានដោយជោគជ័យហើយនឹងពេញសិទ្ធិដើម្បីជារង្វាន់លើកទឹកចិត្តគាត់ក៏បានបកគលនៅស
ភៅមួយក្បាលដែលវាតាក់ទិនជាមួយនឹងវិទ្យាអមតៈតែការស្វែងយល់ពីវាដូចជារៀងពិបាកខ្លាំងមែនទែនវាក៏ទំនងជាសភៅដែលត្រូវបានមនុស្សម្នាក់មានឈ្មោះថាចាំងតៅលៀនទុកចោលឈ្មោះមួយនេះគឺសំដៅទៅលើបុព្វបុរសដែលគេបានជួបកាលពីយប់មិញនៅឯរូងភ្នំនេះឯងវិធីសាស្ត្ររបស់គាត់គឺពិតជាអាចកំបាំងខ្លាំងមែនទែនហើយក៏ពិបាកយល់ខ្លាំងណាស់ដែរក៏ប៉ុន្តែសម្រាប់ក្មេងដែលមានទេពកោសល្យដូចជាវ៉ាងស៊ុនប្រធានក្រុមគិតថាប្រហែលជាគេអាចស្វែងយល់ពីវាបានវ៉ាងស៊ុនគឺធានាថាមិនឲ្យគាត់ខកចិត្តទេព្រោះថានៅកំឡុងពេលនោះគាត់ទទួលបាននៅមរតករបស់បុព្វបុរសនោះដែរទោះបីជាវាត្រូវចំណាយពេលយូរក្នុងការសិក្សាស្រាវជ្រាវក៏ពិតមែនតែវាមិនមែនជាបញ្ហាទេវ៉ាងស៊ុនក៏ចង់ធ្វើការហ្វឹកហាត់ឲ្យបានលឿនបំផុតតាមដែលធ្វើទៅបានជាពិសេសជាងនឹងទៅទៀតគឺជាกระดาษកំពីអាចកំបាំងដែលគេបានយកមកពីរូងភ្នំនោះសូមឲ្យលោកប្រធានក្រុមនោះកូពីឲ្យគេមកស្លឹកមកចង់ធ្វើការស្វែងយល់រឿងនេះគឺគ្មានបញ្ហាសម្រាប់ប្រធានក្រុមនោះទេក៏ប៉ុន្តែប្រាប់គេដែរថាត្រូវតែធ្វើមួយក៏បង្ខំឲ្យលើពីសមត្ថភាពរបស់ខ្លួនឯងពេកអីបន្ទាប់មកគាត់ក៏បានយកกระดาษនិមិត្តសញ្ញានោះទៅឲ្យលោកគ្រូរបស់គាត់กระดาษមួយនោះក៏ពិតជាតាក់ទងជាមួយនឹងព្រឹត្តិការណ៍កាលពី30ឆ្នាំមុនគ្រូរបស់អាគីនឹងក៏មានឈ្មោះថាឈិនយ៉ុងជីមើលទៅតាមមុខមាត់ម៉ូតសក់ហើយនឹងពុកមាត់របស់គាត់ពិតជាស្ទាលមែនទែនគាត់រៀនធូរចិត្តខ្លាំងណាស់នៅពេលដែលបានឃើញរបស់នេះស្ថិតនៅក្នុងដៃរបស់ពួកគេបន្ថែមពីនឹងគាត់មានការចាប់អារម្មណ៍ទៅលើវ៉ាងស៊ុនខ្លាំងណាស់ក្នុងកំឡុងពេលដែលបំពេញបេសកកម្មមួយនេះវ៉ាងស៊ុនក៏បង្កើតនូវអភូតហេតុជាច្រើនថាមកពុរាងកាយក៏បានផ្លាស់ប្ដូរភាពឆ្លាតវៃហើយនឹងភាពម្នាក់គឺមិនអាចមើលស្រាលបានទេដោយសារតែវ៉ាងស៊ុនមានទេពកោសល្យចឹងហើយលោកគ្រូឈិនយ៉ុងជីនឹងគាត់មានបំណងចង់ឲ្យវ៉ាងស៊ុនស្នាក់នៅជាមួយនឹងពួកគាត់ហើយមើលថែបានល្អមូលហេតុដែលគាត់ធ្វើដូច្នេះព្រោះថាវ៉ាងស៊ុនបានរំលឹកគាត់ការពីខ្លួននៅវ័យប្រហាក់ប្រហែលគេកំឡុងពេលហ្នឹងគេបានរត់គេចចេញពីយានមួយដែលកំពុងតែផ្ទុះហើយកំឡុងពេលហ្នឹងគ្រូរបស់គេបានពលីជីវិតដើម្បីជួយគេដល់ហើយព្រឹត្តិការណ៍30ឆ្នាំមុនដែលគាត់តែចង់ដឹងនោះគឺមានពលឺចម្លែកមួយបានផុសចេញមកកណ្ដាលមុខគាត់បន្ទាប់មកពលឺនោះក៏បានបាញ់ចូលទៅខាងក្រោមចូលក្នុងដើមមួយដើមដែលដើមមួយដើមនោះកំពុងតែស្ថិតនៅក្នុងបន្ទប់របស់គាត់តែlạiចំហាយព្រលឹងដើរនោះគឺស្ថិតនៅកន្លែងនោះក៏ប៉ុន្តែព្រលឹងដើរនោះប្រហែលជាចូលក្នុងខ្លួនប្រាណរបស់វ៉ាងស៊ុនហើយថ្ងៃបងប្អូនផ្សេងរៀនចាប់តាមឡើងនៅផ្ទះរបស់វ៉ាងស៊ុនខណៈពេលដែលគេកំពុងតែអង្គុយសមាធិវឹកហាត់នៅក្បែរខ្លួនគេក៏ជាសភៅមាសដែលទទួលបានអំពីប្រធានក្រុមអាល់គីដែរហើយសភៅមាសមួយនោះគឺនិយាយតាក់ទិនជាមួយនឹងអាកំបាំងនៅក្នុងភូមិឈីងស៊ីដែលវាតាក់ទិនជាមួយនឹងការវឹកហាត់ទាំងអស់នេះក៏ជាវិជាគុណដែលវ៉ាងស៊ុនកំពុងតែធ្វើការអនុវត្តដែរក៏ប៉ុន្តែឃើញថាដូចជាពិបាកខ្លាំងមែនទែនមិនត្រឹមតែមិនជោគជ័យទេថែមទាំងវាយបោមកវិញទៀតព្រោះថាការពីមុនប្រធានក្រុមបានប្រាប់ហើយថាវាក៏ពិបាកហាត់ថែមទាំងមានប្រតិកម្មតបតបន្ទាប់មកក៏យកសភៅមួយក្បាលទៀតមករៀនដែលវាគឺជាបច្ចេកទេសរាងកាយមាសដែលទទួលបានមកពីគ្រួសារចៅវិជាគុណរាងកាយមាសនេះគឺតាក់ទិនជាមួយនឹងការការពាររឹងមាំខ្លាំងណាស់ដើម្បីពង្រឹងគុណភាពរបស់វាតម្រូវឲ្យអ្នកវឹកហាត់ខិតខំធ្វើជាពីរតែវាក៏ត្រូវឲ្យអ្នកវឹកហាត់នោះចំណាយពេលរហូតដល់1000ទៅ4000ឆ្នាំឯណោះរហូតឡើងទៅដល់ចំនួនមួយដែលគេហៅថាចំនួនទី15វ៉ាងស៊ុនកញ្ញាញ់ខួរហើយថាវាគឺជាវិធីសាស្ត្រដែលមនុស្សហាត់ឬមួយក៏ឲ្យទេវតាហាត់ទៅព្រោះថាមនុស្សរស់បានត្រឹមតែ80ឆ្នាំទៅ90ឆ្នាំឯនោះអស់ច្រើនហើយនៅខ្លះរួមដល់នឹងផងក៏ប៉ុន្តែគិតចុះគិតឡើងទៅប្រធានក្រុមបានណែនាំឲ្យគេសាកល្បងវឹកហាត់នៅមូលដ្ឋានគ្រឹះជាមុនសិនព្រោះសភៅដែលគេមានបច្ចុប្បន្នគឺសុទ្ធសឹងតែជារបស់ដែលមានគុណភាពតម្រូវឲ្យគេមានមូលដ្ឋានគ្រឹះរឹងមាំចឹងកិច្ចការដំបូងរបស់វ៉ាងស៊ុនក្នុងគណៈពេលនេះគឺតម្រូវឲ្យគេនឹងស្រូបយកនៅធម្មពលដើម្បីសម្រួលសរសៃជីពចរក្នុងខ្លួនវិធីសាស្ត្រមួយនេះគឺពិសេសខ្លាំងណាស់ដែលអាចអនុញ្ញាតឲ្យមនុស្សមើលឃើញពីបច្ចុប្បន្នភាពពិតប្រាកដស្ដាប់រាល់នៅចង្វាក់ដង្ហើមហើយនឹងសម្លេងខ្យល់នៅក្នុងលំហបាននិយាយរួមទៅវិធីសាស្ត្រមួយនេះគឺជាវិធីសាស្ត្រក្នុងការសមាធិធ្វើចិត្តឲ្យស្ងប់អស់ហ្នឹងក៏ប៉ុន្តែគ្រាន់តែពួកយើងអត់មានវិជាគុណដូចគេទេនៅពេលដែលគេកំពុងតែវឹកហាត់សុកស្រាប់តែមានកន្ទុំរុយមួយក្បាលត្រូវបានគេបញ្ជាមកចាប់ទីតាំងក៏ប៉ុន្តែពេលហ្នឹងវ៉ាងស៊ុនហាក់បីដូចជាទទួលអារម្មណ៍ដឹងថាគេកំពុងតែតាមដានខ្លួនដែរធ្វើបេះដូងរបស់គេលោតញាប់ជាខ្លាំងហើយដូចជាការរំពឹងទុកមែនមានឃាតករមួយក្រុមកំពុងតែលបធ្វើឃាតសំណាងល្អវ៉ាងស៊ុនកិច្ចតន់ក៏ប៉ុន្តែក្បាលរបស់គេហ្នឹងក៏របួសបន្តិចដែរចឹងហើយក៏បញ្ញាប់រាយការណ៍ទៅកាន់ភ្នាក់ងារសម្ងាត់ឲ្យប្រធានក្រុមអាល់គីចុះមកជួយធ្វើអន្តរាគមន៍ក្រុមឃាតករទាំងអស់ហ្នឹងគឺកំណត់រយៈពេលចំនួន5នាទីធ្វើយ៉ាងណាក៏ដោយត្រូវតែសម្លាប់វ៉ាងស៊ុនឲ្យបានដោយពួកគេមិនដឹងថាត្រូវបានបញ្ជូនទៅដោយតាណានោះទេមើលទៅពួកគេដូចជាអាចកំបាំងខ្លាំងណាស់ប្រធានក្រុមអាល់គីក៏បានផ្ដល់សញ្ញាមកបន្ថែមថាឲ្យវ៉ាងស៊ុនរកកន្លែងគេចខ្លួនឲ្យបានល្អសិនទៅព្រោះថាក្រុមឃាតករទាំងនោះក៏ប្រហែលជាមិនធម្មតាទេអាចនឹងបញ្ជូនអ្វីមួយមកចាប់សញ្ញាជាមិនខានព្រោះថាឥឡូវនេះវ៉ាងស៊ុនអត់ទាន់ដឹងទេថាមានកូនកតុំរុយកំពុងតែតាមដានឥឡូវនេះវាបានចាប់សញ្ញាទីតាំងរបស់វ៉ាងស៊ុនកំពុងតែពួននឹងបានទៀតហើយចឹងហើយក្រុមឃាតករក៏មិនចាំយូរដែរបាញ់សម្ដៅទៅរកវ៉ាងស៊ុនជាបន្ទាន់គណៈពេលនោះវ៉ាងស៊ុនហាក់បីដូចជានឹកឃើញទៅដល់វិធីសាស្ត្រដែលបុព្វបុរសនៅខាងក្នុងរូងភ្នំបកគលឲ្យចឹងហើយធ្វើវិញ្ញាណរបស់គេដូចជាចាប់បានសត្រូវវាប្រហារច្បាស់ណាស់ហើយគេក៏អាចគេចពីក្របវាប្រហាររបស់ក្រុមឃាតករទាំងនោះបានដែរអ្វីដែលសប្រាយជាងនៅទៅទៀតវ៉ាងស៊ុនគឺមិនជឿខ្លួនឯងទេបែរជាមានលំហូរធម្មពលវិញ្ញាណអាចមើលឃើញពីទីតាំងរបស់សត្រូវហើយនឹងចលនារបស់ពួកគេចឹងហើយវ៉ាងស៊ុនក៏បញ្ញាប់ស្វែងរកកន្លែងលាក់ខ្លួនមួយឲ្យមានសុវត្ថិភាពហើយក៏ប្រើប្រាស់នៅចំហាយលំហូរវិញ្ញាណរបស់គេនឹងធ្វើការស្កេននៅទីបំផុតទើបដឹងថាក្រុមឃាតករចាប់ទីកន្លែងរបស់ខ្លួនបានឃើញស្រួលអញ្ចឹងព្រោះដោយសារតែគុណកតុំរុយចឹងហើយការងារដំបូងរបស់វ៉ាងស៊ុនត្រូវតែកម្ចាត់វាចោលជាមុនសិននៅពេលដែលវ៉ាងស៊ុនកាន់តែប្រើទៅគេកាន់តែមើលឃើញច្បាស់ទៅថែមទាំងអាចចាប់រលកធម្មពលរបស់ក្រុមឃាតករនឹងបានទៀតដែលក្រុមឃាតករនឹងពួកគេមានចំនួន3នាក់ជាការចាប់ដើមវ៉ាងស៊ុនក៏បញ្ឆោត
ឲ្យអាកូនកតុំរុយនឹងដេញតាមលវល់ខួពេញនឹងសិនខណៈពេលនោះក៏មានកូនឆ្មាមួយក្បាលកំពុងតែឈរមើលពីខាងលើឃើញអាកូនកតុំរុយមនុស្សយន្តនឹងគួរឲ្យតំណងចង់ចាប់លេងខ្លាំងណាស់កន្លែងមកមើលថាមកពុវិញ្ញាណរបស់វាងសួនវិញក៏កាន់តែពិសេសជាងមុនទៅទៀតខណៈពេលនេះគេអាចដកព្រលឹងចាញ់ពីរាងកាយរបស់ខ្លួនបានមើលទៅលើរូបរាងរបស់សត្រូវបានយ៉ាងច្បាស់ឥឡូវនេះវាងសួនបានឃើញថាកូនកតុំរុយនឹងនៅផ្ទល់មុខជាមួយនឹងម្ចាស់ឃាតកររបស់វាហើយដូច្នេះហើយក៏បឆោតឲ្យឃាតករនឹងបាញ់មកលើគេមួយគ្រាប់ក៏ប៉ុន្តែនៅពេលទៅបាញ់ទៅនោះវាងសួនគេចផុតបាញ់ចំកតុំរុយខ្លួនឯងផ្ទុះខ្ទេចកតុំរុយស៊ើបអង្កេតរបស់ពួកគេលេខ1នឹងក៏ត្រូវបានខូចចឹងហើយក៏បញ្ជូនកតុំរុយស៊ើបអង្កេតលេខ2យកទៅបន្តទៀតប៉ុន្តែសារនេះគឺសំណាងមិនល្អប្រមាណនោះទេព្រោះថាមានកូនឆ្មាមួយកំពុងតែបលែងលេងជាមួយនឹងវាដោយសារតែមានការរំខានពីកូនឆ្មាចឹងហើយទៅធ្វើឲ្យវាងសួនមាននឹងការស្វែងរកនៅកន្លែងដើម្បីធ្វើដំណើរទៅកាន់ក្រុមឃាតករឲ្យបានកាន់តែជិតខ្សែលំហូរធម្មពលវិញ្ញាណរបស់វាងសួនគឺពិសេសខ្លាំងណាស់អាចបញ្ជាក់ពីទីតាំងរបស់គេដែលត្រូវធ្វើដំណើរទៅដល់គោលដៅបានយ៉ាងងាយស្រួលហើយថែមទាំងអាចវាយប្រហារទៅលើពួកគេដោយអនុវត្តទៅតាមវិធីសាស្ត្រដែលបានបង្ហាញទៅដោយខ្សែធម្មពលវិញ្ញាណចំពោះក្រុមឃាតករនឹងគឺមិនទាន់បានឃើញសញ្ញារបស់វាងសួននៅឡើយនោះទេហើយបើតាមការសន្ទនារបស់ពួកគេហាក់ដូចជាកំពុងតែធ្វើការនៅក្នុងក្រុមហ្គីលមួយឥឡូវនេះ5នាទីរបស់ពួកគេជិតអស់បាត់ទៅហើយនៅសល់ត្រឹមតែប្រមាណវិនាទីទៀតតែប៉ុណ្ណោះបើសិនជារកវាងសួននៅឃើញនៅទីពួកគេប្រហែលជាត្រូវទទួលទោសហើយតែវាងសួនអត់ធ្វើឲ្យពួកគេខកចិត្តនោះទេខណៈពេលនេះវាងសួនឡើងទៅដល់លើកំពូលអគារមួយដ៏ខ្ពស់ហើយក៏ទម្លាក់ខ្លួនមកវិញចាប់បាននៅកតុំរុយរបស់គេស្រេចហើយក៏បង្ហាញខ្លួននៅចំពោះមុខពួកគេនឹងតែម្ដងដោយឥឡូវនេះលបែងដេញតាមប្រមាញ់វាងសួនក៏ត្រូវបានវាងសួនចាប់បានហើយក៏លេងលបែងតាមប្រមាញ់ក្រុមឃាតករទាំងអស់នៅវិញជាការចាប់ផ្ដើមគឺបំផ្លាញកតុំរុយរបស់ពួកគេហើយក៏ទៅចាត់ការបរមម្នាក់ដែលឈរនៅក្បែរនោះឃើញថាគ្រាប់កំភ្លើងរបស់ពួកគេនឹងតាមមិនទាន់លំរបស់វាងសួនទេអ្នកទី1ក៏ត្រូវបានដេកស្វាបចឹងហើយក៏រៀបចំបបាយកលវាយប្រហារទៅលើពួកគេដែលនៅសេសសល់2នាក់ទៀតគឺថាវាងសួនអត់ចូលវាយឆាវទេគេកំពុងតែរៀបចំបបាយកលព្រោះថាវាងសួនអាចប្រើប្រាស់លំហូរសរសៃវិញ្ញាណដើម្បីចាប់ពីសកម្មភាពហើយនឹងទីតាំងរបស់ស្រូវបានចឹងហើយការវាយបកទៅលើស្រូវគឺមិនជាបញ្ហាសម្រាប់គេនោះទេអ្នកទី2ក៏ត្រូវបានវាងសួនដាក់មកឈឺធ្វើឲ្យគេធ្លាក់បាត់ទៅហើយអ្នកទី3នេះវិញក៏ត្រូវតតាំងជាមួយនឹងវាងសួនដោយផ្ទាល់មានកំភ្លើងនៅនឹងដៃហើយតែធ្វើឲ្យវាងសួនរកើតទេត្រូវបានគេវាយជាដំណំតបតទៅវិញតែមិនយូរប្រហែលអ្នកទី1ដែលវាងសួនវាយដួលនោះវាក៏បានក្រោកឡើងហើយទាញកំភ្លើងបាញ់តបតតែគេម្នាក់នេះដូចជាមើលស្រាលទៅលើជីវភាពរបស់វាងសួនខ្លាំងណាស់លទ្ធផលចុងក្រោយវាងសួនក៏ជួនមកកៃរំទះបណ្ដាលឲ្យគេត្រូវប៉ាំងដូចជាសលៃចឹងចំពោះអ្នកទី3វិញគេក៏ភ្ញាក់ឡើងមកវិញថែមទាំងកាន់នៅកូនកំភ្លើងមួយក្នុងគោលបំណងរត់មកលបដើម្បីធ្វើឃាតក៏ប៉ុន្តែចៃដន្យហើយវាងសួនក៏ដឹងទាំងអស់ថែមទាំងត្រៀមកាដូសម្រាប់ឲ្យគេផងដែរនោះក៏ជាដៃថែមមួយដ៏វែងលទ្ធផលដោយតែបានឃើញស្រាប់ហើយគឺថាវាងសួនជូនគេមួយដៃថែមម្ដងនោះធ្វើឲ្យគេខ្ទប់ជាមួយនឹងសសរនៅខាងក្រោយឡាប់បាត់តែយ៉ាងណាវាងសួនវាយឲ្យពួកគេមានរបួសធ្ងន់ត្រឹមតែ2នាក់នោះទេនៅសល់ម្នាក់ទៀតដែលវាងសួនវាយមុនគេនោះគេក៏នៅមានជីវិតហើយក៏បញ្ញាប់រត់ចាក់ចេញពីទីកន្លែងនោះបាត់តែបន្ទាប់មកវាងសួនក៏ព្យាយាមទៅនិយាយជាមួយនឹងអាប៉ែម្នាក់ដែលមិនទាន់ដាច់ទៅហាមនៅឡើយទេចង់សួរថាតើនរណាគេបញ្ជូនមកក៏ប៉ុន្តែភ្លាមស្រាប់តែឧបករណ៍ដែលគេពាក់នោះវាចាប់ផ្ដើមផ្ទុះបន្ទាប់ពីផ្ទុះហើយក៏ឆេះរាងកាយមនុស្សទាំងរស់ដូចជាខូខើខ្លាំងមែនតើអញ្ចឹងក៏មានន័យថាម្ចាស់របស់ពួកគេពិសេសខ្លាំងណាស់ទោះបីជាពួកគេធ្វើការងារជោគជ័យឬក៏បរាជ័យចុងក្រោយក៏ពួកគេត្រូវស្លាប់ទៅដែរមិនជួបប្រមាណក្រុមភ្នាក់ងារសម្ងាត់របស់វាងសួនទៅតែធ្វើដំណើរមកដល់បន្ទាប់ពីពួកគេរកកន្លែងចុះចតយានរួចហើយក៏ចាប់ផ្ដើមមកធ្វើការស៊ើបអង្កេតអំពីបរិវេណជុំវិញទីកន្លែងនោះក៏ប៉ុន្តែឃើញថាក្រុមឃាតករទាំងនោះដូចជាអត់បានបន្សល់នៅដានឲ្យពួកគេធ្វើការស្រាវជ្រាវឲ្យរករកទេប្រធានក្រុមអាគីគឺបារម្ភពីសុវត្ថិភាពរបស់វាងសួនខ្លាំងណាស់តែគេប្រាប់ថាអីឡើយក៏ប៉ុន្តែតត្រង់ថាមានគ្នាគេម្នាក់រត់ចេញតាមប្រឡោះនោះបាត់ហើយចឹងហើយគឺតម្រូវពួកគេធ្វើការដេញតាមពីក្រោយចឹងហើយអាល់គីក៏បានរាយការណ៍ប្រាប់ទៅកាន់ឡៅមូដែលជាអ្នកបើកជានឹងឲ្យដេញតាមទៅតាមទិសដៅដែលវាងសួនបាននិយាយទៅចំពោះហ្វូចឹងហើយនឹងហឺហួយនៅវិញគឺមិននឹកស្មាននៅទេថាវាងសៀវដែលពួកគេស្គាល់តែប៉ុន្តែគឺជាវាងសួនមនុស្សល្បីឈ្មោះយកឈ្នះកូនប្រុសគ្រួសារចៅនឹងសោះភាសាជានឹងឃាតករគឺមានអាវុធនងដៃតែសម្រាប់វាងសួនគ្មានអាវុធអីតទៅសោះបើជាអាចចាត់ការពួកគេបានយ៉ាងស៊ីផុយក្រោយមកឡៅមូក៏បានរាយការណ៍ប្រាប់ថាក៏រកឃើញទីតាំងរបស់ឃាតករដែលបានរត់ទៅនឹងហើយតាមរយៈការស៊ើបអង្កេតគឺមិនប្រកាសថាពួកគេមកពីក្រុមណាទេក៏ប៉ុន្តែអាវុធហើយនឹងឧបករណ៍ដែលពួកគេបានប្រើសុទ្ធសឹងតែជាឧបករណ៍ដែលលក់នៅលើទីផ្សារងងឹតឬមួយក៏ជាទីផ្សារខុសច្បាប់បន្ទាប់មកពួកគេក៏ត្រៀមខ្លួនតែងតាមឃាតករម្នាក់ដែលរត់ចេញទៅបាញ់មិញហ្នឹងហើយអាល់គីក៏ប្រពោះវាងសួនទៅជាមួយដែរតែវាងសួនអត់ព្រមទៅទេហើយក៏មិនព្រមលាក់ខ្លួនដែរព្រោះថាពួកគេគឺមិនប្រឈប់នៅឡើយចឹងហើយដើម្បីឲ្យបញ្ជាក់ថាក្រុមឃាតករនឹងគឺជាតាណាគឺមានតែរងចាំនៅទីកន្លែងនេះឲ្យពួកគេបង្ហាញខ្លួនមកទាំងអស់តែប៉ុណ្ណោះអាល់គីបានលឺអ្វីដែលវាងសួននិយាយចឹងធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងណាស់ហើយក៏គិតថាវាងសួនមិនមែនជាក្មេងប្រុសធម្មតាទេតែទោះបីជាយ៉ាងណាក៏គាត់រៀបចំនៅកម្លាំងសំខាន់ដើម្បីការពារការវាយប្រហាររបស់ក្រុមឃាតករដែលមកបន្តបន្ទាប់នឹងឲ្យវាងសួនផងដែរដើម្បីបង្កទៅជាលក្ខណៈងាយស្រួលហើយវាងសួនវិញក៏ចាប់ផ្ដើមគិតថាក្រុមឃាតករនឹងក៏ប្រហែលជាគ្មាននរណាទេក្រៅពីគ្រួសារចៅនោះចំពោះចៅយន្តនៅវិញគឺគេកំពុងតែស្ថិតនៅលើរទេះរុញហើយនៅក្នុងមន្ទីរពេទ្យមើលទៅតាមស្ថានភាពរបស់គេដូចជាធ្ងន់ធ្ងរខ្លាំងមែនទែនហើយគណៈពេលនេះក៏កំពុងតែមើលពីព័ត៌មានលម្អិតតាក់ទិនជាមួយនឹងវាងសៀវគេអត់ទាន់ដឹងច្បាស់ទេថាវាងសៀវនឹងគឺជាវាងសួនចំពោះវាង
សួននៅវិញក៏ត្រឡប់ចូលក្នុងផ្ទះរបស់គេវិញហើយចាប់ផ្ដើមធ្វើការអនុវត្តក៏ដូចជាវឹកហាត់តែតិនជាមួយនឹងធម៌ពលលំហូរវិញ្ញាណហើយឥឡូវនេះគេមានអារម្មណ៍ថាមើលឃើញអ្វីៗជុំវិញកាន់តែច្បាស់ល្អជាងមុនទៅទៀតវិធីសាស្ត្រនេះគឺតែតិនទាំងស្រុងជាមួយនឹងវិជាអមតៈហើយវាក៏ត្រូវជាមួយនឹងមេគីរបស់ខ្លួនផងដែរបាទសូនដឹងហើយថាវាប្រកាសជាមានដំណាក់កាលបើសិនជាខិតខំប្រឹងប្រែងវឹកហាត់បន្តទៀតអាចនឹងខ្លាំងជាងនេះទៅទៀតហើយមានប្រយោជន៍ខ្លាំងណាស់នៅក្នុងថ្ងៃអនាគតនៅពេលដែលវាងសួនប្រឹងវឹកហាត់ហើយស្លងនៅស្មារតីរបស់ខ្លួនទាំងស្រុងស្រាប់តែគេនឹងវិលវល់អារម្មណ៍ក៏បែកខ្ញែកញ៉ៃញ៉ៃជាពិសេសជាងនោះទៅទៀតបានឃើញនៅនារីវឹកហាត់ក្បាច់គុនទៀតផងដែលអត់ទាន់ស្គាល់ទេថានេះគឺជានរណាហើយវាក៏តែងតែលេចឡើងនៅក្នុងការយល់សប្តិរបស់វាងសួនចំណេះនៅពេលដែលប្រឹងហាត់យូរៗទៅមានអារម្មណ៍ថាពេលវេលាដូចជាទាញថយក្រោយតែយើងមិនអាចទាន់សន្មតបានទេថាវាគឺជាអ្វីដឹងត្រឹមថាឥឡូវនេះវាគ្រាន់តែជាអាចកម្លាំងសម្រាប់ពួកយើងតែប៉ុណ្ណោះហ្នឹងហើយបងប្អូនសម្រាប់ភាគនៅក្នុងភាគទី5នេះផងដែរវាងសួនក៏កំពុងតែធ្វើការវឹកហាត់នៅធម៌ពលលំហូរវិញ្ញាណខណៈពេលនេះធម៌ពលលំហូរវិញ្ញាណរបស់វាងសួនដូចជាខ្លាំងក្លាជាងមុនមែនទែនអាចមើលឃើញពីបរិយាកាសជុំវិញទាំងបិទភ្នែកមិនត្រឹមតែប៉ុណ្ណោះធ្វើឲ្យវាងសួនបានឃើញខ្លួនឯងស្ថិតក្នុងលំហមួយដ៏ធំផងដែរហើយទីកន្លែងនោះក៏ពោពេញទៅដោយធម៌ពលពណ៌មាសវាងសួនដឹងថាទីកន្លែងនេះគឺជាកន្លែងណាទេគ្រាន់តែដឹងខ្លួនឯងថានេះមិនមែនជាសវណ្ណនោះឡើយអ្វីដែលគួរភ្ញាក់ផ្អើលគឺវាមិនស្ថិតក្នុងកំណត់ត្រានៃសភៅបុរាណណាមួយទេតែភ្លាមៗស្រាប់តែលេចវត្តមានទម្រង់សភៅបុរាណជាច្រើនជុំវិញខ្លួនប្រាណរបស់វាងសួនធ្វើឲ្យគេមានការភ្ញាក់ផ្អើលខ្លាំងណាស់ទីកន្លែងនេះដូចជាចំណេះដឹងរបស់បុព្វបុរសណាម្នាក់អញ្ចឹងហើយវាងសួនចាប់ដើមរកសភៅមួយក្បាលដែលខ្លួនត្រូវការនៅពេលដែលវាងសួនយកដៃទៅចុចសភៅមួយក្បាលនោះគឺថាវាងសួនមិនចាំបាច់ចំណាយពេលអានវាយូរនោះទេគ្រាន់តែចុចម្ដងធម្មពលចំណេះដឹងបានហូរចូលក្នុងខួរក្បាលរបស់វាងសួនអត់ចប់ឆោកន្លែងនេះគឺពិតជាអាចកម្លាំងខ្លាំងណាស់វាងសួនចូលចិត្តនៅពេលដែលគិតចុះគិតឡើងទៅស្រាប់តែនឹកឃើញទៅដល់ទីកន្លែងមួយដែលបានបាត់បង់អស់រយៈពេលរាប់ពាន់ឆ្នាំទៅហើយដែលទីកន្លែងនោះត្រូវបានគេហៅថាអាណាចក្រក្បាច់គុនសម្ងាត់ពិតប្រាកដណាស់ទីកន្លែងនោះគឺជាអ្វីដែលវាងសួនកំពុងតែនិយាយពិតមែនក៏ប៉ុន្តែគួរស្ដាយខ្លាំងណាស់អាធម្មពលហូរខ្ចាត់ខ្ចាយនឹងវាគឺជាចំណេះដឹងក្បាច់គុនមកពីសភៅបុរាណក៏ប៉ុន្តែអត់ទាន់បានរកឃើញប្រភពវាច្បាស់លាស់នៅឡើយនោះទេបន្តមកទៀតវាងសួនក៏បានយកនៅសភៅមួយក្បាលដែលគេនិយាយថាចំណាយពេលវឹកហាត់រាប់ពាន់ឆ្នាំនោះយកមកធ្វើការពិនិត្យឡើងវិញមនុស្សធម្មតានៅខាងក្រៅគឺប្រើពេលរហូតដល់រាប់ពាន់ឆ្នាំពិតមែនក៏ប៉ុន្តែបើសិនជាយកវាមករៀននៅខាងក្នុងវិញ្ញាណផ្លូវចិត្តក៏ដូចជាអាណាចក្រសម្ងាត់មួយនេះគឺមិនចាំបាច់ចំណាយពេលយូរទេហើយវាងសួនក៏ចង់ចំណាយពេលវេលាអត់ប្រយោជន៍យូរទេដែរចាប់ផ្ដើមវឹកហាត់នៅគម្ពីររាប់ពាន់ឆ្នាំនោះតែម្ដងទេមិនយូរប៉ុន្មានយើងបានឃើញថាលំហូរនៃធម៌ពលបានសម្រុកចូលទៅខាងក្នុងខ្លួនរបស់វាងសួនដោយអត់ឈប់ឈរធម៌ពលនោះបានហូរចូលពេញរាងកាយហើយក៏ទៅបំពេញនៅចក្រាមកប្រភេទក្នុងខ្លួនប្រាណរបស់វាងសួននៅខាងក្រៅកំឡុងពេលនេះគឺម៉ោង11ហើយក៏ប៉ុន្តែនៅខាងក្នុងវាងសួនកំពុងតែធ្វើការវឹកហាត់វាឆ្លងកាត់រយៈពេលរាប់ពាន់ឆ្នាំទៅហើយនៅទីបំផុត4000ឆ្នាំនៅខាងក្នុងអាណាចក្រសម្ងាត់នឹងបានកន្លងផុតហើយវាងសួនក៏ទទួលបានជោគជ័យវាងសួនគឺសប្បាយចិត្តខ្លាំងមែនទែនព្រោះថាខ្លួនឯងកំពុងតែស្ថិតក្នុងដំណាក់កាលទី3នៃរាងកាយមាសហើយវាងសួនបានដើរពិនិត្យបន្តទៀតបានឃើញថាខ្លួនឯងស្ថិតក្នុងអាណាចក្រសម្ងាត់មួយនេះគ្មានអារម្មណ៍ថាឃ្លានគ្មានអារម្មណ៍ថាងុយដេកបន្តិចនោះទេមិនត្រឹមតែប៉ុណ្ណោះសូម្បីតែរបួសក្បាលរបស់គេនឹងក៏ជាសះស្បើយហើយទៀតលុះដល់ពេលវេលាកំណត់ស្រាប់តែមានផ្សែងអាប់ដ៏ក្រាស់ឃ្មឹកបានឡោមព័ទ្ធរាងកាយរបស់វាងសួនធ្វើឲ្យគេដឹងខ្លួនត្រឡប់មកវិញខណៈពេលនេះផងដែរទោះបីជានៅខាងក្នុងវិញ្ញាណរបស់វាងសួនឆ្លងកាត់រយៈពេល4000ឆ្នាំក៏ប៉ុន្តែនៅខាងក្រៅគឺឆ្លងកាត់ត្រឹមតែរយៈពេល5នាទីតែប៉ុណ្ណោះវាងសួនមានអារម្មណ៍ថាសប្បាយចិត្តជាមួយនឹងធម៌ពលចម្លែកនៅខាងក្នុងខ្លួននឹងខ្លាំងមែនទែនចឹងហើយវាងសួនក៏ចង់ធ្វើការសាកល្បងនៅបច្ចេកទេសរាងកាយមាសរបស់ខ្លួននឹងខ្លាំងណាស់ថាតើសមិទ្ធផលនៃការវឹកហាត់នៅក្នុងអាណាចក្រសម្ងាត់នឹងវាបានផលនៅខាងក្រៅពិតប្រាកដមែនឬក៏អត់ពិតប្រាកដណាស់គឺវាអាចយកមកប្រើការពិតប្រាកដមែនចឹងហើយកន្លែងនោះគឺជាកំណត់ដ៏អាចកម្បាំងរបស់វាងសួនហើយដូច្នេះហើយក៏ព្យាយាមចូលទៅម្ដងទៀតដើម្បីស្វែងរកគម្ពីរវឹកហាត់តែជាលទ្ធផលដេកលក់បាត់ហើយគឺមិនអាចដកវិញ្ញាណរបស់ខ្លួនធ្វើដំណើរទៅកាន់អាណាចក្រសម្ងាត់នឹងបានទៀតទេសាច់រឿងកាត់មកកាំងក្នុងទីក្រុងយើងក៏ណែនាំឲ្យស្គាល់ជាមួយនឹងនារីម្នាក់នាងគឺជាអ្នកស្រីនៃគ្រួសារវូមានឈ្មោះថាវូយិនបច្ចេកវិទ្យារបស់នាងគឺទំនើបខ្លាំងណាស់អាចធ្វើការទស្សន៍ទាយបានហើយនាងក៏កំពុងតែទស្សន៍ទាយពីមនុស្សម្នាក់ដែលត្រូវជួបនាងហើយប្រកួតគ្នានៅក្នុងថ្ងៃស្អែកក៏ប៉ុន្តែបច្ចេកវិទ្យាមួយនេះនាងដូចជាអត់សូវជឿប្រមាណនោះទេពេលហ្នឹងនាងក៏បានចតឡាននៅជ្រុងម្ខាងហើយក៏ធ្វើដំណើរទៅកាន់ទីតាំងមួយព្រមទាំងប្រាប់ទៅកាន់លោកពូទី2របស់នាងមកចាំបារម្ភនោះទេនាងធ្វើការងារពេលហ្នឹងវាងសួនក៏កំពុងតែពាក់មួកសុវត្ថិភាពជិះម៉ូតូនៅតាមដងផ្លូវផងដែរឥឡូវនេះអង្គុយដេកខ្លាំងណាស់ដោយសារតែព្យាយាមចូលទៅខាងក្នុងវណ្ណាជាអាចកំបាំងនោះចេះតែចូលអត់រួចពេលហ្នឹងក៏ស្រាប់តែប្រទះឃើញវូយិននាងឆ្លងផ្លូវអត់ប្រយ័ត្នចឹងហើយក៏ធ្វើនេះស្ទើរតែដួលទៅខាងក្រោយបាត់ទៅហើយតែសំណាងល្អវាងសួនជួយទាន់ហើយក៏ព្រមទាំងប្រាប់នាងផងដែរថាប្រយ័ត្នប្រយែងនៅពេលក្រោយផងពេលហ្នឹងបច្ចេកវិទ្យានៃការទស្សន៍ទាយរបស់នាងបានប្រាប់ថាគេម្នាក់នេះហើយដែលត្រូវជាគូប្រកួតរបស់នាងនៅក្នុងថ្ងៃស្អែកវាងសួនអត់បាននិយាយច្រើនជាមួយនឹងនាងនោះទេគ្រាន់តែប្រាប់ឲ្យប្រយ័ត្នហើយក៏ធ្វើដំណើរចាក់ចេញពីទីកន្លែងនោះបាត់ទៅហើយពេលនេះនាងហាក់បីដូចជាជឿទៅលើបច្ចេកវិទ្យានៃការទស្សន៍ទាយនឹងហើយសាច់រឿងកាត់មកកាន់ភ្នាក់ងារសម្ងាត់ឯនេះវិញយើងណែនាំឲ្យស្គាល់មនុស្សម្នាក់ដែលជាមនុស្សនៅក្នុងគ្រួសារវូដែលគាត់មានឈ្មោះថាវូឈិនលីនព្រមជាមួយនឹងលោកគ្រូឈិនយ៉ងជើក៏កំពុងតែពិភាក្សាគ្នាតាក់ទិនជាមួយនឹងដងសន្ទូចវិទ្យាសាស្ត្រដែលពួកគាត់ទៅនឹងឆ្នៃហើយដងសន្ទូចវិទ្យាសាស្ត្រហ្នឹងគឺពិសេសខ្លាំងណាស់បបកទៅមិនចាំភ័យរឿងត្រីអត់ស៊ីទេពេលនឹងវូ
ជីននាងក៏បានមកដល់ទីកន្លែងនោះហើយសូមអនុញ្ញាតចូលជួបពួកគាត់លោកពូឈិនលីងនឹងក៏ត្រូវជាលោកពូទី2របស់នាងនឹងឯងលោកគ្រូយ៉ងជីក៏សរសើរទៅលើភាពស្រស់ស្អាតរបស់នាងដូចគ្នាខានជួបគ្នាត្រឹមតែប្រហែលឆ្នាំផ្លាស់ប្ដូរលឿនដល់ថ្នាក់នេះហើយពួកគាត់វិញកាន់តែចាស់ទៅហើយកាន់តែអាក្រក់វូជីងបានប្រាប់ទៅកាន់លោកពូឈិនវិញថាកុំនិយាយចឹងអីព្រោះថាលោកពូមានអាយុចាស់ជាងលោកពូទី2របស់ខ្ញុំទៅទៀតក៏ប៉ុន្តែលទ្ធផលជាក់ស្ដែងពូទី2របស់នាងមកលក្ខចាស់ជាងលោកពូឈិនទៅវិញគឺក្មួយស្រីរបស់ខ្លួនឯងប្រអាប់ចឹងហើយគាត់អត់ដឹងតបតមិនទេបន្ទាប់មកលោកពូវូគាត់មានរឿងមួយចង់ប្រាប់ទៅកាន់លោកពូឈិនគឺថាក្រុមរបស់ Nova League ក៏បានរកឃើញនៅទីតាំងសម្ងាត់មួយនៅជម្រៅលំហលេខ19ឬក៏ Deep Space 19បន្ថែមពីនឹងលោកពូវូគាត់មានការសង្ស័យផងដែរថាកន្លែងអាថ៌កំបាំងមួយនេះប្រហែលជាតាក់ទិនជាមួយនឹងអាថ៌កំបាំងដែលពួកគាត់បានឃើញក្នុងរយៈពេល30ឆ្នាំមុនស្ដាប់លើដូច្នេះហើយគាត់ក៏ចាប់ផ្ដើមគិតពីលោកគ្រូរបស់ខ្លួនគណៈពេលដែលគាត់ទាំងពីរនោះរត់គេចចេញពីយានដែលកំពុងតែផ្ទុះក៏ប៉ុន្តែទោះបីជាបែបហ្នឹងក៏ដោយគឺថាលោកពូឈិនគឺគាត់អត់ជឿទេក៏ប៉ុន្តែពីរអ្នកពូក្មួយហ្នឹងក៏នៅតែបន្តនិយាយប្រាប់គាត់ចឹងទៅបន្ថែមពីហ្នឹងក៏យកនៅផុសតាំងមួយចំនួនដែលពួកគេទទួលបានផងដែរហើយនៅពេលដែលលោកពូឈិនបានមើលទៅកាន់រូបភាពទាំងនោះទើបធ្វើគាត់សម័យនឹកឃើញពីអាថ៌កំបាំងក៏ដូចជាក្បួនត្រាកាលពី30ឆ្នាំនោះពិតប្រាកដមែនហើយមូលហេតុដែលគ្រូសាវូនិយាយរឿងនេះប្រាប់គាត់គឺចង់ឲ្យលោកពូឈិននឹងដឹកនាំក្រុមសារជាថ្មីម្ដងទៀតនៅពេលណាដែលគាត់យកព្រមហើយសូម្បីតែគ្រូសាចៅជាមួយនឹងគ្រូសាចុងក៏នៅខាងពួកគេដែរដោយសារតែបែបហ្នឹងហើយលោកពូឈិនគាត់ក៏យកព្រមសហការជាមួយនឹងពួកគេដែលធ្វើឲ្យគ្រូសាវូមានការសប្បាយចិត្តជាខ្លាំងចឹងហើយគាត់ក៏បានប្រាប់ថារបស់ដែលគាត់ត្រូវការឥឡូវនេះក៏បានបញ្ជូនឲ្យរួចរាល់ទៅហើយក៏ប៉ុន្តែលោកពូឈិនបានប្រាប់ថាការបន្ថយជីវិតមកធ្វើការជួយគេបែបនេះក៏ត្រូវតែបងប្រាប់បន្ថែមទៀតហើយនៅក្នុងកណ្ដាលពេលនេះវាងសួនក៏រៀបចំខ្លួនធ្វើបេសកកម្មដែលគេបានតែងខ្លួនធ្វើជាវាងសៀវសាថ្មីអាគីបានប្រាប់ថាអ្នកដែលព្យាយាមធ្វើឃាតវាងសួនកាលពីមុនគឺជាក្រុមមួយដែលមកពីសម្ព័ន្ធនៃចម្បាំងឈាមប្រភេទដោយអត្តសញ្ញាណក្រុមរបស់ពួកគេអាចថាជាក្រុមស៊ីឈ្នួលអាគីបានប្រាប់ក្រុមរបស់ពួកគេផងដែរថាតាមពិតទៅគោលដៅរបស់ពួកគេពិតប្រាកដមិនមែនមកដើម្បីសម្លាប់វាងសៀវតែមួយនឹងនោះទេគឺពួកគេធ្វើដំណើរមកក្នុងគោលបំណងដើម្បីលួចយកនៅភ្នំរបស់មនុស្សអមតៈដោយឥឡូវនេះពួកគេក៏ទទួលបានការងារចេញមកពីការិយាល័យសិល្បៈឲ្យការពារនៅភ្នំមនុស្សអមតៈនឹងផងដែរហើយដូច្នេះហើយពួកគេក៏ត្រូវតែប្រឈមមុខគ្នាជាមួយនឹងក្រុមអ្នកចម្បាំងឈាមប្រភេទក៏ប៉ុន្តែទោះបីជាយ៉ាងណាពួកគេក៏ត្រូវតែគេចវេះពីបន្ទាត់នៃការប្រកួតគ្នាតំបន់ដែលពួកគេត្រូវធ្វើដំណើរទៅនោះគឺជាទីកន្លែងមួយដែលមានឈ្មោះថាសិនលីងធ្វើដំណើរមកស្ទុះពួកគេក៏មកដល់ហើយក៏ប៉ុន្តែចាប់សញ្ញាបានដឹងថាមានយានមួយចំនួនកំពុងតែលាក់ខ្លួននៅខាងក្នុងលំហដែលតាមពិតទៅនោះគឺជាយានឆ្លប់យកការរបស់សម្ព័ន្ធនៃចម្បាំងឈាមប្រភេទបើយោងទៅតាមរ៉ាដាធម្មតាគឺមិនអាចចាប់សញ្ញាពួកគេឃើញនោះទេក៏ប៉ុន្តែពួកគេទើបតែអាប់ដេតនៅរ៉ាដាមុខងារថ្មីចឹងហើយទើបអាចចាប់ពីទីតាំងរបស់យានអវកាសត្រូវឃើញហើយដូច្នេះហើយអាល់គីក៏បានឲ្យតកង់ឡើងមកនឹងគាត់បន្ថយល្បឿនយានហើយគាត់ក៏នឹងចុះទៅធ្វើការពិនិត្យមើលបន្តមកទៀតក៏រាយការណ៍ប្រាប់ទៅកាន់ពួកគេទាំង3ឲ្យត្រៀមខ្លួនឲ្យបានរួចរាល់ព្រោះដោយសារតែក្រុមរបស់សត្រូវរកឃើញពីទីតាំងរបស់ភ្នូមនុស្សអមតៈហើយចឹងហើយពួកគេក៏ត្រូវតែចុះទៅធ្វើការពិនិត្យមើលឲ្យបានល្អិតល្អន់ដោយបំពាក់នៅបច្ចេកវិទ្យាដ៏ទំនើបបំផុតមួយសម្រាប់យកទៅធ្វើបេសកកម្មដែលរបស់មួយហ្នឹងគឺមិនធម្មតានោះទេតម្រូវឲ្យអ្នកពាក់ត្រូវតែបន្តឈាមទៅលើវាទើបអាចដំណើរការបានរបស់មួយហ្នឹងគឺជាស្លាបពាក់នៅខាងក្រោយក្នុងការបញ្ជាដរាបណាពួកគេបន្តឈាមហើយពួកគេអាចបញ្ជាបត់បែនតាមកាលៈទេសៈហើយអ្នកចុះទៅធ្វើការពិនិត្យមុនគេក៏ជាវាងសួនក៏ដូចជាប្រធានក្រុមអាល់គីផងដែរហើយពេលនេះវាងសួនដូចជាមានអារម្មណ៍ថាចង់សាកល្បងនៅអានុភាពភ្នែកមាសក្នុងកម្រិតទី3នឹងខ្លាំងណាស់ដោយសារតែវាងសួនបានរៀនវិជ្ជារាងកាយមាសដល់កម្រិតទី3ទៅហើយចឹងហើយវាងសួនបានសាកល្បងប្រើប្រាស់នៅអានុភាពភ្នែកមាសចឹងហើយទីបំផុតក៏អាចរកឃើញវានៅក្នុងរយៈចម្ងាយមួយដូចឆ្ងាយចឹងហើយក៏បានប្រាប់ពីទីតាំងយាននោះទៅកាន់លោកប្រធានក្រុមអាល់គីមានការភ្ញាក់ផ្អើលជាខ្លាំងថាតើគេមើលឃើញដោយរបៀបណាទៅទាំងតែគាត់បានមើលឃើញអ្វីតទៅសោះដែលបានឃើញថាវាងសួនពិតជាមានភ្នែកល្អចឹងហើយអាល់គីក៏សម្រេចឲ្យវាងសួននឹងដឹកនាំផ្លូវតែម្ដងទៅហើយមិនយូរប៉ុន្មានវាងសួនក៏ធ្វើដំណើរមកដល់យាននឹងមែនហើយយាននឹងគឺមិនធំប្រមាណនោះទេវាគ្រាន់តែជាយានស៊ើបការចឹងហើយវាមានទំហំតូចអាល់គីជាមួយនឹងវាងសួនចាប់ផ្ដើមពិនិត្យជុំវិញបរិវេណនៃយាននោះក៏ប៉ុន្តែអ្នកដែលបញ្ជាយាននោះក៏ស្រាប់តែលោតសញ្ញា alert មានន័យថាមានអ្នកកំពុងតែប៉ះពាល់វាហើយដូច្នេះពួកគេក៏បានបើកមុខងារ scan មកប្រភេទនៅពេលណាដែលគេបើកមុខងារនឹងហើយអ្នកណាក៏ដោយឲ្យតែប៉ះវានោះពួកគេនឹងរងនឹងការវាយប្រហារភ្លាមអាល់គីបានដឹងពីល្បិចកលមួយនេះរួចហើយក៏បញ្ញាប់នាំវាងសួនចេញពីយាននោះកុំឲ្យនៅលើវាទៀតតែបញ្ជាយាននោះមើលយានឃើញតែខាងមុខនោះទេជុំវិញសងខាងគឺពួកគេបានដាក់កាមេរ៉ាសុវត្ថិភាពឡើយគឺប្រើមុខងារមួយនឹងពេលហ្នឹងបានឃើញថាដូចជាអត់កើតអីទេពួកគេគិតថាប្រកាសជាសត្វស្លាប់ហោះបុកជាមិនខាននោះទេរួចហើយក៏បានបិទមុខងារនឹងត្រឡប់ទៅវិញចឹងហើយធ្វើពួកគេពីរនាក់នៅខាងក្រៅមានឱកាសក្នុងការចូលទៅខាងក្នុងក៏ប៉ុន្តែការចូលទៅតាមទ្វារតាមរយៈការដោះសោបើគឺមិនងាយស្រួលនោះទេចឹងហើយអាល់គីបានសរសេរនៅរូបមន្តយន្តមួយដើម្បីធ្វើឲ្យទ្វារនោះចាប់ផ្ដើមប្រេះខូចត្រង់ទ្រេហើយវាងសួនក៏ជូនមកកដប់ដៃពេញមកទំហឹងបណ្ដាលឲ្យទ្វាររបស់យាននឹងក៏ត្រូវបានកំទេចចោលហើយពួកគេទាំងពីរនាក់បានចូលទៅខាងក្នុងបានសម្រេចចំពោះអ្នកបញ្ជាយាននៅខាងក្នុងបានលោតនៅសញ្ញាលើតពេញយានទៅហើយដូច្នេះក៏បញ្ជូនមនុស្សពីរនាក់ឲ្យទៅធ្វើការពិនិត្យមើលក៏ប៉ុន្តែលទ្ធផលក៏ត្រូវបានពួកគេបាយទម្លុះចូលមកខាងក្នុងបានសម្រេចដូច្នេះហើយម្នាក់ដែលនៅសល់នោះគេក៏ព្យាយាមបាញ់តទល់ហើយក៏ព្យាយាមយកដៃទៅចុចកងតាដើម្បីផ្ដល់សញ្ញាឲ្យមេក្រុមផងដែរប៉ុន្តែវាងសួនក៏ដូចជាអាល់គីមិនចូលព្រមនោះ
ទេនាំគ្នាវាយបតៃបតបគ្នាពេញនោះជាហេតុបណ្ដាលឲ្យយានបាត់បង់នៅការគ្រប់គ្រងហើយវាក៏ធ្លាក់ក្បាលដាំចូលទៅខាងក្រោមតែទោះជាយ៉ាងណាអាគីក៏នៅតែព្យាយាមប្រវេបវារកចកោដើម្បីកែសម្រួលវាឲ្យខ្សត់ក្នុងសភាពធម្មតាឡើងមកវិញខណៈពេលហ្នឹងវាងសួនក៏ត្រូវតបតជាមួយនឹងអប៉ែម្នាក់នោះផងដែរក៏ប៉ុន្តែនៅពេលដែលយានត្រូវបានគ្រប់គ្រងឡើងមកវិញក្បាលរបស់អប៉ែម្នាក់នោះក៏បានបុកជាមួយនឹងសញ្ញាលូតប្រកាសអាសន្នហើយក៏វីដេអូខលជាមួយនឹងមេដឹកនាំរបស់វាផងដែរដោយមេដឹកនាំហ្នឹងក៏ដឹងលើកើអីនៅទេបានសួរទៅកាន់កូនចៅថាតើមានរឿងអីកើតឡើងតែការពីចុងភាគទី5គឺថាក្រុមនាវាចម្បាំងរបស់ក្រុមប្លាត់ក្រេត្រូវបានវាងសួនហើយនឹងអាល់គីវាយចូលមកហើយខណៈពេលនេះនៅសល់កូនចៅគេម្នាក់បានចេញបន្តតាក់ទងទៅកាន់មេខ្លោងគឺជាប្រធានក្រុមលីយ៉ុងដែលយើងហៅគាត់ថាប្រធានលីដែលគាត់ងើយឆ្ងល់ខ្លាំងណាស់យូរណាស់ហើយទើបតែទទួលការហៅចូលពីគាត់ដោយកូនចៅម្នាក់ហ្នឹងក៏ប្រាប់ទៅថាមិញហ្នឹងគ្នារបស់គេឥឡូវទៅបាញ់នាវាចម្បាំងមួយកំទេចចោលចឹងហើយបានជាយូរអត់ទាន់បានទទួលក៏ប៉ុន្តែលោកប្រធានលីហាក់ដូចជាកាត់សម្គាល់នឹងថានេះគ្រាន់តែជាការលេងល្បិចមួយតែប៉ុណ្ណោះហើយដូច្នេះហើយគាត់ក៏បន្តសម្ដែងប្រាប់ថាត្រូវទៅយកភ្នូអមតៈនឹងឲ្យបានមុននឹងក្រុមភ្នាក់ងារសម្ងាត់មកដល់កន្លែងមើលល្បិចរបស់ក្រុមវាងសួននៅវិញគឺថាអាល់គីមានសមត្ថភាពអាចជ្រៀតចូលក្នុងខួរក្បាលរបស់សត្រូវហើយបញ្ជាគេនិយាយតាមការចង់បានរបស់ខ្លួនបន្ទាប់ពីបិទនៃការហៅចូលហើយវាងសួនក៏បានដាក់គេប៉ាំងឲ្យស្លាប់ទៅបន្ទាប់មកអាល់គីក៏ចាប់ផ្ដើមស្វែងរកពីទីតាំងនៃទូរស័ព្ទមេខ្លោងរបស់គេហ្នឹងក៏ប៉ុន្តែប្រព័ន្ធនៃកឡងរបស់ពួកគេមិនអាចជ្រាបចូលបានទេចឹងហើយអាល់គីក៏បានតាក់ទងទៅកាន់លោកគ្រូឆាន់ថាឥឡូវនេះបានកំទេចយានឆ្លប់ការរបស់ស្ត្រីមួយហើយក៏ប៉ុន្តែមិនអាចចាប់ទីតាំងពីលោកប្រធានលីយ៉ុងនឹងបាននោះទេចំពោះលោកគ្រូឆាន់គាត់បានដឹងហើយថាពេលម្នាក់ហ្នឹងក៏តែងតែលាក់ខ្លួនបានល្អខ្លាំងណាស់គេតែងតែធ្វើការប្រយ័ត្នប្រយែងជាទីបំផុតបើសិនជាគ្មានតម្រុយក៏អត់ណេរបស់គេនោះទេចឹងហើយគាត់ក៏នឹងបញ្ជូនក្រុម Dragon ឲ្យទៅចាត់ការផ្ទាល់ខ្សែរឿងកាន់មកកាន់ទីតាំងមួយដែលមានរបាំងការពារយ៉ាងក្រាស់ទីកន្លែងនោះក៏ទំនងជាទីកន្លែងភ្នូមនុស្សអមតៈបារាណនេះឯងនៅខាងហ្នឹងគឺមានមនុស្សជនមួយចំនួនដែលត្រូវបានក្រុមប្លាត់ក្រេបញ្ជូនមកពួកវាមានចំនួនច្រើនខ្លាំងមែនទែនហើយក៏ដោយសារតែបានឃើញថារបាំងការពារនេះគឺមិនអាចចូលឆៅបានទេក៏បញ្ជានៅអ្នកបញ្ជាមនុស្សជន2នាក់ចូលទៅខាងក្នុងដើម្បីធ្វើការស៊ើបមើលព័ត៌មានជាមុនសិនតែនៅពេលដែលអ្នកទាំងពីរនោះបានចូលទៅខាងក្នុងទៅស្រាប់តែប្រព័ន្ធមេកានិករបស់ពួកគេលែងដំណើរការក៏បណ្ដាលឲ្យប្រព័ន្ធរបស់គេចាប់ផ្ដើមផ្ទុះខ្ទេចខ្ទីចឹងហើយគឺតម្រូវឲ្យគេផ្លាស់ប្ដូរមុខងារគ្រប់គ្រងមនុស្សយន្តដោយដៃផ្ទាល់ហើយដូច្នេះហើយពួកគេក៏រៀបចំខ្លួនផ្លាស់ប្ដូរមុខងារហើយក៏នាំគ្នាហោះចូលទៅខាងក្នុងទៅបន្ទាប់ពីពួកគេចូលធ្វើសកម្មភាពហើយអាល់គីក៏បានតាក់ទងទៅកាន់ក្រុម Dragon រាយការណ៍ពីស្ថានភាពជាក់ស្ដែងវងសួនមានការចាប់អារម្មណ៍នៅខាងក្នុងនិងខ្លាំងមែនទែនប្រកាសជាមានការប្រយុទ្ធគ្នាជាមិនខានទេក៏ប៉ុន្តែអាល់គីអត់សូវមានពេលដើម្បីបកស្រាយរឿងហ្នឹងទេអ្វីដែលសំខាន់ការងាររបស់ពួកគេក៏ត្រូវតែចាប់ coordinate បញ្ជាក់ពីទីតាំងរបស់លីយ៉ុងឲ្យបានដោយគេមានវិធីសាស្ត្រមួយចំនួនដែលអាចបញ្ឆោតឲ្យយានដទៃផ្សេងទៀតធ្វើការតាក់ទងទៅកាន់លីយ៉ុងហើយក៏បង្រៀនវងសួនតាក់ទងជាមួយនឹងការចាប់ទីតាំងមួយនេះផងដែរបន្ទាប់មកអាល់គីបានតាក់ទងទៅកាន់ក្រុមរបស់ Blood Grey ដោយប្រាប់ពួកគេថាត្រូវការចំនួន5នាទីដើម្បីធ្វើការជួសជុលយានចំនួន5នាទីគឺអនុញ្ញាតឲ្យពួកគេស្វែងរកពីទីតាំងកន្លងពិតប្រាកដរបស់យាន flagship របស់លីយ៉ុងបានហើយក៏ប៉ុន្តែរាល់សកម្មភាពរបស់អាល់គីហើយនិងវងសួនត្រូវបានប្រធានក្រុមលីនឹងចាប់បានទាំងអស់ព្រោះថាពួកគេក៏កំពុងតែធ្វើការនៅក្នុងយានរបស់ពួកគាត់ចឹងហើយពួកគេទាំងពីរនាក់ធ្វើអ្វីក៏លីយ៉ុងដឹងដែរក៏ប៉ុន្តែប្រធានលីម្នាក់ហ្នឹងដូចជាអត់សូវខ្វល់ខ្វាយនោះទេរងចាំមើលថាតើល្បិចរបស់ពួកគេទាំងពីរនាក់ហ្នឹងចង់ធ្វើអ្វីឲ្យប្រកាសចឹងក៏អនុញ្ញាតបើកទិន្នន័យឲ្យពួកគេស្វែងរកទៅក្លែងមកមើលអាល់គីនេះវិញឃើញថាទិន្នន័យដូចជាអត់សូវគ្រប់គ្រាន់ប្រមាណនោះទេត្រូវការពេលវេលាបន្ថែមទៀតហើយដូច្នេះហើយក៏រាយការណ៍ប្រាប់ទៅកាន់ក្រុមរបស់ Blood Grey ដោយកុហកថាយានរបស់ពួកគេត្រូវការជួសជុលបន្ថែមទៀតក៏ប៉ុន្តែលឿនក្នុងការក្រៀបចាប់ទីតាំងកូដឺណេរបស់លីយ៉ុងត្រូវបានរត់ថយក្រោយក្លែងមកមើលពួកមនុស្សយន្តដែលបានចូលទៅខាងក្នុងដែរនៅវិញស្រាប់តែភ្លាមពួកគេត្រូវបានវាយប្រហារព្រមទាំងដកថយត្រឡប់មកវិញពួកគេឃើញថានៅខាងក្នុងមានសត្វចម្លែកមួយប្រភេទដែលមានកម្លាំងខ្លាំងក្លាណាស់ពួកគេមិនមែនជាដៃគូទេអញ្ចឹងហើយពួកគេក៏មានតែសម្រេចចិត្តរៀបក្បួនមួយដើម្បីស្រូបយកនៅរនាំងការពារនឹងចេញដើម្បីឲ្យពួកគេងាយស្រួលស្វែងរកផ្លូវឆ្ពោះទៅកាន់ភ្នំមនុស្សអមតៈបារាណក៏ដើម្បីងាយស្រួលក្នុងការចាត់ការសត្វចម្លែកមួយក្បាលនឹងផងដែរបន្ទាប់មកយើងបានឃើញថាយានរបស់ពួកគេក៏ត្រូវបានបញ្ជាដោយអូតូម៉ាទិកបង្កើតបានទៅជាក្បួនដ៏ធំមួយសូម្បីតែយានដែលប្រើប្រាស់សុទ្ធតែបច្ចេកវិទ្យាក៏រៀបក្បួនថាមពលដូចជាសម័យបារាណអញ្ចឹងទម្រង់ក្បួនរបស់ពួកគេគឺជាទម្រង់ក្បួនលេបតបាក់នៅពេលដែលពួកគេ activate នៅក្បួនមួយនេះហើយគឺថាក្បួនថាមពលរបស់ពួកគេចាប់ផ្ដើមស្រូបយកនៅរនាំងការពារដែលពួកគេគឺចាយពេលមិនយូរប្រហែលនោះទេទីបំផុតក៏អាចស្រូបវាចេញមកអស់បានហើយក៏ប៉ុន្តែតត្រង់ថាពួកគេអត់ទាន់បានរកឃើញតម្រុយសត្វដែលវាប្រហារពួកគេនៅឡើយនោះទេតែទោះបីជាចំណាឥឡូវនេះក៏លែងជាឧបសគ្គទៀតដែរមើលឃើញច្បាស់ជាងមុនហើយដូច្នេះហើយពួកគេក៏សម្រុកចូលទៅដើម្បីរកផ្លូវចូលថែមទាំងចង់ឃើញខ្លាំងណាស់ថារបស់ដែលពួកគេកំពុងតែស្វែងរកនឹងវាមានរូបរាងដូចម្ដេចនៅពេលដែលមនុស្សយន្តទាំងអស់នោះកំពុងតែពិភាក្សាគ្នាសើចលេងសប្បាយស្រាប់តែមានចំហាយថាមពលបាញ់ចេញមកយ៉ាងសាហាវខូខើពីសំណាក់សត្វចម្លែកមួយនោះបណ្ដាលឲ្យពួកគេស្លាប់ព្រោងព្រាតព្រមទាំងវាយកំទេចយានស៊ើបការរបស់ពួកគេឲ្យខូចខាតអស់មួយចំនួនទៀតផងដោយបច្ចុប្បន្ននេះគ្នារបស់ក្រុម Blood Grey នឹងក៏ត្រូវបានស្លាប់ព្រមទាំងខូចខាតនៅយានជំនិះរបស់ពួកគេអស់មួយចំនួនធំថែមទៀតផងធ្វើលីយ៉ុងឆ្ងល់ខ្លាំងណាស់ថាតើសត្វប្រភេទណាទៅដែលការពារភ្នំមនុស្សអមតៈបារាណនឹងពេលនេះយើងបានឃើញវត្តមានរបស់សត្វចម្លែកមួយនឹងហើយល្បឿនរបស់វាលឿនដូចជារន្ទះចឹងរូបរាងរបស់វាគឺទំនងជាសត្វខ្លាកាត់មែនតខពេលហ្នឹងគ្រប់គ្នាបានឃើញហើយថានេះគឺជាសត្វដែលការពារភ្នំអមតៈបារាណស្ថិតក្នុងរឿងព្រេងនិទានលីយ៉ុងគិតហើយក៏ប្រហែលជារបស់ពួក
ពួកគេចង់រកនឹងគឺមិនធម្មតានោះទេហើយដូច្នេះក៏បញ្ជានៅអ្នកដែលនៅសេសសល់តែកម្ចាត់សត្វចម្លែកនោះចោលភ្លាមទៅម្យ៉ាងវិញទៀតឃើញផងដែរថាវាងសួនហើយនឹងអាល់គីស្ថិតក្នុងយានបន្លំខ្លួនរបស់ពួកគេប្រកាសជាបង្កបញ្ហាមួយចំនួនទៀតជាមិនខានហើយដូច្នេះហើយជំរឿនដំបូងរបស់ពួកគេក៏ត្រូវតែកម្ចាត់យានរបស់ពួកគេពីអ្នកនឹងចោលដោយគេបានបើកបិឆោតឲ្យវាងសួនហោះចូលទៅខាងមុខដើម្បីបាញ់ជាមួយនឹងសត្វចម្លែកហើយគេក៏ហោះមកពីខាងក្រោយឆ្លៀតយកឱកាសនោះលោកបាញ់វាប្រហារដើម្បីកំទេចយានខណៈពេលដែលគេស្រីក៏នឹងបាញ់ចេញមកក៏ថាវាងសួនបែរជាទទួលបានអារម្មណ៍ថាមានសត្រូវលបវាប្រហារពីខាងក្រោយហើយដូច្នេះក៏បញ្ញាប្រាប់ទៅកាន់អាគីឲ្យប្រយ័ត្នខ្លួនហើយសេរីទិសដៅបានល្អលើចឹងហើយពួកគេដឹងថា Vivo ហើយក៏បញ្ញាផ្កិចចេញពីការបាញ់ប្រហាររបស់យាននៅពីខាងក្រោយទីបើធំតែវាងសួនប្រាប់តនោះទេដែលធ្វើឲ្យយានរបស់ពួកគេខូចខាតតែបន្តិចបើសិនជាវាងសួនប្រាប់តនោះទេក៏ប្រហែលជាយានទាំងមូលត្រូវបានបាញ់កំទេចជាពំខានចឹងហើយអាគីឃើញថាអត់សូវស្រួលទេក៏បញ្ញាប្រាប់ឲ្យវាងសួនចូលទៅកាន់ទីតាំងពងសុវត្ថិភាពទៅគេក៏នឹងបញ្ជូនចូលទៅខាងក្រោមដែលឯខ្លួនគឺមិនទាន់ទៅឥឡូវនោះទេរងចាំគ្រីបក៏ coordinate របស់លីយ៉ុងបាន 100% សិនចាំចេញទៅតាមក្រោយទោះជាយ៉ាងណាក៏ដោយវាងសួនគឺមិនចង់ចេញមកតែម្នាក់ឯងនោះទេក៏ចង់ចេញមកជាមួយនឹងគាត់ក៏ប៉ុន្តែគាត់ក៏បានទម្លាក់វាងសួនចុះមកខាងក្រោមមុនបាត់ហើយកន្លែងមកមើលមនុស្សយន្តនៃក្រុមប្លាត់ក្រេនៅខាងក្រោមម្នាក់វិញត្រូវបានសត្វចម្លែកមួយនោះវាយកំទេចចោលនឹងខ្ទេចខ្ទីគ្មានអ្វីណាដែលអាចតតាំងជាមួយនឹងវាបានទេហើយគណៈពេលនោះវាងសួនក៏ចុះចតកន្លែងដែលវាកំពុងតែវាយគ្នានឹងលំមដោយសារតែវាសង្កេតឃើញថាវាងសួនដែលជាមនុស្សស្ថិតក្នុងប្រអប់មួយហ្នឹងហើយដូច្នេះហើយវាក៏ចាប់ផ្ដើមវាយប្រហារទៅលើវាងសួនពេញនោះដែលធ្វើឲ្យវាងសួនកាន់តែវីវចំពោះតនន័យគ្រីបយកក៏ coordinate ឯវិញគឺថាបាន 94% ហើយនៅខ្វះ 6% ទៀតក៏ប៉ុន្តែយានរបស់គេហ្នឹងកំពុងតែរងនឹងការវាយប្រហារយ៉ាងធ្ងន់ធ្ងរធ្វើឲ្យអាគីពិបាកក្នុងការគេចមែនទែនអាសត្វខ្លាមួយហ្នឹងបានឃើញថាដូចជាពិបាកក្នុងការវាយបំបីពងសុវត្ថិភាពរបស់វាងសួនហើយដូច្នេះហើយវាក៏បញ្ចេញនៅធម្មពលមាសរបស់វាហ្នឹងដើម្បីកំទេចទាំងរបស់ទាំងមនុស្សនៅខាងក្នុងហ្នឹងឯងស្របពេលជាមួយគ្នាវាងសួនឃើញថាដូចជាគ្មានផ្លូវចេញនោះទេហើយដូច្នេះហើយក៏ activate នៅធម្មពលរាងកាយមាសមកធ្វើការតបតល់ក៏ប៉ុន្តែសំណាងល្អខ្លាំងណាស់ក្នុងគណៈពេលហ្នឹងអាល់គីបានឃើញថាយានរបស់សត្រូវដែលកំពុងតែដេញបាញ់ពីខាងក្រោយហ្នឹងកំពុងតែប្លុកបាញ់មកលើយានរបស់ខ្លួនអញ្ចឹងហើយអាល់គីក៏បានបិឆោតឲ្យគ្រាប់នោះហោះទៅកាន់អាសត្វខ្លាមួយហ្នឹងដែលបានធ្វើឲ្យវាអសើបាត់បង់នៃការចាប់អារម្មណ៍ទៅលើវាងសួនហើយដូច្នេះហើយវាដាក់គោលដៅទៅលើយានទាំងពីរហ្នឹងវិញម្ដងដោយកវត្តវាងសួនមកកតុយទៅជ្រុងម្ខាងបាត់ហើយបន្ទាប់មកទៀតវាក៏បានប្រើប្រាស់នៅធម្មពលមាសរបស់វានោះបាញ់សម្ដៅទៅកាន់យានទាំងពីរដោយយានរបស់ក្រុមប្លាត់ក្រេហ្នឹងក៏ត្រូវបានខូចនៅសល់តែយានរបស់អាល់គីទេដែលត្រូវបានវាបាញ់ប្រឆិតក៏ប៉ុន្តែរៀងខូចខ្ទេចខ្ទីអស់ហើយ AI នៅខាងក្នុងយានហ្នឹងក៏បញ្ញាប្រាប់ឲ្យអាល់គីហ្នឹងរត់គេចខ្លួនទៅព្រោះថាយានបាត់បង់នៃការគ្រប់គ្រងនៅគណៈពេលដែលយានកំពុងតែធ្លាក់នោះគឺថាសត្វខ្លាហ្នឹងក៏បានលេងតាមពីខាងក្រោយគណៈពេលហ្នឹងវាងសួនក៏វាយកំទេចចេញមកពីខាងក្រៅហើយក៏រាយការណ៍ប្រាប់ទៅកាន់អាល់គីថាសត្វមួយហ្នឹងកំពុងតែដេញគេហើយបញ្ញាផ្កិចខ្លួនមកអាល់គីឃើញដូចគ្នាថាដូចជាអត់សូវស្រួលមែនហើយដូច្នេះហើយក៏រៀបចំខ្លួនក្នុងការចាក់ចេញមកដែរចំពោះលោកប្រធានក្រុមលេននៅវិញឃើញថាយានរបស់គាត់ទាំងអស់ត្រូវបានបំផ្លាញព្រមទាំងមនុស្សយន្តជាមួយគ្នាអញ្ចឹងហើយក៏ទ្រាំបាននោះទេក៏ activate នៅកណ្ដុងធំរបស់គាត់ការប្រើប្រាស់នៅកណ្ដុងធំក៏បណ្ដាលឲ្យពួកគេនឹងត្រូវបង្ហាញខ្លួនចេញមកពីខាងក្នុងលំហផងដែរដែលពួកគេក៏កំពុងតែលាក់ខ្លួននៅខាងក្នុងលំហនៃ dimension មួយបន្ទាប់ពីបង្ហាញខ្លួនគ្រប់គ្រាន់អស់ហើយពួកគេក៏ចាប់ផ្ដើមបើកដំណើរការនៃកំភ្លើងធំដែលធម្មពលនោះគឺជាប្រភេទធម្មពលឡាស៊ែបាញ់ឆ្លងភពវាងសួនបើទោះបីជាគេស្ថិតនៅខាងក្រោមក៏ពិតមែនក៏ប៉ុន្តែញៀនក្នុងការដឹងក្លិនក៏ដូចជាភ្នែកមាសរបស់គេនឹងមើលឆ្ងាយខ្លាំងណាស់មើលឃើញស្ត្រីនៅខាងក្នុងលំហនឹងទៀតផងដោយវាងសួនឃើញហើយថាពិតជា Vivo មែនតែនហើយបារម្ភពីប្រធានក្រុមខ្លាំងមែនតែនគណៈពេលនេះយានរបស់អាល់គីក៏ត្រូវបានសត្វខ្លានឹងគ្របទៅដល់ពីខាងលើហើយក៏បាញ់នៅធម្មពលដើម្បីកំទេចតែវាក៏ចៃដន្យដែរធម្មពលឡាស៊ែនៃយានពីខាងលើនោះក៏បានគ្របទៅដល់ពីលើពួកគេទាំងពីរមកតង់ទៀតដែលបង្កឲ្យមានធម្មពលបំផ្ទុះយ៉ាងខ្លាំងសូម្បីតែវាងសួននឹងក៏ត្រូវបានខ្ទាតចេញមកដែរក៏ប៉ុន្តែនោះដូចជាសំណាងល្អខ្លាំងមែនតែនចៃដន្យឯគឺថាអាល់គីបានប្រើប្រាស់នៅពងសុវត្ថិភាពហោះចូលមកខាងក្រោមមុនឲ្យសត្វខ្លានឹងសង្កត់ទៅហើយការបែបនេះបានធ្វើឲ្យវាងសួនសប្បាយចិត្តខ្លាំងណាស់ព្រោះបានឃើញប្រធានក្រុមមានសុវត្ថិភាពនោះទេបន្ទាប់មកក៏ដកទ្វារនៅកង្វត្តចោលព្រោះព្រមទាំងដាក់ប្រធានក្រុមនៅដឹងខ្លួនឡើងមកវិញព្រោះថាគណៈពេលនេះគាត់បានស្លាប់បាត់បង់ស្មារតីក្នុងពេលជាមួយគ្នាធម្មពលឡាស៊ែដែលបាញ់មកពីយានខាងលើនោះក៏ចាប់ផ្ដើមឆេះដែលវាពោពេញទៅដោយកម្ដៅដ៏ក្តៅបង្កើតបានទៅជាអណ្ដាតភ្លើងមនុស្សធម្មតាបើសិនជាប៉ះវាតែបន្តិចត្រូវលីខ្លួនស្លាប់ហើយក៏ប៉ុន្តែវាងសួនបានប្រើប្រាស់បច្ចេកទេសរាងកាយមានយកមកទប់ទល់ចឹងហើយក៏ពួកគេមានសុវត្ថិភាពទៅហើយមិនយូរប៉ុន្មានអាល់គីដឹងខ្លួនត្រឡប់មកវិញព្រមទាំងបានឃើញវាងសួនមានសុវត្ថិភាពអញ្ចឹងគេសប្បាយចិត្តខ្លាំងណាស់កាន់មកកាន់ក្រុម Dragon នៅវិញទីបំផុតពួកគេក៏ចាប់សញ្ញាទីតាំងរបស់ក្រុមប្លាត់ក្រេនឹងបានហើយតាមពិតទៅពួកគេក៏កំពុងលាក់ខ្លួននៅក្នុង Dimension លំហក្នុងកន្លង317ក្លែងមកមើលប្រធានលីនៅវិញកំពុងតែមានមោទនភាពសុកស្រាប់តែយានរបស់ពួកគេត្រូវបានគេឡោះអ្នកដែលឡោះនោះគឺមិនធម្មតានោះទេវាគឺជាក្រុមរបស់ Dragon ដែលធ្វើឲ្យក្រុមរបស់ប្លាត់ក្រេចាប់ប្រាំឲ្យឈូឈប់ហើយខ្លួនប្រងព្រាតដោយបាញ់មិញឡាស៊ែបាញ់មកពីខាងទីអាកាសចុះមកកាន់ផែនដីតែឥឡូវនេះឡាស៊ែក៏ត្រូវបានបាញ់ចេញពីផែនដីសម្ដៅទៅអាកាសវិញម្ដងខណៈពេលនេះអ្នកនៅខាងក្នុងយានប្លាត់ក្រេបើទោះបីជាពួកគេខំប្រឹងរត់គេចយ៉ាងណាក៏នៅតែមិនអាចរត់គេចបានចឹងព្រោះថាគេបានឡុកជាប់បាត់ហើយទីបំផុតក៏ត្រូវបានបំផ្លាញក៏ប៉ុន្តែវិច័យដល់នេះនៅសល់តែយានរបស់លោកប្រធានក្រុមលីទេដែលធ្វើឲ្យគាត់មានឱកាសក្នុងការរត់គេចខ្លួនបានចំពោះបេសកកម្មមួយនោះពួកគេឃើញថាគាត់ទទួលបានជោគជ័យហើយបន្តមកទៀតយាននៃក្រុម Dragon ក៏បានមកទទួលពួកគេទាំង
ពីទៅកាន់ស្ថានីយ៍ដែលមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរទៅដល់យានរបស់ក្រុម Dragon ដែលត្រូវបានហៅថាការិយាល័យសិល្បៈក្រុមមួយនេះក៏ត្រូវបានដឹកនាំដោយសម្ងាត់ទៅដោយលោកពូឈិនដែលត្រូវជាគ្រូរបស់អាគីនឹងឯងដោយប្រធានក្រុម Dragon គឺជាមនុស្សស្រីម្នាក់ដែលមានឈ្មោះថា Kunlin នាងក៏សប្បាយចិត្តដែរនៅពេលដែលបានឃើញពួកគេទាំងពីរមានសុវត្ថិភាពអាគីបានប្រាប់ទៅថាក្នុងបេសកកម្មដ៏សំខាន់មួយនេះគួរតែអរគុណទៅកាន់សៀវ៉ាដែលជាវាងសួនជាងហើយបើសិនជាគ្មានគេនោះទេក៏ប្រហែលជាមិនជោគជ័យចឹងដែរកំឡុងពេលហ្នឹងអនុប្រធានក្រុម Dragon ឈ្មោះថាឈៀនលីក៏បានរាយការណ៍ប្រាប់ថាឥឡូវនេះលៀនចុងក៏ត្រូវបានរត់គេចខ្លួនបាត់ហើយតែគាត់លៀននាងអត់សូវខ្វាយខ្វល់រឿងនោះប្រហែលទេព្រោះនាងដឹងថាឥឡូវនេះនៅក្នុងភ្នៅអមតៈបារាណហ្នឹងគឺមានពិភពអាថ៌កំបាំងមួយទៀតដែលកំពុងតែលាក់ខ្លួនចឹងហើយក៏បានអញ្ជើញពួកគេឲ្យទៅពិនិត្យមើលរួមគ្នាដោយមិនយូរប៉ុន្មានពួកគេក៏បានធ្វើដំណើរមកដល់ទីកន្លែងនោះហើយក៏ប៉ុន្តែទីកន្លែងនោះដូចជាគ្មានអ្វីទេដែលធ្វើឲ្យវាងសួនក៏ដូចជាគ្នារបស់គេមានការងឿឆ្ងល់ជាខ្លាំងថាគាត់លីកំពុងតែនិយាយជាមួយនឹងអ្នកណាទៅដូចជានិយាយជាមួយខ្យល់គាត់លីបានប្រាប់ឲ្យថាទីតាំងរបស់ភ្នៅអមតៈបារាណត្រូវបាននាងជីកកាយយកអស់ហើយវាក៏ក្លាយទៅជាកម្មសិទ្ធិរបស់ការិយាល័យសិល្បៈរបស់ពួកនាងអញ្ចឹងហើយបើសិនជាដឹងពីព័ត៌មាននេះហើយគូណាតែធ្វើការជ្រើសរើសឲ្យបានត្រឹមត្រូវពេលហ្នឹងគឺថាគាត់លីមិនមែននិយាយជាមួយនឹងខ្មោចទេគឺមានអ្នកនៅទីកន្លែងនោះពិតមែនហើយនាងក៏បានតបត្រឡប់ទៅវិញថានាងបានដឹងពីព័ត៌មាននេះរួចបាត់ទៅហើយម្យ៉ាងវិញទៀតក៏តែងតែសរសើរទៅលើកេរ្តិ៍ឈ្មោះរបស់គាត់លីនផងដែរអញ្ចឹងហើយគ្រួសារជាងរបស់ពួកគេក៏មិនស្ទាក់ស្ទើរក្នុងការចូលរួមសហការជាមួយនឹងការិយាល័យសិល្បៈឡើយសម្រាប់ណាការិយាល័យស្រាវជ្រាវរបស់ពួកគេនៅតែអាចបន្តអភិវឌ្ឍបានពួកគេក៏នឹងស្ម័គ្រចិត្តរួមដៃជាមួយកន្លងពេលនោះស្រាប់តែមាននារីម្នាក់បានចេញមកពីខាងក្នុងថ្មដែលតាមពិតអាថ្មហ្នឹងគឺគ្រាន់តែជារូបភាពបំភាន់តែប៉ុណ្ណោះគាត់លៀនបានឃើញថានាងដូចជាមានភាពស្មោះត្រង់គ្រប់គ្រាន់នោះទេហើយដូច្នេះហើយគ្រួសារចឹងក៏បានយកនៅរបស់មួយដែលបញ្ចេញនៅធម្មពលយ៉ាងខ្លាំងក្លាដែលត្រូវបានកាន់ទៅដោយមនុស្សយន្តមួយគ្រឿងនៅពេលដែលគេចេញមកខាងក្រៅបានឃើញពីខ្លោងទ្វារពិតប្រាកដនៃក្រុមវិទ្យាសាស្ត្រគ្រួសារចឹងហើយរបស់ដែលពួកគេយកមកបកគលឲ្យនោះគឺជាដើមឫស្សីដែលមានឈ្មោះថាដើមឫស្សីទេវតាមានពណ៌មាសចែងចាំងពេញនោះសេរីចាប់ដើមឡើងដោយប្រធានក្រុម Dragon គាត់លៀននឹងក៏បាននាំពួកគេចូលទៅកាន់មន្ទីរពិសោធន៍របស់គ្រួសារចឹងតែត្រូវបានដឹកនាំក៏ដូចជាមើលការខុសត្រូវទៅដោយប្រធានក្រុមម្នាក់ដែលមានឈ្មោះថាចៅយូហើយវិទ្យាស្ថានរបស់នេះគឺសិក្សាតេតិនជាមួយនឹងប្រភពដើមនៃជីវិតបូករួមជាមួយនឹងការវិវត្តរបស់មនុស្សឬក៏សត្វផងដែរតែទីកន្លែងនេះអាចកំបាំងហើយធំខ្លាំងមែនទែនមូលហេតុដែលពួកគេធ្វើកន្លែងលាក់ខ្លួនចឹងដើម្បីការពារពីសុវត្ថិភាពហើយចៅយូក៏ទៅរៀបចំព្រមទាំងប្រាប់ឲ្យពួកគេនឹងសម្រាប់បន្តិចទៅដើរមើលពីនេះពីនោះសិននៅកំឡុងពេលដើរពិនិត្យនឹងវាងសួនក៏ចាប់អារម្មណ៍ឃើញសត្វស្វាគីងកងមួយដែលត្រូវបានវិវត្តខ្លួនផងដែរដឹងហើយថាតើប៉ុន្តែសត្វដែលវាយប្រហារជាមួយនឹងពួកគេកាលពីលើកមុននឹងវាគ្រាន់តែជាស្នាដៃរបស់មន្ទីរពិសោធន៍នេះតែប៉ុណ្ណោះកន្លែងមើលអាល់គីនេះវិញក៏តែតនទៅកាន់លោកគ្រូតែគាត់បានសរសើរទៅលើការងាររបស់អាល់គីព្រមជាមួយនឹងវាងសួនផងដែរគឺស័ក្តិសមចាប់ដៃគ្នាធ្វើការខ្លាំងមែនទែនហើយគាត់បាននិយាយច្រើននោះដែរក៏ចុចបាត់តែតាមពិតទៅមូលហេតុដែលគាត់ឲ្យអាល់គីក៏ដូចជាវាងសួនហ្នឹងទៅបង្ករឿងជាមួយនឹងក្រុមប្លាត់ក្រេគឺគាត់យកពួកគេទាំងពីរធ្វើជានុយតែប៉ុណ្ណោះដើម្បីឲ្យក្រុមប្លាត់ក្រេពុតប្រកាសនៅក្នុងទីអវកាសនឹងបង្ហាញខ្លួនហើយគាត់ក៏អាចនឹងចាត់ការមានអារម្មណ៍ថាតូចចិត្តដែរដោយសារតែគ្រូរបស់ខ្លួនយកគេធ្វើជានុយដើម្បីបិឆោតសត្រូវអញ្ចឹងបើសិនជាមានបញ្ហាប៉ះពាល់ដល់ជីវិតមិនដឹងថាយ៉ាងម៉េចទេក៏ប៉ុន្តែយ៉ាងណាមិញនេះគឺជាចរិតរបស់លោកពូឈិនគ្រូរបស់នាងនឹងឯងតែទោះបីជាគាត់អញ្ចឹងពិតមែនតែគាត់មានអារម្មណ៍ថាចង់សុំទោសពួកគេខ្លាំងណាស់ហើយថានេះគឺជារឿងសំខាន់ហើយដូច្នេះហើយគាត់ក៏ត្រូវតែធ្វើការភ្នាល់ទាំងអស់គាត់លៀនក៏ព្យាយាមនិយាយលើកទឹកចិត្តទៅកាន់អាល់គីផងដែរបងសួនលុយអញ្ចឹងក៏ចាប់ផ្ដើមគិតថាបើសិនជាពួកគេធ្វើដំណើរចូលទៅខាងក្នុងលំហដោយសេរីក៏ប្រហែលជាមិនបន្ថយបន្ថាននឹងធ្វើបេសកកម្មចឹងទេបន្តមកចៅយូក៏បាននាំពួកគេចូលទៅកាន់កន្លែងពិសោធន៍របស់នាងកន្លែងនោះគឺជា top secret របស់ពួកគេហើយបន្តមកគេក៏ណែនាំឲ្យឃើញនៅទូរស័ព្ទមួយដែលពោពេញទៅដោយចំហាយធម្មពលដែលត្រូវបានគេស្គាល់ថាជាទូរស័ព្ទអមតៈចៅយូក៏បានរៀបរាប់ត្រួសតែតែជាមួយនឹងប្រវត្តិរបស់វាផងដែរបើតាមការវិសោធន៍ក៏ដូចជាការសិក្សាស្រាវជ្រាវរបស់នាងទៅលើពាក្យចាំរាមគឺថាទូរស័ព្ទមួយហ្នឹងគឺមានអានុភាពស្មើជាមួយនឹងអ្នកអមតៈនៅក្នុងសម័យបុរាណម្យ៉ាងវិញទៀតភ្នៅបុរាណអមតៈដែលពួកគេកំពុងតែស្វែងរកនោះគឺជារបស់មួយនឹងនេះឯងហើយមូលហេតុដែលពួកគេចូលមកដល់ខាងក្នុងហើយបង្កើតទៅជាមន្ទីរពិសោធន៍នោះក៏ព្រោះដោយសារតែភ្នៅអមតៈបុរាណស្ថិតក្នុងទីនេះនឹងគឺជាភាពងាយស្រួលដែលធ្វើឲ្យពួកគេចូលមកដល់ខាងក្នុងនឹងផងដែរហើយនៅមានរឿងអាថ៌កំបាំងមួយទៀតដែលពួកគេត្រូវតែដឹងគឺថានៅក្នុងទូកនោះគឺមិនមែនតែទេឡតនោះទេចឹងហើយចៅយូក៏បានបើកបន្ទប់ពិសោធន៍ឲ្យពួកគេចូលទៅមើលឲ្យកាន់តែគៀនៅពេលដែលចូលទៅដល់ខាងក្នុងស្រាប់តែវាងសួនមានអារម្មណ៍ថាដូចជាបានឃើញចំហាយធម្មពលដ៏ចម្លែកត្រូវបានភាយចេញមកពីជញ្ជាំងថ្មក៏ប៉ុន្តែវាងសួនមិនមានពេលឆ្ងល់ច្រើននោះទេបន្ទាប់មកពួកគេក៏បានទៅពិនិត្យមើលនៅខាងក្នុងទូកស្រាប់តែធ្វើអ្នកគ្រប់គ្នាបើកភ្នែកធំតែម្ដងនោះគឺជាសាកសពរបស់ទេពធីតាដ៏ស្រស់ស្អាតម្នាក់ដែលត្រូវបានគេតាំងរហស្សនាមថាជាទេពអប្សរថ្នាំដោយនេះគឺជាមនុស្សបុរាណស្ថិតក្នុងសម័យឈិនហើយឥឡូវនេះពួកគេពិបាកក្នុងការសន្និដ្ឋានខ្លាំងណាស់ថានាងត្រូវបានស្លាប់ក៏ប៉ុន្តែមុននឹងនាងទៅជាបែបនេះពួកគេសង្ស័យថានាងប្រកាសជារងទុក្ខវេទនាធ្ងន់ធ្ងរមួយមិនខានខណៈពេលនោះមិនដឹងថាម៉េចទេវិញ្ញាណរបស់វាងសួនស្រាប់តែបានឃើញនាងបើកភ្នែកមើលគេធ្វើឲ្យវាងសួនភ្ញាក់ខ្លួនព្រឺតទាំងដែលអ្នកដទៃអត់បានឃើញនាងបើកភ្នែកទេឃើញនាងកំពុងតែដេកលក់យ៉ាងស្កប់ស្កល់មើលទៅតាមស្ថានភាពរបស់នាងដូចជាក្មេងស្រីអាយុ20ឆ្នាំអីអញ្ចឹងក៏ប៉ុន្តែគឺមិនមែននោះទេគឺថាទុកឫស្សីអមតៈមួយហ្នឹងគឺរក្សារូបរាងរបស់នាងឲ្យនៅដដែលគឺមិនចាស់ជរាឬមួយក៏ខូចខាតស្អីនោះទេដូចជាមនុស្សធម្មតាដែលកំពុងតែគេង
ងលោចឹងដែលតាមពិតទៅអាយុពិតប្រាកដរបស់នាងគឺរយៈពេល2សតវត្សទៅហើយគឺ230ឆ្នាំខណៈពេលនោះវាងសួនបានឃើញចំហាយធម្មពលចេញមកពីជញ្ជាំងថ្មនឹងទៀតហើយចឹងក៏បានសួរនាងទៅថាតើមានបញ្ហាអីជាមួយនឹងជញ្ជាំងថ្មនេះទៅអ្មេចក៏បានជាពួកគេអត់បាត់ព្រមទាំងវាមានសភាពដូចជាត្រូវបានគេវាយដំចៅយូបានប្រាប់ទៅថាវាក៏ប្រហែលជាកើតឡើងនៅកំឡុងពេលដែលនាងបាត់បង់ជីវិតនឹងជាមិនខានទេបន្ថែមពីនោះពួកគេក៏បានធ្វើការពិសោធន៍ទៅលើរូបរាងកាយរបស់នៅនាងទេពអប្សរនឹងផងដែរហើយមានលទ្ធផលច្រើនណាស់ដែលគួរឲ្យកត់សម្គាល់ចឹងហើយពួកគេក៏ចង់ធ្វើការពិសោធន៍ម្ដងទៀតឲ្យពួកគេបានមើលជាការចាប់ផ្ដើមពិសោធន៍គឺបូមឈាមរបស់នាងហើយធ្វើឲ្យដៃរបស់នាងមានរបួសចឹងតែគណៈពេលនោះដូចជាចម្លែកខ្លាំងមែនទែនវាងសួនបានមើលឃើញនាងរងទុក្ខវេទនាមានឈាមហូរចេញពីភ្នែកទៀតផងចំពោះរបួសដែលចាក់នៅលើដៃរបស់នាងបែរជាព្យាបាលដោយខ្លួនឯងយ៉ាងលឿនជាទីបំផុតនេះក៏ដោយសារតែអំណាចធម្មពលនៃឫស្សីអមតៈនឹងឯងបន្ថែមពីនឹងឈាមរបស់ទេពធីតាស្រីម្នាក់ហ្នឹងគឺមានឥទ្ធិពលខ្លាំងណាស់បើសិនជាយកវាទៅចាក់ទៅលើសភាវៈណាមួយដែលមានជីវិតប្រកបណាសភាវៈមួយនោះនឹងមានកម្លាំងកើនឡើងជាមិនខានជាការចាប់ផ្ដើមពួកគេក៏បានយកទៅចាក់នៅលើកូនកដោសមួយដែលតាំងពីដើមឡើងមកពួកគេចាក់ត្រឹមតែ 50% អីទេក៏ប៉ុន្តែសារនេះដើម្បីឲ្យកាន់តែច្បាស់លាស់ពួកគេក៏ចាក់ 100% ទាំងស្រុងចាំមើលថាតើវាមានប្រតិកម្មម៉េចពេលហ្នឹងពួកគេបានកត់សម្គាល់ដឹងហើយថាគណៈពេលនេះរាងកាយរបស់វាត្រូវបានផ្លាស់ប្ដូរកម្លាំងធម្មពលក៏កើនឡើងជាងមុនបន្ថែមពីហ្នឹងក៏អាចចាត់ទុកថាជាកំណត់ត្រាថ្មីសម្រាប់មតិពិសោធន៍របស់ពួកគេផងដែរគឺថាវាលើសពីកម្រិតមុនទៅទៀតពេលហ្នឹងកដោនោះដូចជាបាត់បង់នៅការគ្រប់គ្រងខ្លួនឯងធម្មពលក៏ខ្លាំងល្បឿនរបស់វាក៏លឿនហើយដើម្បីអាចបង្ក្រាបវាបានគឺពួកគេបាញ់នៅសារធាតុសដំហើយចាប់វាចងសារថ្មីបើមិនចឹងនោះទេវាប្រកាសជាទម្លាយកញ្ចក់បង្កទៅជាផលប៉ះពាល់ពេញមន្ទីរពិសោធន៍នឹងជាមិនខានបើយោងទៅតាមអ្វីដែលចៅយីបាននិយាយគឺថាមជ្ឈតារបស់គ្រួសារចឹងប្រកាសជាយកនៅសារធាតុឈាមរបស់ទេវអប្សរនឹងចាក់ទៅលើមនុស្សក្នុងគោលបំណងដើម្បីបន្សាំងក៏ដូចជាបង្កើននូវសមត្ថភាពរបស់មនុស្សឲ្យកាន់តែអស្ចារ្យជាងមុនចឹងហើយពួកគេប្រកាសជាខ្លាយទៅជាប្រភេទមនុស្សអមតៈជាមិនខានក៏ប៉ុន្តែសម្រាប់គូកំណត់នេះគូនលីនក៏បានបដិសេធដែលនាងបានឲ្យចៅយីនឹងផ្អាកនៅគម្រោងក៏ដូចជាការពិសោធន៍មួយនេះសិនទៅក្រៅពីនឹងគឺថាពួកនេះចង់ធ្វើការសិក្សាស្រាវជ្រាវបន្ថែមតាក់ទិនជាមួយនឹងនារីទេពអប្សរម្នាក់នេះហើយដូច្នេះហើយមុននឹងចាក់ចេញទៅពួកគេក៏ត្រូវការបំណែកនៃឫស្សីអមតៈនឹងធ្វើការពិសោធន៍ក៏ប៉ុន្តែយ៉ាងណាមិញពួកគេក៏មានតែម្ដងដូចជាបានឃើញចឹងពីក៏ពិតជាពិបាកចែកគ្នាខ្លាំងមែនទែនគឺថាក្រុម Dragon ដែលដឹកនាំទៅដោយគួនលីននឹងក៏ចង់បានដល់ឡែកអាល់គីគេក៏ចង់បានដូចគ្នាចឹងហើយគួនលីនក៏មានតែសម្រេចថានឹងក៏នឹងយកពិសោធន៍មុនបន្ទាប់ពីធ្វើការពិសោធន៍ឲ្យស្រាវជ្រាវរួចហើយក៏នឹងបង្កឲ្យពួកគេធ្វើការសិក្សាតាមក្រោយពេលនោះវាងស៊ូនងើយឆ្ងល់ខ្លាំងណាស់ព្រោះថាអាចកំបាំងតោនេះតែងតែរកឃើញនៅខាងក្នុងលំហទេក៏ប៉ុន្តែបែរជាឃើញនៅលើផែនដីនេះទៅវិញមិនដឹងថាមានរឿងកើតឡើងឡើយចឹងក៏ចង់ធ្វើការស្រាវជ្រាវដូចជាមួយនឹងពួកគេហើយដូច្នេះហើយក៏សុំយកដុំថ្មចំនួន2ដុំដែលជាប់ទៅនឹងជាងនោះយកមករក្សាទុកនៅនឹងខ្លួនគណៈពេលដែលចៅយូបានប្រាប់ទៅថាថ្មមួយនឹងអត់មានតម្លៃអីទេពួកគេធ្វើការពិសោធន៍រួចអស់ហើយតែទោះបីជាយ៉ាងណាវាងស៊ូនក៏នៅតែចង់បានដោយប្រើលេសថាគេចង់បានថ្មនេះទុកគ្រាន់ធ្វើជាអនុស្សាវរីយ៍ក៏ដូចជាការរលឹកគុណនៃគេបានចូលរួមជាមួយនឹងក្រុមភ្នាក់ងារសម្ងាត់ក៏ដូចជាក្រុម Dragon កម្ចាត់ស្ត្រីស្វែងរកភ្នូមនុស្សអមតៈបុរាណតែប៉ុណ្ណោះសម្ដីបែបហ្នឹងក៏ស្ទើរតែធ្វើពួកគេមិនជឿនោះទេថាវាងស៊ូនបាច់ជាកិត្តគូអញ្ចឹងតែទោះជាយ៉ាងណាហេតុផលរបស់វាងស៊ូនក៏ល្អគ្រាន់បើដែរគួនលីនក៏សម្រេចចិត្តថានឹងយកពីបេដុំដែរដើម្បីធ្វើជាថ្មរំលឹកគុណគណៈពេលដែលអាល់គីក៏ចង់បានពីបេដុំដូចគ្នាដែលតាមពិតទៅវាងស៊ូនធ្វើនេះក៏ដើម្បីតែហេតុផលរបស់គេនោះទេបន្ទាប់ពីពួកគេធ្វើដំណើរមកដល់មូលដ្ឋានភ្នាក់ងារសម្ងាត់ហើយនោះគឺថាអាល់គីបានឲ្យវាងស៊ូនទៅជួបជាមួយនឹងលោកពូឈិនដែលត្រូវជាគ្រូរបស់គេទៅគាត់មានរឿងសំខាន់ចង់ពិភាក្សាគ្នាបន្ទាប់មកអាល់គីក៏នាំវាងស៊ូនទៅកន្លែងដែលគាត់រស់នៅទីកន្លែងនោះស្ងប់ស្ងាត់ល្អខ្លាំងណាស់ហើយនៅពេលដែលមកដល់បានឃើញគាត់ក៏កំពុងតែស្ទូចត្រីទៀតផងតែពេលដែលបានឃើញរូបរាងរបស់លោកពូឈិនដែលត្រូវជាគ្រូរបស់អាល់គីចឹងធ្វើវាងស៊ូនភ្ញាក់ផ្អើលណាស់ហើយក៏បានជាគាត់ក្មេងម្លេះនិយាយគ្នាមិនទាន់នឹងស្អីផងស្រាប់តែលោកពូឈិនបានបោះនៅបន្ទះឫស្សីមួយចំណិតដែលឆ្លាក់សុទ្ធតែមាសព្រមទាំងមានចលនាក្បាច់គុណតំណាងថែមទៀតផងគ្រាន់តែបានឃើញរបស់នឹងភ្លាមគឺថាវាងស៊ូនហាក់បីដូចជាមានទំនាក់ទំនងជាមួយនឹងវាផ្លែតខណៈពេលដែលលោកពូឈិនក៏បានឃើញផងដែរចឹងគាត់គិតថាវាងស៊ុនគឺជាមនុស្សដែលមានទេពកោសល្យដ៏កម្រពិតមែនរបស់មួយនេះក៏ត្រូវបានស្វែងរកទៅដោយក្រុមសិល្បៈបុរាណក៏ប៉ុន្តែវាក៏ឡងហួសជាយូរឆ្នាំមកហើយគ្មានណាគេខ្វាយខ្វល់ទៀតនោះទេបើទោះបីជាគាត់កំពុងតែនិយាយគ្នាពិតមែនតែរងរបស់គាត់នៅស្ងប់ស្ទួចត្រីបានធម្មតាតែចម្លែកត្រង់ថាគាត់ស្ទួចត្រីបានហើយក៏គប់ចូលក្នុងទឹកវិញប្រឡែងវាចោលនិយាយមកម៉ាត់ទៅលោកពូឈិនគឺជាមនុស្សម្នាក់ដែលចូលចិត្តសំកម្មការស្ទួចត្រីរបស់គាត់បានធ្វើឲ្យវាងស៊ុននៅឃើញដល់បេសកកម្មរបស់ខ្លួនដែលគាត់បានដាក់ឲ្យតែប៉ុន្តែគាត់គឺជាអ្នកនេសាទហើយពួកគេទៅធ្វើការនេះក៏ដូចជានុយតាក់ត្រីអញ្ចឹងលោកពូឈិនបានដឹងថាតែប៉ុន្តែវាងស៊ុនក៏ខកចិត្តចំពោះរឿងមួយនេះដែរចឹងបើសិនជាគេត្រូវការសំណងចាំគាត់សងក៏ប៉ុន្តែវាងស៊ុនបាននិយាយដាច់អហង្ការជាមួយនឹងគាត់ថាគេអស់អារម្មណ៍ជាមួយនឹងភ្នាក់ងារសម្ងាត់ឯទៀតហើយគឺចង់ចាញ់ពីក្រុមហ្នឹងទោះបីជាគេសម្រេចចឹងក៏ដោយក៏ប៉ុន្តែលោកពូឈិននៅតែបដិសេធមិនឲ្យគេចាញ់ចឹងព្រោះថាគាត់គិតថាវាងស៊ុនប្រកាសជានឹងបន្តរីកចម្រើននៅខាងក្នុងក្រុមរបស់គាត់បង្កើតនូវស្នាដៃជាច្រើនគណៈពេលដែលវាងស៊ុនបានឃើញថាតាក់កជ្រងចាស់នេះក៏កំពុងតែកាច់ចកោតជីវិតរបស់គេហើយតើនៅគណៈពេលនោះលោកពូឈិនក៏បានកុហកវាងស៊ុនថាមានអ្នកនៅពីខាងក្រោយបានឱកាសគាត់ក៏ប្រើដងសន្ទូចនេះចាប់ជីបចររបស់វាងស៊ុនឲ្យគាំងត្រឹងនៅមកកន្លែងបាត់ហើយមូលហេតុដែលគាត់ធ្វើអញ្ចឹងព្រោះបានឃើញថាវាងស៊ុនបានវឹកហាត់នៅគម្ពីរមាសជាកម្មសិទ្ធិរបស់ចាងតាលៀនការចាប់ផ្ដើមវឹកហាត់របស់គេ
ដូចជាគ្មានមូលដ្ឋាននោះទេអាចបង្កឲ្យគ្រោះថ្នាក់ប៉ះពាល់ទៅដល់លំហូរធម្មពលឈីក្នុងខ្លួនទៀតផងមិនយូរមិនឆាប់សរសៃជីពចររបស់គេនឹងដាច់ហើយคล้ายទៅជាមនុស្សពិការអញ្ចឹងចាំគាត់ជួយក៏ប៉ុន្តែមើលទៅតាមខ្សែដៃរបស់គាត់ដូចទំនងជាមិនមែនជួយទេគឺដូចជាចង់សម្លាប់គេចោលអញ្ចឹងវ៉ាងស៊ុនបាញ់ញើប៉ុនប្រពោតហើយក៏អរគុណសម្រាប់បំណងល្អរបស់គាត់ចង់ជួយផងដែរក៏ប៉ុន្តែមិនបាច់ទេតែយ៉ាងណាបដិសេធលោកពូឈិនមិនបានឡើយគាត់ក៏ជូនគេម្ដាយទាំងតែនេះក៏មិនមែនជាការវាយធ្វើបាបគេនោះឡើយគឺកំពុងតែបញ្ចូលនៅធម្មពលរបស់គាត់លេងស្មាតនៅសរសៃជីពចរដែលរាំងស្ទះនៅក្នុងសរសៃឈាមព្រមទាំងជំរុញធម្មពលឈីចេញពីស្នូលរាងកាយរបស់វ៉ាងស៊ុនឲ្យចេញមកខាងក្រៅទៀតផងបើយោងទៅតាមដំណាក់កាលនេះគឺជាដំណាក់កាលដំបូងដែលគេបានសិក្សានៅក្នុងគម្ពីរមាសវាគឺពិបាកហាត់ហើយក៏មានគ្រោះថ្នាក់ខ្លាំងបំផុតក៏ប៉ុន្តែយ៉ាងណាមិញសម្រាប់លោកពូឈិនគឺគ្មានបញ្ហាទេព្រោះថាការវឹកហាត់របស់គាត់គឺស្ទើរជាមួយនឹងគម្ពីរមាសដែលគេកំពុងតែនិយាយឥឡូវនេះគាត់បានលេងជំរះផ្លូវក៏ដូចជាបំភ្លឺដល់គេទៅហើយសួរទៅកាន់វ៉ាងស៊ុនថាតែគេមានបំណងចង់ចាក់ចែងពីភ្នាក់ងារសម្ងាត់ទៀតឬក៏អត់ទទួលបានរបបល្អពីគាត់ចឹងហើយគឺថាវ៉ាងស៊ុនគឺមានតែអរគុណហើយគេក៏នឹងពិចារណាសារជាថ្មីម្ដងទៀតតែបើយើងមកមើលពីគោលបំណងពិតប្រាកដរបស់គាត់ហាក់ដូចជាមិនចង់ឲ្យវ៉ាងស៊ុនបន្តនៅក្នុងក្រុមរបស់គាត់ហើយធ្វើបេសកកម្មដ៏មានគ្រោះថ្នាក់អញ្ចឹងទេតែពេលហ្នឹងវ៉ាងស៊ុនក៏ខ្វល់ឡើយព្រោះថាឥឡូវនេះក៏កំពុងតែសប្បាយចិត្តជាមួយនឹងដំណាក់កាលដំបូងនៃក្បាច់គុណគម្ពីរមាសហើយរឿងកាត់មកកាន់អាកាសយានដ្ឋានលំហនេះវិញយើងក៏បានឃើញហាប៉ៃលីយ៉ុងហ្នឹងក៏នៅទីកន្លែងនោះដូចគ្នាផងដែរដែលគេមានបំណងធ្វើដំណើរទៅកាន់តំបន់មួយដែលជាតំបន់ Proxima B ក៏ប៉ុន្តែចំណាគ្រួសារចៅក៏នៅទីកន្លែងនោះដូចគ្នាដែលត្រូវបានដឹកនាំទៅដោយអ្នកនាងចៅឈៀងជុនហើយនាងក៏មានការងារត្រូវប្រមាញ់លីយ៉ុងនឹងដូចគ្នាផងដែរហើយសូមប្រាប់ពីចំណងចំណូលចិត្តរបស់អ្នកនាងចៅបន្តិចទៅគេថានាងចូលចិត្តញ៉ាំសូកូឡាខ្លាំងណាស់ខណៈពេលនោះលីយ៉ុងបានដឹងថាពួកគេកំពុងតែដាក់គោលដៅមកលើគេហើយដូច្នេះហើយស្ទើរតែផ្ទុះអាវុធជាមួយនឹងគ្នានៅក្នុងអាកាសយានដ្ឋានអវកាសនឹងហើយក៏ប៉ុន្តែបើយោងទៅតាមកម្លាំងធម្មពលរបស់អ្នកនាងចៅគឺមិនធម្មតានោះទេសូម្បីតែនំសូកូឡាដែលនាងញ៉ាំនឹងក៏អាចបង្កើតទៅជាអាវុធដ៏មុតស្រួចព្រមទាំងបង្កើតនៅធម្មពលរបស់វាដ៏ខ្លាំងក្លាដាក់ក្បាលលីយ៉ុងមកនឹងទាំងទៅបណ្ដាលឲ្យគេស្លាប់ទៅនៅមួយកន្លែងបាទទោះបីជាយ៉ាងណាក៏ដោយក៏វាមិនបង្កទៅជាសម្លេងរំខានឬក៏រឿងដ៏គួរចាប់អារម្មណ៍អីដែរពួកនាងក៏ធ្វើវាស្ងាត់ៗដូចជារឿងធម្មតាដោយការងារវិញនេះនាងក៏ធ្វើជូនទៅកាន់អ្នកនាងម្នាក់ដែលមានឈ្មោះថាអ្នកនាងគាត់ក៏ដើម្បីជាការដោះដូរក៏ដូចជាសងគុណគ្នាទៅវិញទៅមកផងដែរហើយឥឡូវនេះពួកគេក៏មានបេសកកម្មដ៏សម្ងាត់មួយដែលត្រូវតាក់ទិនទៅខាងក្រុមភ្នាក់ងារសម្ងាត់ឲ្យចូលរួមជាមួយនឹងពួកគេដោយអ្នកនាងគាត់នឹងក៏បានផ្ញើនៅឯកសារមួយចំនួនតាក់ទិនជាមួយនឹងបុគ្គលិកលក្ខណៈមនុស្សដែលស័ក្តិសមធ្វើការជាមួយនឹងពួកគេនៅក្នុងចំណោមក្រុមមនុស្សទាំងអស់ហ្នឹងក៏មានវត្តមានរបស់វ៉ាងស៊ុនដែរដែលបានធ្វើឲ្យអ្នកនាងឈៀងជុនមានការព្យាបាលខ្លាំងមែនទែនមិននឹកស្មានថាក៏មានវត្តមានរបស់វ៉ាងស៊ុនដូចគ្នាចឹងហើយនាងក៏បានដាក់ចាក់ចេញពីទីតាំងនោះទៅហើយរឿងចាប់តាមឡើងនៅពេលដែលវ៉ាងស៊ុនកំពុងតែអង្គុយសំងំក្នុងការសម្រួលនៅធម្មពលដែលលោកពូឈិនចាប់ឲ្យគេកាលពីថ្ងៃនោះដែលបានឃើញថាឥឡូវនេះសរសៃជីពចរទាំង5របស់វ៉ាងស៊ុនក៏ត្រូវបានស្រាយដែលមានអារម្មណ៍ថាដូចជាប្រសើរឡើងខ្លាំងមែនទែនហើយការស្រាយជីពចរទាំង5ហ្នឹងក៏តាក់ទិនជាមួយនឹងវិជាអាចកំបាំងនៅក្នុងសិភៅមាសដែលការវឹកហាត់របស់លោកពូឈិនក៏តាក់ទិនជាមួយនឹងសិភៅមាសដែលគ្មានឈ្មោះក្នុងផងដែរក៏ប៉ុន្តែអាចកំបាំងជ្រៅផ្សេងទៀតគឺតម្រូវឲ្យវ៉ាងស៊ុនធ្វើការស្រាវជ្រាវព្រោះថាសិភៅមាសមួយហ្នឹងគឺមិនធម្មតានោះទេក្រៅពីហ្នឹងបើសិនជាគ្មានអាចកំបាំងនៃសិភៅមាសខាងក្នុងហ្នឹងទេក៏មិនអាចគ្រប់គ្រងវាបានដល់ស្រង់ដែរឥឡូវនេះវ៉ាងស៊ុនគឺមានជំរើសមួយគឺយកនៅអាដុំថ្មដែលគេប្រមូលពីសំណាក់មន្ទីរពិសោធន៍ហ្នឹងយកមកពឹងពាក់សង្ឃឹមថាវានឹងមានប្រយោជន៍ដាស់នៅធម្មពលខាងក្នុងបានពេលហ្នឹងវ៉ាងស៊ុនបានមើលឃើញរូបថតរបស់ខ្លួនឯងថតជាមួយនឹងនារីម្នាក់ដូចជាមានអារម្មណ៍ថាសង្កត់សង្កោចខ្លាំងណាស់នាងក៏ទំនងជាសង្សាររបស់គេផងក៏មិនដឹងបន្ទាប់មកប្រធានក្រុមអាល់គីក៏បានតាក់ទងមកកាន់វ៉ាងស៊ុនថាឥឡូវនេះគាត់ក៏បានពង្រាយនៅកម្លាំងជុំវិញទីកន្លែងស្នាក់នៅរបស់វ៉ាងស៊ុនហើយចឹងបើសិនជាមានក្រុមណាមួយចង់មកធ្វើការវាយប្រហារវ៉ាងស៊ុនពួកគេក៏នឹងចាត់ប្រតិបត្តិការកម្ចាត់ពួកគេភ្លាមម្យ៉ាងវិញទៀតគាត់ក៏ផ្ដល់ដំណឹងមកថាបេសកកម្មរបស់វ៉ាងស៊ុនដែលធ្វើជាមួយនឹងគាត់កាលពីថ្ងៃនោះក៏ទទួលបានជោគជ័យហើយឥឡូវនេះគេក៏ទទួលបាននៅរង្វាន់បើគិតជាសាច់ប្រាក់ក៏មានចំនួន5លានយួនដែលលុយនេះក៏មិនចាត់ទុកថាជាលុយកខ្វក់ទេពេលនេះយើងបានឃើញថាវ៉ាងស៊ុនដូចជាអត់ទាន់កិច្ចផុតពីគ្រោះថ្នាក់ណានោះទេមានក្រុមប្ល័តក្រេមួយក្រុមកំពុងតែនៅប៉ែកខាងលើតាមដានវ៉ាងស៊ុនជាសម្ងាត់ហើយអ្វីដែលពួកគេចង់បានគឺសភៅមាសព្រមជាមួយនឹងគម្ពីរស្បែកសត្វដែលស្ថិតក្នុងកណ្ដាប់ដៃរបស់វ៉ាងស៊ុនហ្នឹងនៅក្នុងចំណោមពួកគេក៏មាននារីម្នាក់ដូចជាក្អេងកាងខ្លាំងមែនទែននាងមកបំពេញបេសកកម្មនេះក៏ដើម្បីសុបាយហើយក៏បញ្ញាផងដែរតែគ្នាដតីរបស់នាងផ្សេងទៀតបានប្រាប់ឲ្យនាងធ្វើសកម្មភាពដោយប្រយ័ត្នទៅព្រោះថាឡាត់ម្នាក់នេះមិនធម្មតាទេគោលដៅដែលមេធំបានដាក់ឲ្យហើយពួកគេត្រូវតែធ្វើដោយប្រយ័ត្នប្រយែងបំផុតមុននឹងបន្តិចគឺថាមេខ្លោងរបស់គេបានតាក់ទងមកហើយក៏ប៉ុន្តែគេអត់បានឲ្យមើលឃើញមុខច្បាស់នោះទេគ្រាន់តែឃើញស្មោលដោយមេក្រុមម្នាក់ហ្នឹងបានគម្រាមទៅកាន់ក្រុមប្ល័តក្រេថានេះគឺជាឱកាសចុងក្រោយរបស់ពួកគេហើយបើសិនជាមិនចង់ស្លាប់ត្រូវតែកម្ចាត់វ៉ាងស៊ុនគឺធ្វើចំណាប់ផ្ដួលវ៉ាងស៊ុនឲ្យបានហើយក៏ត្រូវតែធ្វើឲ្យវ៉ាងស៊ុនបញ្ចេញនូវសមត្ថភាពពិសេសរបស់គេបើសិនជាគេមានសមត្ថភាពណាមួយពិសេសមិនចាំបាច់សម្រាប់គេចោលទេនាំខ្លួនវ៉ាងស៊ុនទៅជួបគាត់ព្រមទាំងយកនៅរបស់សំខាន់នៅក្នុងដៃរបស់វ៉ាងស៊ុនឲ្យគាត់ផងចឹងហើយបានជាពួកគេរៀបចំផែនការហើយផែនការរបស់ពួកគេក៏នឹងអនុវត្តនៅក្នុងម៉ោង10យប់វាគឺជាខណៈពេលដែលព្យុះបានកើតឡើងហើយឥឡូវនេះពេលវេលាក៏បានមកដល់ហើយអ្នកដែលបានចូលទៅធ្វើការងារនេះមុនគេក៏ជានារីក្អេងកាងម្នាក់នឹងផងដែរនាងដូចជាមានទំនុកចិត្តខ្លាំងណាស់ឡាដាំក្បាលចុះទៅខាងក្រោមខណៈពេលដែលគ្នារបស់គេក៏មានម្នាក់ដែលត្រូវបានវ៉ាង
សួនវាយមានរបួសជាទម្ងន់ផងដែរការពីលើកមុនហើយគេមកសារនេះគឺដើម្បីសងសឹកវាំងសួនបន្ទាប់មកពួកគេទាំងពីរអ្នកនៅខាងក្រោយក៏លោតចុះទៅទន្ទឹមគ្នាគណៈពេលដែលផ្ទៃមេឃទាំងមូលចាប់ផ្ដើមប្រែប្រួលហើយដូចជាព្យុះកំពុងតែកើតឡើងពោពេញទៅដោយធម្មពលរន្ទះទៀតផងចំពោះវាំងសួនទៅតែទទួលបាន5លានបាញ់មិញសប្បាយចិត្តមិនទាន់ដឹងអីផងស្រាប់តែគេកាត់ពន្ធអស់2លានបាត់ម៉ែវាតែចំណាក៏ដីដែរនៅសល់3លានទុកចាយដែរបន្តមកទៀតគេក៏បានយកនៅថ្មពីរដុំដែលប្រមូលបាននោះចាប់ផ្ដើមធ្វើការស្ទង់មើលបើយើងមើលទៅតាមរូបរាងរបស់ថ្មយើងចាត់ទុកថាវាគឺជាប្រភេទថ្មចម្លែកឬមួយក៏យើងអាចហៅបានថាជា relic ដោយវាំងសួនបានសង្កេតឃើញថាដុំថ្មមួយនេះគឺមានប្រភេទធម្មពលអមតៈធម្មពលនៅខាងក្នុងថ្មមួយនេះអាចឲ្យវាំងសួនខ្ចីយកមកប្រើប្រាស់ដើម្បីដោះយកនៅអំណាចធម្មពលនៅខាងក្នុងខ្លួនរបស់គេបានដោយដែលយើងបានឃើញនៅពេលដែលធម្មពលចេញពី relic នឹងគ្រប់គ្រាន់ធ្វើឲ្យពលឹងរបស់វាំងសួនដែលចេញពីខ្លួនដែលអាចអនុញ្ញាតឲ្យវាំងសួនសង្កេតការក៏ដូចជាស្ដាប់សំឡេងអ្វីៗកាន់តែច្បាស់ជាងមុនទៅទៀតមិនត្រឹមតែប៉ុណ្ណោះគណៈពេលនេះពលឹងរបស់វាំងសួនបានមើលឃើញពិភពលោកមួយដែលមានអារម្មណ៍ដូចជាធ្លាប់ស្គាល់ខ្លាំងមែនទែនពិភពលោកមួយនឹងដូចជាចេញមកពីថ្មចម្លែកទាំងពីរដុំនេះនឹងឯងក៏ប៉ុន្តែនៅគណៈពេលនោះគេមិនទាន់នឹងបានសង្កេតមើលស្រួលបួលផងស្រាប់តែអាកាសធាតុប្រែប្រួលធ្វើពលឹងវាំងសួនធ្លាក់ចូលក្នុងខ្លួនវិញហើយវាំងសួនបាននឹងដូចគ្នាថានៅជុំវិញខ្លួនរបស់គេនឹងដូចជាអត់មានសុវត្ថិភាពទេវាំងសួនបានប្រើប្រាស់ភ្នែកមាសដើម្បីពិនិត្យមើលជុំវិញបរិវេណនៅទីកន្លែងនោះបានឃើញផងដែរថាក្រុមមនុស្សដែលអាល់គីបានបញ្ជូនមកត្រូវបានក្រុមប្លាត់ក្រេនេះចាត់ការចោលអស់បាត់ទៅហើយពួកក្រុមប្លាត់ក្រេទាំង3នាក់នេះធ្វើសកម្មភាពរហ័សខ្លាំងណាស់អ្នកធម្មតាគឺមិនអាចសង្កេតដឹងបាននោះទេវាំងសួនបានឃើញថាឥឡូវនេះមានភ្ញៀវមកលេងហើយហើយដូច្នេះគេក៏រៀបចំទទួលភ្ញៀវបានល្អជាទីបំផុតហើយភ្ញៀវដែលវាំងសួនទទួលមុនគេនោះក៏ជាចៅស្រីពាក់របាំងមុខនឹងឯងដោយសារតែនាងដៃរវាមខ្លាំងពេកចឹងក៏បានទម្លុះកញ្ចក់ចាប់ដៃនាងចូលទៅវាយគ្នាខាងក្នុងតែម្នាក់នេះយើងបានឃើញថានាងដូចជាក្អេងក្អាងខ្លាំងណាស់មិនបាច់មិញនេះក៏ប៉ុន្តែនៅពេលដែលប៉ាវាំងសួនដែលត្រូវជាគីឡូធ្ងន់វិញយើងបានឃើញថាត្រូវបានវាំងសួនផ្ទះផងតបផងព្រមទាំងទាត់ខ្ទប់ទៅនឹងជាងមិនអាចតដៃឈ្មោះនឹងគេបានទៀតទេនេះគេម្នាក់ទៀតនៅខាងក្រៅឃើញថាស្រួលក៏បញ្ញាប់ចូលមកខាងក្នុងដែរតែត្រូវបានវាំងសួនវាយបំផាំងត្រឡប់ទៅវិញហើយដូច្នេះហើយក៏មានតែលេងកំភ្លើងតែប៉ុណ្ណោះក៏ប៉ុន្តែក្រកភ្លើងរបស់គេនឹងរៀងយឺតជាងវាំងសួនបន្តិចគ្រប់គ្របនីមួយៗដែលគេបានបាញ់ទៅត្រូវបានវាំងសួននឹងកិច្ចផុតទាំងអស់ម្យ៉ាងវិញទៀតនៅគ្នាគេម្នាក់ទៀតដែលទៅតែទម្លុះចូលមកវាំងសួនក៏បានវាយគេដើម្បីរាំងគ្រាប់ចិត្តគ្នានេះគឺវែងឡាយខ្លាំងណាស់អេដមីនក៏សូមធ្វើការសង្ខេបខ្លីៗហើយក៏យកតែចំណុចសំខាន់ទេយើងឃើញថាឥឡូវនេះវាំងសួនបានបដូរគ្នារបស់គេ2នាក់ទៅហើយនៅសល់តែម្នាក់កាន់កំភ្លើងហ្នឹងឥឡូវនេះក៏របូតកំភ្លើងចេញពីដៃទៀតគឺមានតែប្រើប្រាស់កបិតរបស់គេនេះគឺមានចំហាយធម្មពលឈាមនៅខាងក្នុងច្រើនណាស់ចឹងក៏បានន័យថាឃាតករម្នាក់នេះបានសម្លាប់មនុស្សអស់ច្រើនណាស់ហើយតែបើទោះបីជាគេលេងកបិតជាមួយនឹងវាំងសួនយ៉ាងណាក៏ដោយក៏នៅតែមិនអាចកាប់គេមុតចឹងព្រោះថារាងកាយរបស់វាំងសួនគឺជារាងកាយមាសវាយតែឯងអត់ឈ្នះចឹងហើយគេក៏បានបូកគីឡូវាយ2នាក់ដើម្បីយកកបិតចាក់ពីខាងក្រោយខ្នងរបស់វាំងសួនចឹងតែក៏ប៉ុន្តែសូមចូលរួមសោកស្ដាយផងក៏ថារាងកាយទាំងមូលរបស់វាំងសួនគឺជារាងកាយមាសដែលរាល់វត្ថុលោហៈទាំងអស់គឺមិនអាចធ្វើអ្វីរាងកាយរបស់គេបានទេបន្តមកទៀតវាំងសួនក៏បានវាយ2ទល់នឹង1ហាស្ទាយមួយនេះអត់មានចូលចិត្តជាងគេបដូរខ្លួនទៅក្រោមលើកជើងឡើងលើដាក់ពួកគេម្នាក់មួយជើងខ្ទប់ជាងអស់លីងដោយឥឡូវនេះអបេតងោម្នាក់ហ្នឹងបានឃើញថាវាំងសួនគឺមានរាងកាយមាសចឹងពួកគេក៏នឹងធ្វើការចោះមាសនឹងតែម្ដងដោយប្រើប្រាស់នៅបច្ចេកទេសថ្មីមួយទៀតមានឈ្មោះថាដៃដែកចំហាយធម្មពលកដាប់ដៃរបស់គេមានពណ៌រាងខៀវការវាយបហាសានេះរាងញើតក្រាន់បើដែរបើថែប៉ុណ្ណឹងស្នៀតនឹងក៏ប្រហែលជាគេយកទៅសម្លាប់មនុស្សអស់ច្រើនណាស់ហើយគេក៏សប្បាយនឹងសម្លាប់ដែរមែនអត់អបេតងោម្នាក់ហ្នឹងគឺអត់សូវខ្វល់ប្រមាណនោះទេអ្វីដែលគេខ្វល់នោះគឺថាវាំងសួនក៏នៅតែអាចទប់ទល់ជាមួយនឹងកដាប់ដៃរបស់គេបានដោយគេក្នុងចិត្តឯងថាតើវាំងសួនហ្នឹងគឺជាមនុស្សឬមួយក៏ជាសត្វចម្លែកទេបន្តមកទៀតពួកគេក៏បានប៉ះគ្នាមកប្រើសារជាថ្មីម្ដងទៀតហើយសារនេះគេក៏បានធ្វើឲ្យវាំងសួនកាន់តែខ្លាំងឡើងព្រោះដោយសារតែបាត់ដៃរបស់គេហ្នឹងវាយអត់ចំវាំងសួនទេទៅវាយចំតុកកាយ៉ាឡៃរបស់ខ្លួនតុកហ្នឹងគឺសុទ្ធសឹងតែជារបស់សំខាន់មាន laptop ក៏ដូចជារូបថតអនុស្សាវរីយ៍ជាដើមក្រោយពីរូបថតត្រូវបានបំផ្លាញចឹងហើយវាំងសួនខ្លាំងមែនតើចឹងហើយក៏បានមាត់អប៉ែនោះមាត់ដៃល្បីឈឹមខ្ចាយព្រមទាំងជូនមករន្ទះជើងប៉ោងមកខាងក្រៅបាត់ទៅវាំងសួនបានឲ្យចេញមកខាងក្រៅនិយាយឲ្យថាឯងធ្វើយើងខឹងខ្លាំងណាស់បើបំផ្លាញតុកហើយក៏បំផ្លាញនៅការវឹកហាត់របស់យើងទៀតចឹងនៅក្នុងគណៈពេលនេះបើទោះបីជាអប៉ែម្នាក់នេះចង់វល់វាំងសួនក៏នៅតែមិនអាចដែរដោយវាំងសួនក៏បានលេងជាមួយនឹងគេយ៉ាងម្ចាស់ដៃហើយក៏ជូនមកកណ្ដាប់ដៃពេញមកតំណំទៅធ្វើឲ្យរបាំងមុខដែលគេពាក់នឹងភ្នែកនឹងត្រូវបានរបូតបានស្ទុះក្រោយមកពួកគេទាំង3នាក់ត្រូវបានវាំងសួនប្រមូលផ្ដុំបាត់ទៅហើយម្នាក់ហ៊ានចេះតែមាត់ផ្ដេផ្ដាស់ទេខ្លាយវាំងសួនសម្រាប់ចោលយើងបានឃើញហើយថា3ទល់នឹង1ដូចជារឿងកំប្លែងមួយសម្រាប់វាំងសួនចឹងបើថែប៉ុណ្ណឹងពួកគេទាំង3នាក់មកធ្វើបេសកកម្មសម្រាប់មនុស្សគឺគ្រាន់តែចង់រកលុយបន្ថែមតែប៉ុណ្ណោះប៉ុន្តែការរកលុយបន្ថែមរបស់ពួកគេគឺមិនគួរឲ្យសេពគប់សោះឡើយអប៉ែតងោម្នាក់ហ្នឹងគឺអត់ចង់ប្រងនៅទរណកម្មអីទេបើសិនជាវាំងសួនទៅសម្រាប់គេលៀនទៅវាំងសួនបានប្រាប់ថាដៃនោះទេចាំជូនតាមសំណុំពរក៏ប៉ុន្តែប្រាប់គេសិនមកថាតើនរណាទៅដែលគឺជាអ្នកបជាគេអប៉ែម្នាក់ហ្នឹងគឺអត់ប្រាប់អីនោះទេគ្រាន់តែដឹងថាម្នាក់នោះគឺអត់កម្បាំងខ្លាំងណាស់ហើយគេជួលខ្លួនមកសម្រាប់វាំងសួនហ្នឹងក៏ចំណាយលុយយ៉ាងច្រើន
บางส่วนបានឃើញថាពួកគេទាំង3នាក់នឹងតកក៏បញ្ចំណេញដកចេញក៏មិនខាតដែរក៏ប៉ុន្តែខ្លួនខ្ជិលប្រឡាក់ដៃសម្រាប់មនុស្សខ្លាំងណាស់ចឹងហើយក៏បានបកគលនៅគុណក្បត់ដែលគេធ្លាប់តាសម្រាប់មនុស្សនឹងយកទៅអាកខ្លួនឯងសម្រាប់ចោលទៅក្រៅពីនឹងបើទោះបីជាវាងស៊ុនចង់ដោះលែងពួកគេត្រឡប់ទៅវិញក៏មេខ្លោងដ៏អាកបាំងមួយនោះក៏មិនទុកជីវិតឲ្យពួកគេដែរចឹងហើយវាសនារបស់គេក៏ត្រូវតែសម្រេចទៅលើការសម្រេចចិត្តចុងក្រោយបន្ទាប់មកវាងស៊ុនក៏បានថតពួកគេទាំង3នាក់ផ្ញើទៅកាន់អាលគីឲ្យគេមកទទួលដើម្បីយកពួកគេទៅឃុំទុកឥឡូវនេះវាងស៊ុនក៏បានទុកឱកាសឲ្យពួកគេមួយសម្រាប់រកផ្លូវរស់គឺត្រូវតែសហការជាមួយនឹងខ្លួនស្វែងរកឲ្យមេខ្លោងនៅពីខាងក្រោយក្នុងនោះឲ្យឃើញបន្តមកទៀត15នាទីក៏បានកន្លងផុតទៅអាលគីបានដឹកនាំគ្នារបស់គេមកព្រមទៅចាប់ខ្លួនពួកគេទាំង3នាក់ចូលទៅខាងក្នុងយានតែតាមនោះអាលគីក៏ទៅសារវាងស៊ុនផងដែរថា3ទល់នឹង1គេក៏នៅតែអាចតតាំងបានដូចជាមិនធម្មតានោះទេតែវាងស៊ុនបានប្រាប់ទៅវិញថាពួកអស់នឹងខ្សោយទេម្ដាយពីដៃងាប់បាត់ហើយតែយ៉ាងណាគ្នារបស់គេមានច្រើនណាស់មិនមែនមានតែប៉ុណ្្នឹងនោះទេបន្តិចទៀតនឹងមករករឿងជាមិនខានឡើយក្រៅពីនឹងអាលគីក៏សង្កេតឃើញផងដែរថាមិនដឹងជាវាងស៊ុននិយាយគំរាមទៅកាន់ពួកគេទាំង3នាក់មិននោះទេគ្រាន់តែបានឃើញមុខវាងស៊ុនភ្លាមពួកគេភ័យលញ័រចឹងតតាសូមបញ្ជាក់ផងដែរថាវាងស៊ុនគឺនៅមានឪពុកម្ដាយរបស់គេទៀតហើយគេក៏កំពុងតែស្នើសុំនៃការការពារពីសំណាក់ភ្នាក់ងារសម្ងាត់ត្រង់ចំណុចកន្លែងនោះអេដមីនអត់សូវប្រកាសប្រមាណនោះទេនៅបើយោងទៅតាមការសន្ទនារបស់ពួកគេតែប៉ុណ្ណោះអាលគីក៏បានរៀបចំឲ្យហើយក៏សួរបន្ថែមថាតើគេត្រូវការអ្វីបន្ថែមទៀតអត់កន្លែងរបស់គេត្រូវបានខូចខាតចឹងអាលគីគឺជាអ្នកចេញលុយជំនួសវាងស៊ុនក៏ចង់ទាមទារច្រើននោះទេគឺទាមទារឲ្យពួកគេសងនៅតុករបស់ខ្លួនឡើងមកវិញព្រមទាំងរូបថតនឹងឯងដែលធ្វើឲ្យអាលគីមានអារម្មណ៍ថាដូចជាចម្លែកខ្លាំងមែនទែនលុយដែលទៅនឹងបាញ់ឲ្យចំនួន5លានគេចង់ទិញផ្ទះជួលមួយទៀតដាច់តែឯងក៏បានដែរបន្ទាប់ពីពួកគេជាយានត្រឡប់ទៅវិញនោះគឺថាលោកពូឈិនគាត់បានសាកល្បងនៅថ្មចម្លែកដែលអាលគីយកមកពីបន្ទីពិសោធន៍នឹងយកទៅវាយប្រហារទៅលើអាលគីគាត់បានឃើញផងដែរថាថ្មមួយនេះពិតជាចម្លែកពេកហើយអាចកបាំងនៅខាងក្នុងហ្នឹងក៏ប្រហែលជាមិនធម្មតានោះទេដែលវាអាចតែនៅចំណាប់អារម្មណ៍កែភ្នែកដ៏មុតស្រួយរបស់វាងស៊ុនបានអញ្ចឹងគាត់ចាប់អារម្មណ៍ទៅលើវាងស៊ុនបន្ថែមទៀតហើយថាក្មេងម្នាក់នេះគឺកាន់តែមិនធម្មតាបន្ថែមទៀតក្រៅពីនេះគាត់បានឃើញថាក្រុមប្លុតក្រេបញ្ជូនមនុស្សមកពីលើកហើយចាត់ការវាងស៊ុនតែនៅតែបរាជ័យត្រូវបានវាងស៊ុនវាយដេញត្រឡប់ទៅវិញទាំងអស់អញ្ចឹងក៏សពបញ្ជាក់ឲ្យឃើញថាក្នុងខ្លួនប្រាណរបស់វាងស៊ុនមានអាចកបាំងដ៏ពិសេសម្យ៉ាងអញ្ចឹងហើយគាត់ក៏បានធ្វើការតាក់ទងទៅកាន់លោកពូវូឆឹងយីគឺជាលោកពូគ្រួសារវូដោយសារតែគាត់មានបំណងចង់មើលឃើញពីសក្តានុពលរបស់វាងស៊ុនទៅបន្តទៀតផងនោះទើបគាត់សម្រេចចិត្តថាឲ្យលោកពូវូឆិនលីងនឹងយកវាងស៊ុនធ្វើជាអង្គរៈរបស់ក្មួយស្រីគាត់ទៅព្រោះឮថាក្មួយស្រីរបស់គាត់ត្រូវការអង្គរៈផ្ទាល់ខ្លួនកាលពីដូច្នោះហើយក៏រៀបចំឲ្យវាងស៊ុនធ្វើជាអង្គរៈរបស់អ្នកនាងវូទៅហើយគាត់ក៏បានពោលឡើងផងដែរថាត្រីមួយក្បាលដែលស្ថិតនៅក្នុងស្រះត្រូវតែជាកម្មសិទ្ធិរបស់ស្រះកាន់មកកាន់វាងស៊ុននៅវិញមិញនឹងគេទៅផ្សារដើម្បីទិញញ៉ាំពេលត្រឡប់មកវិញស្រាប់តែបានឃើញថាអាលគីបានរៀបចំបន្ទប់របស់គេឲ្យដូចដើមត្រឡប់មកវិញអស់ហើយមិនថាសូម្បីតែរូបថតក៏ត្រូវបានរៀបចំឲ្យដូចដើមដែលធ្វើឲ្យវាងស៊ុនមានអារម្មណ៍ថាពេញចិត្តទៅនឹងការងាររបស់ពួកគេខ្លាំងណាស់ហើយក្រៅពីនឹងវាងស៊ុនក៏ចង់ចូលទៅកាន់ពិភពដ៏ចម្លែកនៅខាងក្នុងនោះចឹងហើយក្នុងយប់នេះក៏មិនអាចឲ្យវាកន្លងផុតទៅដោយងាយៗបានទេត្រូវតែធ្វើយ៉ាងណាព្យាយាមចូលទៅខាងក្នុងឲ្យបានបន្ទាប់មកទៀតវាងស៊ុនក៏បានយករេលីកដែលជាថ្មចម្លែកមួយនឹងមកផ្ដុំនៅធម្មពលសាថ្មីហើយក៏បានឃើញនៅច្រកចូលនៃពិភពចម្លែកមួយនឹងផងដែរក៏ប៉ុន្តែធម្មពលព្រលឹងរបស់វាងស៊ុនគឺនៅស្ដួយស្ដាងខ្លាំងពេកគឺមិនអនុញ្ញាតឲ្យគេចូលទៅខាងក្នុងបានទេចឹងហើយវាងស៊ុនក៏ត្រូវការនៅធម្មពលអាចកបាំងបន្ថែមទៀតក៏យកថ្មនឹងគូសគ្នាដែលបណ្ដាលឲ្យវាជះនៅធម្មពលជាច្រើនចូលក្នុងរាងកាយក្រោយពីទទួលបាននៅធម្មពលដ៏ខ្លាំងនឹងហើយវាងស៊ុនក៏ពិតជាមានឱកាសចូលទៅខាងក្នុងនឹងពិតប្រាកដមែនហើយនៅក្នុងពិភពដ៏ចម្លែកមួយនោះក៏ជាទីកន្លែងរបស់ទេពធីតាថ្នាំនឹងផងដែរនាងក៏ប្រហែលជាមានវិញ្ញាណនៅទីកន្លែងនោះព្រោះនាងចាប់អារម្មណ៍បានឃើញវិញ្ញាណរបស់វាងស៊ុនបានចូលទៅកាន់ពិភពរបស់នាងផ្សេងរឿងចាប់ដើមឡើងនៅគណៈពេលដែលវាងស៊ុនបានចូលទៅខាងក្នុងពិភពដ៏ចម្លែកមួយនោះទីកន្លែងហ្នឹងគឺមានពណ៌ក្រហមឆិនឆៅសូម្បីតែព្រះច័ន្ទហ្នឹងក៏មានពណ៌ក្រហមដែរអ្វីដែលពិសេសវាងស៊ុនក៏បានឃើញចំហាយធម្មពលពណ៌មាសនៅពីពេញទីកន្លែងហ្នឹងដូចគ្នាដូចជាពិភពលោកដែលគេបានចូលការពីលើកមុនដែលធ្វើឲ្យវាងស៊ុនកាន់តែមាននៃការចាប់អារម្មណ៍ហើយភ្ញាក់ផ្អើលព្រោះថានៅទីកន្លែងនេះអាចកបាំងមែនតែនសូម្បីតែថ្មនៅក្រោមជើងរបស់គេហ្នឹងក៏សុទ្ធសឹងតែជាស្លាកស្នាមរន្ទះបាញ់នៅខាងមុខយើងបានឃើញដើមឈើដ៏ធំមួយមានស្លឹកពណ៌ក្រហមព្រមជាមួយនឹងគម្ពីរក្បាច់គុនដែលត្រូវបានរៀបចំទុកយ៉ាងមានសណ្ដាប់ធ្នាប់តែនៅគណៈពេលដែលវាងស៊ុនបម្រុងដើរទៅពិនិត្យមើលលើកាន់តែជាយើងស្រាប់តែបានឃើញវត្តមានរបស់ទេពអប្សរថ្នាំដែលបានឃើញនៅខាងក្នុងទុកឫស្សីការពីលើកមុននោះនាងក៏បានបង្ហាញខ្លួននៅទីកន្លែងនេះដល់ដំណាក់កាលគេបង្ហាញមុខមាត់របស់នាងពិតប្រាកដហើយក៏ប៉ុន្តែគេអត់ទាន់បង្ហាញឈ្មោះពិតប្រាកដនៅឡើយទេហើយទស្សនវិជ្ជាដែលវាងស៊ុនបានឃើញនៅក្នុងគណៈពេលនេះគឺគ្រាន់តែជាការចងចាំរបស់ទេពធីតាថ្នាំនឹងតែប៉ុណ្ណោះគឺថានៅក្នុងគណៈពេលនេះនាងក៏កំពុងតែតបទៅជាមួយនឹងមហន្តរាយឋានសួគ៌តែមហន្តរាយឋានសួគ៌នេះគឺជាប្រភេទធម្មពលរន្ទះដើម្បីមើលកាន់តែច្បាស់ពីព្រឹត្តិការណ៍ដែលបានកើតឡើងវាងស៊ុនបានប្រើប្រាស់នៅភ្នែកមានសន្ទប់ទី3របស់គេនឹងពិនិត្យមើលកាន់តែគៀបើទោះបីនាងគឺជាអ្នកវឹកហាត់អមតៈក៏ដោយក៏ប៉ុន្តែមហន្តរាយឋានសួគ៌គឺមិនមែនជាអ្វីដែលចេះតែអាចតតាំងបានងាយស្រួលនោះទេរាងកាយរបស់នាងត្រូវបានរន្ទះបាញ់ស្ទើរតែបំផ្លាញអស់ទៅហើយក៏ប៉ុន្តែនាងអាចជួសជុលរាងកាយវិញបានតាមរយៈអំណាចធម្មពលទុកឫស្សីអមតៈវាងស៊ុនក៏ពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ព្រោះថាកម្របានឃើញមនុស្សអមតៈប្រយុទ្ធណាស់អ្វីដែលសំខាន់យើងសង្កេតឃើញថាមហន្តរាយឋានសួគ៌ហាក់បីដូចជាមានអាវុធដ៏ខ្លាំងមកប្រភេទទៀតចាំបាញ់នឹងទម្លាក់ចំមកខាងក្រោមដែលត្រានោះក៏ជាត្រារន្ទះផ្ដាច់ជីវិតដែលក្នុងគោលបំណងអ្នកណាក៏ដោយឲ្យតែប្រឆាំងជាមួយនឹងច្បាប់ឋានសួគ៌អ្នកនោះក៏ត្រូវតែបាញ់សម្លាប់ចោលស្របពេលហ្នឹងទេពធីតាថ្នាំបានប្រើប្រាស់នៅអាវុធ
ទិបរបស់នាងដែលមានដូចជាធោអមតៈហើយនិងកងដៃគុជអមតៈក៏ប៉ុន្តែសូមចូលរួមសរសើរសម្រាប់ទេពធីតាថ្នាំផងទោះបីជានាងមានអាវុធពីប្រភេទនឹងក៏ដោយក៏នៅតែមិនអាចតតាំងជាមួយនឹងមហន្តរាយឋានសួគ៌បានដែរព្រោះតែនឹងក៏បានបាញ់នាងទម្លាក់ចុះមកខាងក្រោមហើយមូលហេតុដែលវាងសួនបានមើលឃើញពីទីកន្លែងនោះសុទ្ធសឹងតែជាស្នាមរន្ទះបាញ់គឺកើតឡើងដោយសារតែព្រឹត្តិការណ៍មួយនេះនឹងឯងគណៈពេលនេះវាងសួនបានឃើញហើយថាមហន្តរាយឋានសួគ៌ខ្លាំងណាស់ចាត់ទុកនៅអមតៈដូចជាសម្រាមក៏ដូចជាស្លឹកឈើក្នុងកែភ្នែករបស់ពួកគេចឹងតែនៅពេលនោះអត់ដឹងថាមានរឿងអីកើតឡើងចំពោះវាងសួននោះទេបន្ទាប់ពីព្រឹត្តិការណ៍នឹងកន្លងផុតទៅគឺថាស្នូលធម្មពលនៅក្នុងសមុទ្រវិញ្ញាណរបស់គេប្រែក្លាយទៅជាស្នូលធម្មពលភ្លើងដែលវាឆេះគុកខ្លាំងណាស់មូលហេតុគឺដោយសារតែគេបានរងនៅឥទ្ធិពលនៃរន្ទះបាញ់មិញនឹងបាទទោះបីវាគឺជាការចងចាំក៏ដោយហើយគណៈពេលនេះវាងសួនក៏នៅមានសំណាងល្អមួយទៀតគណៈពេលនេះគេក៏អាចទម្លុះចូលទៅខាងក្នុងកម្រិតទី4នៃរាងកាយមាបានហើយតែមិនយូរប៉ុន្មានស្រាប់តែមនុស្សអមតៈទេពធីតាថ្នាំនឹងនាងក៏បានបង្ហាញខ្លួនមកភ្លើមធ្វើឲ្យវាងសួនមានការភ្ញាក់ផ្អើលហើយផាត់ភ័យមែនទែនហើយរូបរាងដែលនាងបានបង្ហាញខ្លួននេះគឺគ្រាន់តែជាទម្រង់ព្រលឹងរបស់នាងតែប៉ុណ្ណោះតែទោះបីជាចំណាប់វាងសួននៅតែភ័យចឹងព្រោះថានាងគឺជាមនុស្សអមតៈវាងសួនក៏ព្យាយាមនិយាយទំនាក់ទំនងជាមួយនឹងនាងដែរក៏ប៉ុន្តែឃើញថាចៅម្នាក់នឹងដូចជាមាននិយាយតបតជាមួយនឹងវាងសួនឯងសូម្បីតែមួយម៉ាត់ដោយសារតែបែបនេះវាងសួនចាប់ផ្ដើមគិតហើយក៏ប្រហែលជានាងគឺជាទម្រង់វិញ្ញាណដូចជារាមច្បងដែលគេបានទទួលមរតករបស់គាត់ហើយបានជួបគាត់នៅក្នុងភ្នំ Blue Stone នឹងជាមិនខានចឹងហើយវាងសួនក៏បញ្ញាធ្វើការគួរសមទៅកាន់គាត់ហើយក៏សូមអធិស្ឋានខ្លាំងមែនទែនចំពោះភាពឆ្លើយរបស់គេទៅកាន់មនុស្សអមតៈហើយពេលហ្នឹងវាងសួនបានឃើញហើយថានាងពិតជាមិនអាចនិយាយបានមែនគួរស្ដាយខ្លាំងណាស់តែមិនថាយ៉ាងណានោះទេការឈានជើងចូលមកកាន់ពិភពមួយនេះគឺមិនងាយស្រួលនោះឡើយហើយដូច្នេះហើយក៏មកវាខ្ជិះជាអត់ប្រយោជន៍វាងសួនក៏ចាប់ផ្ដើមធ្វើការវឹកហាត់តែរឿងកាន់មកកាន់នៅនាងវូយិននៅវិញខណៈពេលនេះនាងក៏កំពុងតែទូរស័ព្ទជាមួយនឹងមិត្តជិតស្និទ្ធរបស់នាងម្នាក់ដែលមានឈ្មោះថាវៃវៃដោយវៃវៃម្នាក់នឹងហើយគឺជាសង្សារចាស់របស់វាងសួនក៏ប្រហែលជាម្នាក់ស្ថិតក្នុងរូបថតរបស់គេនឹងហើយពេលហ្នឹងពួកនាងក៏ពិភាក្សាគ្នាតែតិនជាមួយនឹងវាងសួនដែលបានធ្វើបាបវៃវៃដោយចោទថាវាងសួនគឺក្បត់ចិត្តនាងអីចឹងទៅគិតថាវាងសួននឹងគឺជាមនុស្សសាវ៉ាខ្លាំងណាស់នាងចង់បដៅនេះគឺគ្រាន់តែជាការគិតរបស់វូយិនតែប៉ុណ្ណោះមិនដឹងថាតាមពិតទៅរឿងហ្នឹងទៅជាអ្វីនោះទេបន្តមកទៀតនាងក៏ទទួលបានសារមួយចេញមកពីលោកពូឈិនត្រូវជាម្ចាស់ភ្នាក់ងារសម្ងាត់តែតិននឹងការរកអង្គរៈមកការពារនាងដំបងឡើយនាងគិតថាគាត់បារម្ភច្រើនពេកអត់ចង់ទទួលនោះទេក៏ប៉ុន្តែនៅពេលដែលបានមើលឃើញពីអត្តសញ្ញាណរបស់វាងសួនហើយគឺនាងយល់ព្រមផ្លែតែម្ដងព្រោះដោយសារតែនាងជាមួយនឹងគេធ្លាប់ជួបគ្នានៅតាមដងផ្លូវកាលពីគ្រានោះនៅគណៈពេលនេះយើងបានឃើញថាត្រឹមម៉ោង 12:06 នាទីអីទេក៏ប៉ុន្តែនៅខាងក្នុងពិភពចម្លែកដែលវាងសួនកំពុងតែអង្គុយធ្វើការវឹកហាត់ហ្នឹងគឺវាបានកន្លងផុតទៅរយៈពេល 2700 ថ្ងៃបាត់ហើយបើគិតជាឆ្នាំវិញក៏ប្រហែលជា 7 ឆ្នាំជាងរយៈពេលនេះបានធ្វើឲ្យវិជារាងកាយមារបស់វាងសួនគឺស្ទើរតែឈានទៅដល់កម្រិតទី 5ហើយឆ្លងកាត់រយៈពេលយូរបែបនេះក៏ទំនងជាវាងសួនអាចធ្វើការសាកល្បងវឹកហាត់តែតិនជាមួយនឹងគម្ពីរមាសគ្មានឈ្មោះទាំង5នឹងសារថ្មីក្រែងលោទទួលបាននៅវិជាគុណមួយចំនួនទៀតតាមរយៈគម្ពីរទាំង5វាងសួនអាចធ្វើការខ្លួនឯងឡើងរហូតដល់ចំនួន5នាក់ហើយម្នាក់គឺមានពណ៌ផ្សេងគ្នាគឺតំណាងឲ្យវិញ្ញាណនីមួយៗនៅខាងក្នុងខ្លួនបន្តមកទៀតក៏បានបាញ់បញ្ចូលនៅធម្មពលបង្រួមចូលគ្នាក្នុងខ្លួនប្រាណពិតប្រាកដក៏ប៉ុន្តែសូមចូលរួមសោកស្ដាយសម្រាប់វាងសួនផងការបង្រួមនៅវិញ្ញាណទាំង5ចូលគ្នាបង្កើតទៅជាដុំស្នូលធម្មពលតែមួយគឺវាងាយស្រួលនោះទេហើយគណៈពេលនេះវាងសួនក៏ប្រែជ័យដែលវាគឺគ្រាន់តែជំហាននៃការចាប់ផ្ដើមទេវាងសួនគឺមិនអាចធ្វើបានឡើយតែមានអារម្មណ៍ថាខ្លួនឯងដូចជាខ្វះខាតនៅចំណុចអ្វីមួយយ៉ាងក៏ដោយសារតែការវឹកហាត់ប្រែជ័យចឹងហើយទេពធីតាថ្នាំមើលទៅដូចជាទៅភ្នែកខ្លាំងណាស់ហើយដូច្នេះនាងក៏បានធ្វើការពិសោធន៍មួយសម្រាប់វាងសួនដែលនាងបានធ្វើការជប់ជោគនៅឫស្សីអមតៈចំនួន5ដើមដែលតំណាងឲ្យវិញ្ញាណទាំង5ដូចជាវាងសួនមិញដែរហើយក៏ធ្វើការបញ្ចូលគ្នាយ៉ាងងាយស្រួលបន្ទាប់ពីធ្វើការរួមបញ្ចូលគ្នារួចហើយនាងក៏បានគប់នៅធម្មពលវិញ្ញាណទាំង5បង្រួមចូលគ្នានោះទៅកាន់វាងសួនពេញមួយទំហឹងដែលធ្វើឲ្យវាងសួនត្រូវតែដកវិញ្ញាណទាំង5របស់ខ្លួនទៅទប់ទល់ដូចគ្នាធម្មពលរបស់នេះក៏ពោពេញទៅដោយសម្ពាធដ៏ខ្លាំងក៏ប៉ុន្តែហាក់បីដូចជាសតុនធម្មពលសតុននឹងទេពធីតាថ្នាំក៏កំពុងតែធ្វើការគ្រប់គ្រងហើយក៏ចង់បង្រៀនវាងសួនតែតាន់ជាមួយនឹងវិធីក្នុងការរួមបញ្ចូលវិញ្ញាណទាំង5នឹងជាមិនខានទេតាមរយៈការធ្វើបទបង្ហាញរបស់គាត់ធ្វើឲ្យវាងសួនបានយល់ហើយថាតាមពិតទៅការរួមបញ្ចូលនៅវិញ្ញាណទាំង5គឺមិនអាចរួមបញ្ចូលទាំងអស់ក្នុងពេលតែមួយបាននោះទេគឺតម្រូវឲ្យគេធ្វើការរួមបញ្ចូលម្ដងមួយព្រោះនៅក្នុងកាពីបានចែងមកហើយថាវិញ្ញាណទាំង5នៅខាងក្នុងរាងកាយតែងតែយកឈ្នះគ្នាទៅវិញទៅមកក៏ប៉ុន្តែបើសិនជាខ្វះខាតមួយណាគឺពួកវាអាចបំពេញបង្គ្រប់ឲ្យគ្នាបានអញ្ចឹងវិធីមួយនេះគឺជាវិធីដ៏ត្រឹមត្រូវបន្ទាប់ពីវាងសួនធ្វើការរួមបញ្ចូលនៅវិញ្ញាណទាំង5របស់គេចូលគ្នារួចរាល់ហើយកម្លាំងធម៌ពលវិញ្ញាណរបស់គេកាន់តែខ្លាំងជាងមុនហើយក៏វាយបំបែកនៅធម៌ពលវិញ្ញាណរបស់ទេពធីតាថ្នាំនោះឲ្យខ្ទេចខ្ទីតែម្ដងបន្ទាប់ពីនោះមកនាងខញញញឹមបន្តិចផងដែរមើលទៅហាក់ដូចជាពេញចិត្តទៅនឹងវាងសួនខ្លាំងណាស់ព្រោះគេគឺជាមនុស្សដែលរៀនឆាប់ចេះមិនត្រឹមតែប៉ុណ្ណោះវាងសួនបានឃើញថានេះគឺជាវិជាអាចកំបាំងនៃអំណាចធម៌ពលបន្ទាប់ពីធ្វើការរួមបញ្ចូលនៅវិញ្ញាណទាំង5រួចរាល់ហើយការស្រូបនៅធម៌ពលឈីមិនចាំបាច់ធ្វើការបែងចែកញ៉ៃរហូតដល់5ទិសនោះទេគឺរួមបញ្ចូលតែមួយកន្លែងទៅគឺវាគ្រប់គ្រាន់ទៅហើយបន្ថែមពីហ្នឹងក៏ស្រូបយកនៅធម៌ពលឈីបានច្រើនជាងមុនទៀតផងដំណាក់កាលទី1នៃគម្ពីរមាសអាចកំបាំងនឹងគេក៏បានរៀនចេះហើយក៏បញ្ញាធ្វើការអរគុណទៅកាន់រាមច្បងដែលបានផ្ដល់ការណែនាំមូលហេតុតែនាងផ្ដល់ការណែនាំក៏ប្រហែលជាធម៌ពលវិញ្ញាណរបស់វាងសួនអាចដាស់នៅសតិរបស់នាងមួយចំនួនផង
ផងដែរមិនយូរប្រហែលទីកន្លែងនោះចាប់ដើមញ័ររំជួយវ៉ាងស៊ុនដឹងហើយថាឲ្យតែពេលញ័ររំជួយក៏ដល់ពេលវេលាដែលគេត្រូវចាក់ចេញហើយដូច្នេះហើយក៏និយាយជម្រាបលាទៅកាន់រៀមច្បងសង្ឃឹមថាពេលក្រោយនឹងជួបគ្នាម្ដងទៀតក៏ប៉ុន្តែនៅគណៈពេលដែលវ៉ាងស៊ុនហ៊ាននឹងចេញទៅហើយនោះស្រាប់តែទេពធីតាថ្នាំបានផ្ទាល់ដោយមកផ្លាច់ទៅធ្វើឲ្យបរិយាកាសនៅទីកន្លែងនោះជាប់គាំងនៅមួយកន្លែងដែលវាបានធ្វើឲ្យវ៉ាងស៊ុនមានការងឿងឆ្ងល់ខ្លាំងណាស់មិនក៏បានជាគាត់ធ្វើអញ្ចឹងដោយគិតចុះគិតឡើងទៅក៏ប្រហែលជាគាត់ក៏មានរឿងមួយចង់ពឹងពាក់គេជាមិនខាននោះទេហើយដូច្នេះហើយក៏ចាំជួយគាត់គ្រប់រឿងឲ្យទៅគាត់ត្រូវការព្រោះថាគាត់បានផ្ដល់ឱកាសឲ្យគេទទួលបាននូវសំណាងស្មើនឹងជីវិតទី3ទៅហើយដោយសារតែទេពធីតាគឺមិនអាចនិយាយបានចឹងហើយនាងក៏បានចង់អត់បង្ហាញតែតាន់ជាមួយនឹងអ្វីដែលនាងចង់ប្រាំគឺព្រឹត្តិការណ៍តែតាន់ជាមួយនឹងអ្នកវិទ្យាសាស្ត្របូមឈាមរបស់នាងយកទៅធ្វើការពិសោធន៍ដោយគោលបំណងរបស់នាងគឺគ្រាន់តែចង់ឲ្យវ៉ាងស៊ុនធ្វើការរក្សាពីសុវត្ថិភាពរាងកាយរបស់នាងតែប៉ុណ្ណោះកុំឲ្យគេធ្វើបាបរាងកាយរបស់នាងហើយចាត់ទុកនាងគឺជាឧបករណ៍ពិសោធន៍ដូចចឹងទៅវ៉ាងស៊ុនក៏សន្យាជាមួយនឹងគាត់ថាគេប្រកាសជាជួយថែរក្សាសុវត្ថិភាពរាងកាយពិតប្រាកដរបស់នាងឲ្យនៅដូចដើមបានល្អក្រោយពីអស់ការងារហើយនាងក៏បានបំផ្លាញនៅលំហនាំឲ្យវ៉ាងស៊ុនមកកាន់ពិភពលោករបស់ខ្លួនវិញដោយបាញ់យើងបានឃើញថាម៉ោង 12:06 នាទីក៏ប៉ុន្តែឥឡូវនេះគឺត្រឹមតែម៉ោង 12:09 នាទីតែប៉ុណ្ណោះទាំងដែលវ៉ាងស៊ុនស្ថិតក្នុងពិភពលោកបាញ់មិញនេះគឺឆ្លងកាត់រយៈពេលរហូតដល់7ឆ្នាំភាពខុសប្លែកគ្នានៃពេលវេលាដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះសូម្បីតែវ៉ាងស៊ុននឹងក៏មិនអាចធ្វើការស៊ាំជាមួយនឹងវាបានដែរហើយឥឡូវនេះវ៉ាងស៊ុនកាន់តែចាប់អារម្មណ៍ទៅលើថ្មរីលីកនឹងទៀតហើយព្រោះត្រឹមតែ2ដងគេអាចចូលទៅកាន់ពិភពសម្ងាត់ធ្វើការវឹកហាត់រាងកាយមានឡើងទៅដល់កម្រិតទី4បន្ថែមពីនោះវ៉ាងស៊ុនក៏នៅតែមានការងឿឆ្ងល់តែតាន់ជាមួយនឹងដាតភ្លើងពណ៌ក្រហមដែលឆេះនៅក្នុងសមុទ្រវិញ្ញាណរបស់គេនឹងឲ្យដឹងថាវាគឺជាអីប្រកបទេនៅក្នុងគណៈពេលនោះស្រាប់តែមិត្តចាស់របស់វ៉ាងស៊ុនបានតែមកគេគឺជាលីនឆឹងប្រាប់ថាឥឡូវនេះគេបានចាក់ចេញពីផែនដីហើយទៅកាន់ភពថ្មីមួយទៀតគឺជាភពច័ន្ទមូលហេតុដែលគេធ្វើចឹងព្រោះគេធ្វើទៅតាមការរៀបចំរបស់គ្រួសារដោយគេបានឃើញថាខ្លួនឯងដូចជាអត់សូវមានទេពកោសល្យប្រមាណនោះទេចឹងហើយវិជាអមតៈដែលគេខិតខំប្រឹងប្រែងហ្វឹកហាត់នៅឯសាលាជាមួយនឹងវ៉ាងស៊ុនក៏ត្រូវធ្វើការបោះបង់ចោលងាកទៅរកវិជាសាស្ត្រវិញហើយវាក៏ជាការលាយគ្នារវាងពួកគេទាំងពីរយ៉ាងក្រៀមក្រំផងដែរវ៉ាងស៊ុនក៏បាននិយាយជាមួយនឹងគេច្រើននោះទេកំពុងតែអង្គុយកាត់តុកមនុស្សស្មានថាគេសម្រេចចិត្តបោះបង់នៅវិជាអមតៈដែលខិតខំប្រឹងប្រែងហ្វឹកហាត់ជាមួយគ្នាព្រមទាំងទៅចោលគេចឹងឡើយគណៈពេលនោះប្រធានក្រុមអាល់គីក៏បានតាក់ទងមកកាន់វ៉ាងស៊ុនផ្ដល់នៅកិច្ចការមួយថ្មីឲ្យវ៉ាងស៊ុនបេសកកម្មមួយនេះគឺតម្រូវវ៉ាងស៊ុនធ្វើជាអង្គរៈរបស់អ្នកនាងវូយីនដោយចែកម្នាក់នឹងគឺពិតជាចាប់អារម្មណ៍ជាមួយនឹងវ៉ាងស៊ុនខ្លាំងមែនទែនតាំងពីបានជួបគ្នាលើកដំបូងនាងបានស្គាល់គេត្រឹមតែជាវ៉ាងសៀវតែប៉ុណ្ណោះអត់ដឹងថាវ៉ាងស៊ុននឹងគឺជាវ៉ាងស៊ុនសង្សារចាស់វ័យដែលត្រូវជាមិត្តសម្លាញ់របស់ខ្លួននោះទេឥឡូវនេះនាងមានបេសកកម្មមួយដែលធ្វើដំណើរទៅកាន់ទឹកដីចាស់របស់នាងក្នុងដំណើរមួយនេះក៏ប្រហែលជាមានគ្រោះថ្នាក់ហើយដូច្នេះហើយនាងក៏នាំអង្គរៈមួយចំនួនព្រមជាមួយនឹងវ៉ាងស៊ុនដែលត្រូវជាអង្គរៈថ្មីមកជាមួយនាងព្យាយាមនិយាយសំណេះសំណាលជាមួយនឹងវ៉ាងស៊ុនដែរតែវ៉ាងស៊ុនដូចជាអត់សូវចាប់អារម្មណ៍ប្រហែលទេមូលហេតុគឺដោយសារតែកូនគេអ្នកធំជានៅទៅទៀតវ៉ាងស៊ុនគឺមិនសូវហ៊ាននៅក្បែរនាងនោះឡើយព្រោះថាអារម្មណ៍របស់នាងផ្លាស់ប្ដូរលឿនណាស់ដូចជាភ្លើងពណ៌ក្នុងក្លឹបចឹងបន្ទាប់មកនាងក៏បានឲ្យអ្នកបើកឡានធ្វើដំណើរទៅកាន់សាលាអានឆឹងព្រោះនាងមានការងារមួយត្រូវបដៅមនុស្សម្នាក់នៅទីកន្លែងនោះកុំឲ្យគេកើតកតោមខ្លាំងពេកចាប់ដើមឡើងនៅគណៈពេលដែលនៅនាងប៊ូយៀនក៏បាននាំវ៉ាងស៊ុនមកដល់សាកលវិទ្យាល័យអានឆៅដែលជាសាកលវិទ្យាល័យចាស់របស់គេសិក្សាជាមួយនឹងមិត្តរួមការងារគ្រាន់តែបានចូលមកដល់ខាងក្នុងភ្លាមក៏ថាគេផ្លឹកនៅឃើញរឿងអតីតកាលផ្លែហើយគេចាប់ផ្ដើមគិតថាវិជាអមតៈក៏ត្រូវបានបាត់បង់មនុស្សក៏បានផ្លាស់ប្ដូរដូចគ្នាដោយសារតែបានឃើញវ៉ាងស៊ុនហាក់បីដូចជាគ្មានពលឹងពលះក្នុងខ្លួនវូយីនក៏មកដាក់ស្មារតីគេប្រាប់ផងដែរថាការងារជាអង្គរៈមិនត្រូវមានចិត្តរវើរវាយនោះទេចាំសម្រាប់នៅពេលដែលគេចាប់មកការងារទេបន្ទាប់មកវ៉ៃក៏ចាប់ផ្ដើមធ្វើការតាក់ទងមកកាន់វូយីនហើយក៏សួរនាងទៅថាតើនាងពិតជាធ្វើដំណើរទៅកាន់សាលារៀនអានឆៅដើម្បីបដៅវ៉ាងស៊ុនមែនអត់ក៏ព្រោះដោយសារតែទំនាក់ទំនងរបស់ពួកគេទាំងពីរហ្នឹងក៏បានបែកគ្នាអស់រយៈពេលជាយូរមកហើយណាមួយវ៉ាងស៊ុនគឺមិនដែលធ្វើនាងខូចចិត្តនោះទេគេមានហេតុផលចឹងហើយទៅបានជាគេសំបែកនាងចឹងតែប៉ុន្តែវូយីនក៏នៅតែប្រាប់ថាគេគឺជាមនុស្សអាក្រក់ហ៊ានសំបែកនាងចឹងគឺមានន័យថាគេគឺជាមនុស្សព្រាននិយាយអាក្រក់ពីវ៉ាងស៊ុនតែដឹងថាពីខាងក្រោយខ្នងរបស់នាងហ្នឹងគឺជាវត្តមានវ៉ាងស៊ុននោះទេហើយវ៉ាងស៊ុនវិញមានការភ្ញាក់ផ្អើលមែនទែនព្រោះថានេះគឺជាអតីតសង្សារចាស់របស់គេមានឈ្មោះថាលីងវៃមិននឹកស្មានថានាងមានទំនាក់ទំនងមកជិតស្និទ្ធជាមួយនឹងវូយីនទេទោះបីជាវៃខំខកចំណាក៏នាងនៅតែមិនព្រមដែរហើយដូច្នេះហើយក៏បានប្រាប់វ៉ាងសៀវឲ្យចាត់ការវ៉ាងស៊ុនចោលតែក៏ប៉ុន្តែវ៉ាងសៀវយើងក៏បានបដិសេធក៏ព្រោះដោយសារតែនេះមិនមែនជាកិច្ចការរបស់គេគ្រាន់តែការពីនាងតែប៉ុណ្ណោះតែនាងក៏នៅតែប្រាប់ចឹងថានេះគឺជាការងាររបស់គេមួយផ្នែកដែរហើយបែបហ្នឹងបានធ្វើឲ្យវ៉ាងស៊ុនមានអារម្មណ៍ថាអត់សំណោចព្រោះថាវ៉ាងស៊ុនដែលនាងកំពុងតែរកគឺជាគេនេះឯងក៏ប៉ុន្តែវ៉ាងស៊ុនគឺមិននឹកស្មាននោះទេថាលបងអាល់គីរបស់គេនឹងធ្វើការងារបានល្អខ្លាំងណាស់សូម្បីតែព័ត៌មានរបស់សាលាព្រមទាំងប្រវត្តិរូបរបស់គេដែលសិក្សានៅអានចៅក៏ត្រូវបានលុបចោលទៀតហើយដូច្នេះហើយនាងគឺមានតែសម្រេចចិត្តពឹងឲ្យវ៉ាងសៀវធ្វើការស៊ើបអង្កេតដោយនាងបន្តិចទៅក៏ព្រោះដោយសារតែភ្នាក់ងារសម្ងាត់គឺតែងតែមានសមត្ថភាពពិសេសក្នុងការតាមដាននៅព័ត៌មានក៏ដូចជាធ្វើការស៊ើបអង្កេតតែវ៉ាងសៀវបដិសេធថានឹងមិនមែនជាជំនាញរបស់គេនោះទេហើយបើសិនជានាងត្រូវការគេក៏នឹងធ្វើការពឹងពាក់បន្តទៅកាន់ប្រធានក្រុមអាល់គីឬមួយក៏លោកពូឆានជាដើមបែបនេះបានធ្វើនាងគិតថាមិនអាចទៅរួចនោះទេវាគ្រាន់តែជារឿងផ្ទាល់ខ្លួនតូចតាចតែប៉ុណ្ណោះទៅរំខានពួកគាត់ដូចជាហួសហេតុហើយដូច្នេះហើយចៃនឹងក៏ចាប់ផ្ដើមខឹងជាមួយនឹងវ៉ាងស៊ុនឃើញថាគេក៏ពិតជាមនុស្សដែលគួររំខានខ្លាំងមែនទែនក៏ប៉ុន្តែភាពស្ងាត់ហើយនឹងកើត
កតងរបស់គេនឹងនាងដូចជាត្រូវថែបខ្លាំងណាស់ដែលបន្តមកនាងអត់ទាន់ទៅកន្លែងសំខាន់នោះទេគឺនាងចង់ដើរផ្សារតែញ៉ាវ៉ាន់ជាមុនសិនហើយចែម្នាក់នឹងគឺដូចជាខុនរីចឹងហ្វាងសួនដែលជាចៅចិត្តនឹងធ្វើអ្វីខុសចិត្តនាងបន្តិចនោះទេនាងក៏ចាប់ផ្ដើមធ្វើបាបត្រឡប់ទៅវិញតែញ៉ាវ៉ាន់ជាច្រើនស្កេតស្កាពេញនោះនាំឲ្យចៅចិត្តរបស់យើងនឹងលើកពីលេចទៅកាត់ជើងទៅត្បូងឡើងចោលប្រកាច់ប្រកិនទៅហើយបន្ទាប់ពីធ្វើដំណើរត្រឡប់មកវិញហ្វាងសួនក៏អស់កម្លាំងពីខ្លួនអត់លេងតែម្ដងហើយក៏តាក់ទងទៅខាងអាគីហើយគេបញ្ចប់នៅបេសកកម្មជាអង្គរៈរបស់ខ្លួនវិញតែក៏ប៉ុន្តែយ៉ាងណាសំណើមនេះគឺថាអាល់គីមិនអាចធ្វើបាននោះទេព្រោះថានេះគឺជារឿងដ៏សំខាន់បំផុតដែលហ្វាងសួនត្រូវតែធ្វើព្រោះថាគ្រូសាវូគឺមានបច្ចេកទេសពីបុរាណតែតាំងជាមួយនឹងវិជ្ជាអមតៈអាចជួយពង្រឹងនៅចំណេះដឹងរបស់ហ្វាងសួនដែលកំពុងតែត្រូវការបានម្យ៉ាងវិញទៀតឥឡូវនេះគ្រូសាទាំង5នៅក្នុងចំណោមគ្រូសាកម្ពុជាក្នុងនោះគឺមានគ្រូសាចៅហើយនិងគ្រូសាឈៀនក៏គាំទ្រទៅនឹងបច្ចេកទេសថ្មីអាចថាវាគឺជាបច្ចេកវិទ្យាទំនើបចំពោះគ្រូសាចៅហើយនិងគ្រូសាចុងឯវិញគឺមិនទាន់ងាករេទៅខាងណានោះទេគ្រាន់តែឈរមើលហើយបើសិនជាបច្ចេកទេសបុរាណព្រមជាមួយនឹងបច្ចេកទេសថ្មីនឹងមួយណារីចម្រើនជាងពួកគេក៏នឹងរេទៅខាងនឹងជាមិនខានឡើយហើយបើសិនជាគ្រូសាទាំងពីរនឹងងាករេទៅរកបច្ចេកទេសថ្មីនោះប្រកបណាគ្រូសាវូលីហិនហើយមិនខានទេឥឡូវនេះពួកគេក៏ត្រូវតែជួយគ្នាទៅវិញទៅមកហើយសុំវ៉យវ៉ាងសួនព្យាយាមអត់ធ្មត់ពីថ្ងៃទៀតទៅក្រោយពីនឹងគាត់ដឹងថាវ៉ាងសួនហត់ហើយដូច្នេះហើយគាត់ចង់ធ្វើការទិញថ្នាំបើធម្មពលហើយវ៉ាងសួននៅវិញក៏ត្រៀមរួចជាស្រេចទៅហើយនៅគេថាបញ្ជីថ្នាំដែលគេត្រូវការបន្តិចទៀតក៏នឹងផ្ញើឲ្យអញ្ចឹងក៏សម្រេចចិត្តថាវ៉ាងសួននឹងបន្តបេសកកម្មមួយនេះរួចហើយក៏សម្រាប់តែនៅកំឡុងពេលដែលវ៉ាងសួនកំពុងតែគេងលូនោះស្រាប់តែគេយកសពចម្លៃខ្លាំងមែនតែនមានឈាមស្រក់មកលើមុខមាត់របស់គេមិនត្រឹមតែប៉ុណ្ណោះនោះទេរាងកាយក៏នៅជាប់ត្រឹងដូចជាខ្មោចសកលចឹងគេក៏បានចូលសពឃើញទេពធីតាថ្នាំគាត់ក៏បានបង្ហាញខ្លួនដោយខែកនៅលំហរូបរាងហាក់បីដូចជាខ្មោចចឹងដែលធ្វើឲ្យវ៉ាងសួនភ័យឡើងចង់លេចនោះនៅពេលដែលភ្ញាក់ត្រឡប់មកវិញក៏បញ្ញាប់ស្វែងរកទឹកផឹកដើម្បីសម្រួលអារម្មណ៍ទៅចឹងហើយវ៉ាងសួនក៏បញ្ញាប់តែតងទៅកាន់ប្រធានក្រុមទាំងកដាលយប់តែម្ដងថាតើមានបច្ចេកទេសក្នុងការបដិញខ្មោចឬអត់បញ្ហាមួយនេះអាល់គីក៏បានលើកមកនិយាយជាមួយនឹងលោកពូឆិនចំពោះស្ថានភាពរបស់វ៉ាងសួនតែតាន់ជាមួយនឹងការយកសពរបស់គេក៏ប៉ុន្តែលោកពូឆិនគិតថាវ៉ាងសួនគឺជាយុវជនវ័យក្មេងចឹងហើយគេតែងតែគិតច្រើននាំឲ្យមានការស្មើសម័យចឹងទុកបញ្ហានេះឲ្យគាត់ដោះស្រាយចុះគាត់និយាយបន្ថែមការនេសាទក៏ដូចជាការស្ទូចត្រីមិនសំខាន់ទៅលើនុយដែលពួកគេដាក់ថាល្អឬអាក្រក់នោះទេអ្វីដែលសំខាន់គឺទៅលើការអត់ធ្មត់និងការរងចាំនៅក្នុងយុវតបគឺថាវ៉ាងសួនបានទទួលនៅយន្តជាច្រើនពីលោកពូឆិនដើម្បីបដិញខ្មោចតែវ៉ាងសួនបានមើលឃើញហើយថានេះគឺជាសម័យណាហើយនៅប្រើប្រាស់យន្តចឹងទៀតដូចជាហួសសម័យពេកដឹងឬមួយក៏គាត់ចេះតែលួងលោមគេឲ្យស្ងប់ចិត្តទេលោកពូឆិនបានធ្វើការតាក់ទងមកកាន់វ៉ាងសួនប្រាប់ទៅកាន់គេថាក៏មើលស្រាយន្តទាំងអស់នេះឲ្យសោះព្រោះថាវាមានប្រសិទ្ធភាពក្នុងការកម្ចាត់នៅឧបទ្រពចង្រៃដើម្បីឲ្យវាមានប្រសិទ្ធភាពត្រូវតែសូត្រធម៌មុនចូលគេងសូត្រនៅធម៌ដែលគាត់បានផ្ញើឲ្យព្រមទាំងយកកដាយន្តនឹងបិទគ្រប់ទីកន្លែងជាពិសេសគឺក្បាលដំណេកចឹងហើយវ៉ាងសួនបានបិទនៅលើក្បាលដំណេករបស់គេជាច្រើនព្រមទាំងគ្រប់កន្លែងដូចជាកង្ហារលេជាដើមវ៉ាងសួនគិតថាក៏ប្រហែលជាយប់នេះគេដេកបានស្ងាត់ហើយគ្មានបញ្ហារំខានទៀតទេក៏ប៉ុន្តែវាមិនដូចអ្វីដែលគេគិតសោះឡើយពេលនឹងឆ្មាក៏បានលូតមកវាក៏បានបង្ហាញនៅការភ្នែកគួយខ្លាចក៏ទំនងដូចជាបានឃើញព្រលឹងខ្មោចដូចជាការរំពឹកទឹកមិនបានយូរប្រហែលស្រាប់តែថ្មរីលីកពីដុំនោះចាប់ផ្ដើមបញ្ចេញនៅពន្លឺហើយកង្ហារក៏ចាប់ផ្ដើមវិលខ្លួនឯងព្រមទាំងយន្តទាំងអស់នោះក៏ចាប់ផ្ដើមបញ្ចេញនៅភ្លើងឆេះយ៉ាងសន្ធោសន្ធៅវ៉ាងសួននៅពេលដែលក្រោកដឹងខ្លួនមកឃើញថាស្រួលនោះទេក៏បញ្ញាប់បង្រួមវាយកទៅផលិតភ្លើងហើយក៏វត្តចោលក៏ប៉ុន្តែមានណាស្រាប់តែភ្លើងនោះឆេះកាន់តែខ្លាំងឡើងព្រមទាំងផ្ទុះដូចជាចក្រានហ្គាសយ៉ាងពេលនោះវ៉ាងសួនអត់គិតឲ្យច្រើននោះទេក៏ប្រហែលជាដោយសារតែយន្តតាកជ្រុះចាស់នឹងឲ្យហើយក៏ដំណងជាវាខុសបច្ចេកទេសមួយចំនួនទៀតដែរក៏ប៉ុន្តែនៅពេលដែលបានឃើញឆ្មាខ្មៅទៅធ្វើគេនឹងភ្ញាក់ខ្លួនព្រឺឬមួយក៏គេនឹងក្បត់នៅការសន្យាមិនអាចការពាររូបរាងកាយរបស់ទេពធីតាថ្នាំបានទៅបានជាធ្វើឲ្យគាត់ខឹងរឿងនេះវ៉ាងសួនគឺមិនទាន់ប្រកាសនៅឡើយនោះទេហើយឥឡូវនេះបន្ទោរបស់គេខូចខាតចឹងក៏មានតែពឹងទៅលើប្រធានក្រុមទៀតហើយចឹងក៏បញ្ញាប់ធ្វើដំណើរមកកាន់មូលដ្ឋានភ្នាក់ងារសម្ងាត់ទាំងកដាលយប់ដើម្បីទារលុយលោកពូឆិនដែលធ្វើរបស់គេខូចខាតក៏ប៉ុន្តែនៅពេលដែលចូលមកដល់ស្រាប់តែបានឃើញគាត់ក៏កំពុងតែប្រយុទ្ធគ្នាជាមួយនឹងអាល់គីសាកល្បងនៅកម្លាំងធាតុយើងបានឃើញហើយបើទោះបីជាអាល់គីគឺជាក្មេងដែលមានទេពកោសល្យយ៉ាងណាក៏ដោយបើប៉ះគ្នាជាមួយនឹងលោកគ្រូរបស់គេគឺមិនអាចទៅរួចនោះទេទោះបីជាគាត់ចាស់ពិតមែនក៏ប៉ុន្តែនៅខ្លឹមខ្លាំងណាស់ការវាយប្រហាររបស់គេគឺមិនអាចធ្វើអ្វីគាត់បាននោះឡើយណាមួយជាភាពរបស់គាត់គឺពិតជាលឿនខ្លាំងណាស់ស្ទើរតែមិនអាចមើលឃើញនោះទេសូម្បីតែអាល់គីប្រើនៅសម្ពាធកម្លាំងដ៏ខ្លាំងទៅលើគាត់ហើយគាត់ក៏នៅតែអាចទប់បានយ៉ាងស្រួលដោយប្រើត្រឹមតែម្រាមពីរតែប៉ុណ្ណោះពេលនោះគាត់ដឹងពីមូលហេតុដែលអាល់គីខ្សោយមិនអាចតតាំងជាមួយនឹងគាត់បានព្រោះថាធម្មពលឈីរបស់គេដែលកំពុងតែប្រើប្រាស់នឹងវាហូររដេវរដប់ខ្លាំងពេកការគ្រប់គ្រងស្មារតីនៃការវិជរបស់គេគឺមិនគ្រប់គ្រាន់ចឹងគឺតម្រូវឲ្យគេសិក្សាបន្ថែមនៅក្នុងការរក្សាតុល្យភាពនៃចិត្តនៅពេលនោះគាត់ក៏សប្បាយនៅពេលដែលបានឃើញវ៉ាងសួនមកដល់ហើយក៏សួរគេតាក់ទិនជាមួយនឹងយន្តនឹងអាចជួយការពារគេបានអត់តែវ៉ាងសួនក៏បានប្រាប់ត្រឡប់ទៅវិញថាសំណាងល្អហើយដែលវាមិនដុតផ្ទះគេចោលទាំងមូលនោះពេលហ្នឹងគាត់ងើយឆ្ងល់ខ្លាំងណាស់ថាតើខ្មោចផ្ទះគេនឹងគឺជាខ្មោចអ្មេចទៅសូម្បីតែយន្តរបស់គាត់នឹងក៏មិនអាចទប់ទល់បានផងហើយគាត់ក៏ចាប់ផ្ដើមធ្វើការស្ទង់មើលពីចំហាយធម្មពលនៅខាងក្នុងខ្លួនរបស់វ៉ាងសួនឃើញថាឥឡូវនេះគេទម្លុះនៅកម្រិតបានទៀតហើយគឺថារាងកាយរបស់វ៉ាងសួនស្ថិតក្នុងដំណាក់កាលរាងកាយមាសសតបទី4នឹងឯងដែលវាស្ទើរតែធ្លាយទៅដល់កម្រិតទី5តែពេលហ្នឹងវ៉ាងសួនមានពេលបកស្រាយប្រាប់គាត់ច្រើននោះទេព្រោះថាគាត់លេនដែលជាប្រធានក្រុម Dragon តាក់ទងមកខាងគាត់ជាបញ្ញាប់ដែលនេះក៏បានបង្ហាញនៅវីដេអូកាមេរ៉ាសុវត្ថិភាពស្ថិតក្នុងមន្ទីរពិសោធន៍របស់គ្រួសារជាងផងដែរគឺថា
ចាប់តាំងពីថ្ងៃដែលពួកគេប្រមូលយកនៅថ្មរលិកចេញមកក៏ដូចជាធ្វើការបូមឈាមរបស់នាងធ្វើការពិសោធន៍អ្នកគ្រប់គ្នាដែលស្ថិតក្នុងមន្ទីរពិសោធន៍ទាំងអស់នោះចាប់ផ្ដើមរវើរវាយព្រមទាំងយកសពអាក្រក់ជារៀងរាល់យប់ទៀតផងគឺហាក់បីជាមានខ្មោចមួយមិនសង្គ្រប់ហើយសម្រាប់ពួកគេយ៉ាងវេទនាដែលនេះគឺមិនមែនម្ដងម្កាលនោះទេគឺរាល់ថ្ងៃក៏ប៉ុន្តែអ្វីដែលចម្លែកនៅពេលដែលពួកគេយកសពបែបនេះហើយគឺពួកគេមិនចង់ចាំសម្បត្តិរបស់ខ្លួននោះទេហាក់ដូចជាមាននរណាម្នាក់លុបចោលវ៉ាងស៊ុនលើដូច្នេះក៏ដឹងហើយថាទេពធីតាស្រីចាប់ផ្ដើមធ្វើការសងសឹកហើយមែនទេនៅក្នុងគណៈពេលនេះយើងបានឃើញថានៅខាងក្នុងបន្ទប់មន្ទីរពិសោធន៍នោះចាប់ផ្ដើមអារើព្រមទាំងសត្វពិសោធន៍មួយចំនួនបានរួចចេញពីទ្រង់ធ្វើការវាយប្រហារទៅលើអ្នកវិទ្យាសាស្ត្រនៃគ្រួសារចឹងប្រងព្រាតចឹងហើយក្រុម Dragon ដែលដឹកនាំទៅដោយ Quan Lin នាងក៏បញ្ញាប់ធ្វើដំណើរទៅកាន់កន្លែងកាត់ហេតុដើម្បីដោះស្រាយនៅបញ្ហានេះតែម្ដងចំពោះលោកពូឈិនក៏មិនអាចឈរអបដៃមើលផងដែរគាត់ក៏បញ្ជូននៅគ្នាក៏ដូចជាកម្លាំងមួយចំនួនចូលរួមជាជំនួយសម្រាប់ក្រុម Dragon ទេពេលនឹងបងសួនបាននិយាយជាមួយនឹងលោកពូឈិនទៅពីអ្នកប្រាប់ផងដែរថារឿងនេះកាត់ឡើងក៏ដោយសារតែវាតាក់ទងជាមួយនឹងទេពធីតានោះជាមិនខាននោះទេអញ្ចឹងហើយយើងគួរតែបញ្ឈប់ការពិសោធន៍ទៅលើរាងកាយរបស់នាងទេក៏ប៉ុន្តែលោកពូឈិនគាត់បានប្រាប់ទៅវិញថារឿងនេះគាត់មិនមែនជាអ្នកសម្រេចតែឈប់ឬក៏បន្តបាននោះទេរឿងនេះក៏ត្រូវតែសម្រេចទៅដោយអាជ្ញាធរដែលពាក់ព័ន្ធប៉ុន្តែគាត់អត់សូវខ្វល់ពីរឿងនោះទេគាត់ចង់ដឹងខ្លាំងណាស់ថាតើមូលហេតុអីបានជាវ៉ាងស៊ុនអាចទម្លុះនៅកម្លាំងធម្មពលបានទៀតហើយវ៉ាងស៊ុនក៏បានប្រាប់ទៅថាគួរតែអរគុណទៅដល់ជំនួយរបស់គាត់កាលពីមុនដែលបានចាប់ជីបចោទាំង5របស់គេពេលហ្នឹងលោកពូឈិនក៏បានប្រាប់ឲ្យវ៉ាងស៊ុនមិនចាំបាច់ហៅកូសំជាមួយនឹងគាត់នោះទេគួរតែហៅគាត់ថាឡៅឈិនឬមួយក៏តាឈិននេះបានហើយវ៉ាងស៊ុនដឹងហើយថាតាចាម្នាក់នេះក៏ប្រហែលជាចង់នេសាទអ្វីមួយហើយមិនទៅហើយដូច្នេះហើយក៏ប្រាប់គាត់ទៅថារឿងរបស់គេនឹងដូចជាមិនគួរជឿបន្តិចបើសិនជាគាត់បើកចិត្តព្រមស្ដាប់គេក៏នឹងរាយរាប់គ្រប់បែបយ៉ាងលោកពូឈិនគាត់បានប្រាប់ថារឿងអីក៏ដោយក៏គាត់ស្ដាប់ដែរឲ្យទៅចេញពីមាត់របស់វ៉ាងស៊ុនក៏បានកុហកប្រាប់គាត់ទៅថាកំឡុងពេលដែលគេរៀបចូលគេនោះស្រាប់តែមានព្រលឹងរបស់ក្មេងស្រីកំម្នាក់តែទៅជូនគេទៅគេងជារៀងរាល់យប់ហើយក៏តែងតែផ្ដល់នូវការណែនាំក៏ដូចជាវិជ្ជាគុណមួយចំនួនទៀតផងបែបនេះក៏គាត់ជឿហើយគាត់គិតថាសមហេតុផលខ្លាំងមែនទែនព្រលឹងស្រីកំម្នាក់នោះក៏ទំនងជាទេពធីតាថ្នាំដែលគេកំពុងតែជួបប្រទះហើយមើលទៅគាត់គិតថាគ្មានអ្វីចម្លែកនោះទេដែលវ៉ាងស៊ុនតែងតែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឈប់ឈរបែបហ្នឹងបើមិនអញ្ចឹងនោះទេក្រុមប្រឡាត់ក្រេ3នាក់ដែលត្រូវបានវ៉ាងស៊ុនចាត់ការយ៉ាងស៊ីផុយនោះគឺមិនងាយស្រួលបែបហ្នឹងឡើយហើយដូច្នេះហើយគាត់ក៏បញ្ញាប់ចាក់ទឹកតែឲ្យវ៉ាងស៊ុនព្រមទាំងប្រាប់គេផងដែរថាបើសិនជាមានឱកាសណែនាំព្រលឹងស្រីកំមុំនោះឲ្យនាំគាត់ចូលគេងផងដើម្បីរៀនក្បាច់គុណមួយចំនួនវ៉ាងស៊ុនផឹកតែហើយក៏គួយក្បាលគិតថាវាមិនអាចទៅរួចទេនៅពេលដែលវ៉ាងស៊ុនត្រឡប់មកវិញឃើញផងដែរថាតាចាស់ឡៅឈិននេះគាត់មានចំណេះដឹងជ្រៅជ្រះខ្លាំងណាស់នៅពេលដែលគេនិយាយបែបហ្នឹងហើយគាត់ក៏នៅតែជឿចឹងរឿងអរូបីបែបនេះគាត់ក៏ប្រហែលជាធ្លាប់ជួបក៏ប៉ុន្តែយ៉ាងណាអំណាចរបស់គាត់គឺមិនតូចនោះទេគាត់អាចបញ្ឈប់នៅការស្រាវជ្រាវទៅលើទេពធីតាផ្កានេះបានចុះហេតុអីក៏គាត់មិនធ្វើទៅព្រោះគាត់មានទំនាក់ទំនងល្អខ្លាំងណាស់ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធចឹងបើសិនជាបែបនេះហើយគួរតែរកនៅខ្លួនឯងតែម្ដងហើយនៅក្នុងគណៈពេលនេះខ្សែរឿងក៏កាត់មកកាន់មន្ទីរពិសោធន៍នៃគ្រួសារជាងឯនេះវិញជាងក៏ស្រាប់តែប្រទះឃើញថាទេពធីតាថ្នាំនាងក៏ស្រាប់តែភ្ញាក់ដឹងខ្លួនត្រឡប់មកវិញថែមទាំងងើបចេញមកពីទុកឫស្សីនឹងថែមទៀតផងមិនដឹងថាបង្កទៅជាផលរបស់អ្វីខ្លះនោះទេនឹងឯងបងប្អូនសម្រាប់ភាពនេះគឺមានតែប៉ុណ្ណឹងនោះទេចឹងបងប្អូនទាំងគ្នាគឺមានតែរងចាំតាមដានទស្សនានៅក្នុងភាពបន្តតែប៉ុណ្ណោះអធិស្ឋានបើមានកំហុសខុសឆ្គងកើតឡើងដោយចេតនា admin ក៏ត្រឡប់មកវិញជាមួយនឹងវីដេអូសម្រាប់រឿងបន្តជាចុងក្រោយសូមឲ្យបងប្អូនទាំងគ្នាព្រមទាំងក្រុមគ្រួសារសុខភាពល្អបបររុងរឿងមានលុយចាយកាន់តែច្រើន